ឡើងកាន់តំណែងហើយពេលនេះទូប្រុសរបស់យើងកំពុងតែធ្វើការវិភាគលើឃាតករនិងពួកអក្រិតជនទាំងអស់ដែលកំពុងតែតាមសម្លាប់ពេលដែលកំពុងជជែកគ្នាជាមួយនឹងនេះពេលដែលធ្វើការងារចាប់សັບគ្រប់ចឹងណាហើយអញ្ចឹងទូប្រុសរបស់យើងគឺទូស្រីយើងក៏បានបញ្ចុកថ្នាំបញ្ចុកអីចេះសម័យឃើញគេយកចិត្តទុកដាក់ចំពោះខ្លួនណាព្រោះទូប្រុសរបស់យើងស្រឡាញ់ទូស្រីខ្លាំងណាស់ប៉ុន្តែនិយាយតាមត្រង់ទូស្រីយើងចរិតចេញមកគឺទីលើកឡើងត្រឹមមិនរួចហ្មងគេបខំគេសារភាពស្នេហ៍គេលះបង់ដើម្បីខ្លួនច្រើនណាអេដមីនមើលដល់ចិត្តដល់ភាពបញ្ចប់ស្អាចាប់ផ្ទះទូស្រីភ្ញាច់គេអញ្ចឹងតាកាច់រឹកកាច់រៀងច្រើនចរិតចេញមកមន់ហ្មងហើយតវេទនីហ្មងចាំមើលអេដមីនទាំងអស់គ្នាមើលបន្តិចទៀតមើលវេទនីឲ្យខ្នាញ់ទូស្រីនឹងខ្លាំងហ្មងសឹងទៅដល់ហក់ភ្ញាច់គេអញ្ចឹងហ្នឹងហ្មងវាកាច់រឹកច្រើនពេកហើយតួប្រុសរបស់យើងគាត់ស្រឡាញ់គាត់បានផ្ដល់តម្លៃផ្ដល់កិត្តិយសឲ្យហើយគាត់មិនដែរទៅបន្ទាបខ្លួនជាមួយមនុស្សស្រីសូម្បីតែញ៉ាយស្រីណាញ៉ាយគាត់មិនដែរញ៉ាយផងចង់និយាយចឹងណាអញ្ចឹងហើយបានថាតួស្រីយើងវានៅសាំតប៉ែច្រើននៅនឹងឯងហើយគាត់ក៏ព្យាយាមសួរទៅកាន់អង្គរៈគាត់ថាមនុស្សស្រីគិតបែបម៉េចតែយើងយកចិត្តមនុស្សស្រីបានដោយវិធីណាហេតុអីបានជាមនុស្សស្រីពិបាកគាប់ចិត្តម្លេះអង្គរៈទូប្រុសក៏បានណែនាំអញ្ចឹងណាថាគាត់ក៏ពិបាកដែរប្រពន្ធគាត់ប៉ុន្តែដល់តែពេលគាត់ធ្វើល្អយូរទៅគឺប្រពន្ធគាត់ចាប់ផ្ដើមមានចិត្តស្រឡាញ់និងមេត្តាចំពោះគាត់ប៉ុន្តែទូប្រុសរបស់យើងគាត់តែងតែព្យាយាមធ្វើអស់ពីសមត្ថភាពហើយធ្វើល្អធ្វើដើម្បីឲ្យទូស្រីយើងពេញចិត្តហើយនឹងជឿជាក់ប៉ុន្តែទូស្រីរបស់យើងគឺអត់ហើយឥឡូវមានឃាតករចូលមកធ្វើឃាតទូប្រុសទៀតយេរត់គេស្នេហាគ្នាមិនបានលបលយោរេសម្លាប់ឃាតករទាំងអស់នេះមានស្រីមានប្រុសទាំងអស់គ្នាមកដើម្បីធ្វើឃាតទូប្រុសប៉ុន្តែក្នុងចំណោមនោះគឺមានម្នាក់គឺជាសន្តិសុខស្រីដែលជាកូនចាស់របស់សន្តិសុខហុងពេលដែលគាត់ស្លាប់ទៅគាត់បានផ្ញើបណ្ដាំផ្សេងជាមួយណាហើយដល់ពេលអញ្ចឹងទៅអ្នកនរគ្នាដឹងថាម៉េចទេអង្គរៈរបស់ទូប្រុសគាត់បានវាយកំចាត់ពួកអស់ហ្នឹងដាក់មកប្រើទៅផាំងហ្មងនិយាយទៅចេញមកប្រើហ្នឹងធ្វើឲ្យឃាតករទាំងអស់ហ្នឹងគឺខ្ចាត់ខ្ចាយមានអ្នកខ្លះមានរបួសមានអីចឹងទៅបន្តមកទៀតគឺបានហៅមេសន្តិសុខថ្មីគឺអ្នកស្រីដែលតែជាគ្រូទូប្រុសនេះហៅមកដើម្បីសើចរោគចង់និយាយថាសើចរោគនេះណារោគមុខឃាតកររោគអីចឹងទៅអើយអ្នកឆាតមកឯងខំមើលទៅរហូតអញ្ចឹងដល់ពេលដែលឆាតនៅពេលដែលរោបែបនេះរោបែបនោះហើយអញ្ចឹងណាអញ្ចឹងគឺឃើញថាស្ថានភាពបើរោឃាតករអត់ឃើញទេហើយដល់ពេលនោះគឺឃាតករហ្នឹងគឺដើរជាមួយដុកអ៊ីមនេះឯងនៅពេលដែលដុកអ៊ីមដើរជាមួយនេះហើយទូស្រីមើលទៅឃើញហាក់ដូចជាមានអ្វីប្លែកប៉ុន្តែនាងនិយាយថាគុំទៅកន្លែងហ្នឹងគឺមានលក្ខបានន័យថាលាក់អាវខ្មៅលាក់អីចឹងអាវរបស់ឃាតករចឹងណាគាត់ជីយាមខាត់មិនឲ្យទូស្រីចូលទៅមើលតែទូស្រីចេះតែចង់ចូលទៅមើលពីព្រោះគាត់គិតថាវាមានសភាពការអត់ស្រួលទេបន្តមកទៀតអ្នកនរគ្នាដឹងថាមកជាបន្តទូស្រីរបស់យើងនឹងគឺត្រូវបានដុករូនេះណាក្រុមសន្តិសុខរបស់ទូស្រីនឹងគឺត្រូវបានដុករូបានចូលមកហើយដើម្បីសួរពីព្រោះគាត់កំពុងតែតាមចាប់ឃាតករដែលកំពុងតែចូលធ្វើឃាតព្រះអង្គទីបំផុតគឺសេនាគេបានចាប់បានហើយព្រោះមនុស្សស្រីដែលគេបានវាយចំហ្នឹងគេដឹងថាជាអ្នកណានោះគឺជាមិត្តភ័ក្តិរបស់ទូស្រីនឹងឯងអញ្ចឹងមិត្តភ័ក្តិរបស់ទូស្រីម្នាក់ហ្នឹងគឺជាចំណិតរបស់សន្តិសុខហុងហើយក៏ជាឃាតករដែរគាត់ព្យាយាមការពារទូស្រីរបស់យើងតាំងពីដើមដល់ឥឡូវនេះដោយសារទូស្រីគាត់មានប្រវត្តិឪពុករបស់គាត់គឺជាអង្គរៈរបស់ឪពុកទូប្រុសហើយឪពុករបស់ទូប្រុសមានទោសក្បត់ជាតិអញ្ចឹងហើយគឺស្លាប់ទៅតាមគ្នាដូច្នេះទូស្រីក៏ត្រូវមានទោសត្រូវប្រហារជីវិតដូចគ្នាដែរចង់និយាយចឹងទោះបីជាបានដូរស្ដេចក៏ដោយប៉ុន្តែបទឧក្រិដ្ឋគេមិនងាយកែប្រែចង់នៅប្រទេសកូរ៉េដូចចិនហើយទូស្រីក៏បាននឹកឃើញអនុស្សាវរីយ៍ជាមួយមិត្តភ័ក្តិណាដោយសារអ្នកទាំងពីរគឺជាមិត្តភ័ក្តិនឹងគ្នាហើយនាងក៏បានការពារទូស្រីកន្លងមកគឺសពគ្រប់បែបយ៉ាងតាំងពីប្រវត្តិអីផ្សេងគាត់លាក់បាំងហើយលើកនេះគាត់សុកចិត្តទទួលទោសណាសុកចិត្តឲ្យគេចាប់ហ្នឹងក៏គាត់ដើម្បីការពារទូស្រីដែរដូច្នេះហើយធ្វើឲ្យទូស្រីសម័យឡើងវិញនឹកឃើញថាវាពិតជាមានការលំបាកខ្លាំងណាស់សម្រាប់គាត់ក្នុងការជួយមិត្តភ័ក្តិរបស់គាត់នេះចឹងវាមានការលំបាកខ្លាំងក្នុងការជួយទៅកាន់មិត្តភ័ក្តិសម្រាប់ដុកអ៊ីមតែដុកអ៊ីមគឺគាត់ក៏មិនអាចជួយអ្វីបានដែរហើយនៅពេលនេះទូប្រុសរបស់យើងគាត់បានចេញមកនេះដើរមកជាមួយទូស្រីយើងដើរតាមទូប្រុសជាប់ហើយក៏បានឃើញគេចាប់អ្នកទោសទាំងអស់ហ្នឹងយកទៅហើយដុករូក៏បាននាំទូស្រីនេះទូស្រីសុំមកជួបមិត្តភ័ក្តិណាពេលមកដល់ទូស្រីថាហេតុអីទូស្រីបានឃើញមិត្តភ័ក្តិរបស់គាត់ដែលត្រូវគេយកមកឃុំឃាំងនៅក្នុងគុកនេះគុកកូរ៉េដូចគុកចិនទេណាគុកចិនឃើញគួរឲ្យខ្លាចណាតែគុកកូរ៉េអត់គួរឲ្យខ្លាចទេមើលទៅល្មមហើយទូស្រីក៏បាននិយាយថាចេះហេតុអីបានជានាងការពារខ្ញុំទាំងកន្លងមកនាងធ្វើបែបគ្រប់បែបយ៉ាងដើម្បីខ្ញុំតែខ្ញុំមិនអាចជួយអ្វីនាងបានចឹងនាងក៏បាននិយាយថាចេះដោយសារដុកអ៊ីមនាងគឺជាមនុស្សល្អនាងគឺជានារីដែលល្អបំផុតនាងអាចផ្ដល់ក្តីសុខឲ្យមនុស្សគ្រប់គ្នាបាននាងគឺជាហេតុផលតែមួយគត់ដែលខ្ញុំអាចការពារនាងបានដូច្នេះហើយនាងត្រូវទៅរស់នៅយ៉ាងមានក្តីសុខបំផុតអញ្ចឹងខ្ញុំមិនអាចមានសង្ឃឹមថាខ្ញុំនឹងអាចមានជីវិតតទៅមុខទៀតបានទេខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់នាងតែប៉ុណ្ណោះ
độc im khơi vì rú hiệp po pin đôi ca ảnh nói ở thom ca cầm sắt cua ảnh là từng anh hai từ vừa tu xây độc im rồi bỏ dưới ní quan chập đam ri rê là khung ca ru là khung ri chỉ vẽ này hay khung nút đai mê khi ta có thôm là khung rừng cái đấy ní con mẹ tôi tài đai cứ trời chỉ sạch nhiệt rồi bỏ tu pro vì trời chỉ bong rồi bỏ tu pro room chỉ mới nắng bong pro rồi bỏ mặt chặt sệt trai chẳng cứ nè thằng pi nè nó cứ chỉ khi ta có thôm nó không chầm nắm khi ta có thằng đại châu rùm không cao vi bả há từ lơ tu pro hai sầm rạp khi ta có xây mùi ní quạt tu xây thá chui trong sạo quạt tịch tơ pro sạo từ một quạt hai quạt bị bạ mờ một độc im ở bàn cho ba mươi đừng quạt slap từ chẳng thằng khi nè đừng theo ban kia cho ta cắt tu bả há chỉ vớt và môn bả há chỉ vớt theo ban kia thôi tụi nó cam với đâm trăm thẹn lần mục ni lần pal đôi terrain ý đôi là hông tôm mai nè đó khi nè tu xây dựng ban riêng cho mà ha do mà ao tu pro nè chẳng cứ đu ao sập cục bạp giang sọc chất là mơ thai tòm kê nơi các bài kê sập cục bạp giang phần tay đã tập kê hai ở thưa papon kê ní ắt prom thử anh đâu cách riêng ôi tì vào đài nhom vậy bị tăng tru nè cho nó cách riêng rồi bỏ tu xây dựng khang mong chẳng tu pro cắt su tu xây chứ nè cắt su đấy tu xây hạt ấy ở lỡ ắt xây nhảy nhom sòn chẳng chẳng tu xây dựng miếng cái đây bật thá chẳng ao mất phe ở bạc quạt giấy map đắng châu mà không đi chỉ vàng vinh bà sen chỉ mất phe ở bạc quạt ban mà thôi ca không đi chỉ vàng vinh vì chỉ riêng là ao bẩm phốt á vì sợ bài chân chẳng hay ở bệ ón quạt ban giấy tha lấy dân phnol kia tư bà sen chỉ niên chèn nhom niên đang từ tu ban mất phe ở bạc niên thở lọ mà châu đi chỉ vàng vinh pon tai bà sen chỉ niên trang nhom niên trời tại prom tam nhom tu xây dựng prom phnol chỉ mỗi tu pro kê lên cục tực chẳng nè ở khi tu xây khô chứ nè còn cho đom thom thom đại cục thua ở tực thưa mình ở thom mình ai plat được tực ban tràn tón á hay khuôn ấy giờ thom sẽ đang đậpไปประ ong ឲ្យ thom làm bắn co chừng hay ประ ong គ្នាក៏គប់ទេព្រោះយ៉ាងណាទូប្រុសយ៉ាងនិយាយថាទូប្រុសជាស្ដាយតែគាត់ព្រមចុះញោមទូស្រីអញ្ចឹងព្រមឬប្រុសណាដែលព្រមចុះញោមយើងបានជាមនុស្សស្រីបានណាជាពិសេសគឺគាត់គឺជាស្ដាច់ដែលមានឋានៈខ្ពស់ទៀតហើយគាត់ព្រមចុះញោមទូស្រីបានវាមិនមែនជាការងាររទេហើយដុំថ្មឲ្យគ្នាឡើងមូលកលុញកុញតគប់ល្មិចបានផ្លាតទឹកតែទូប្រុសដែលតែមានសមត្ថភាពក្នុងការធ្វើឲ្យថ្មនឹងផ្លាតនៅលើទឹក 4-5 តង់បាននិយាយទៅគឺអត់ពិបាកសម្រាប់ទូប្រុសទេអ្វីដែលពិបាកហ្នឹងគឺទូស្រីរបស់យើងលេងស៊ីខូចchẳng hai tu proរបស់យើងបានជាគាត់បានជាគាត់សួរទៅកាន់ទូស្រីណាក៏សួរថាអញ្ចេះតើក្នុងចិត្តរបស់នាងមិត្តភ័ក្តិរបស់នាងសំខាន់ជាងឬខ្ញុំសំខាន់ជាងនេះជាសំណួរដែលគាត់នឹងលើកយកមកសួរទូស្រីបន្ទាប់ពីការភ្នាល់គ្នាហើយទូស្រីយើងនៅតែគេម៉ត់ចាត់គេក្នុងការគប់ធ្វើមកឲ្យឈ្នះទូប្រុសប៉ុន្តែគប់ឈ្នះអ្នកម្ដងណាចុងក្រោយគឺទូប្រុសនៅតែឈ្នះទូស្រីអញ្ចឹងប៉ុន្តែទូប្រុសអត់ព្រមឈ្នះទេគាត់សុកចិត្តចាញ់អញ្ចឹងហើយបានគាត់សួរចម្លើយថារវាងមិត្តភ័ក្តិនេះនឹងខ្ញុំនាងជ្រើសរើសយកមួយណាតែទូស្រីនៅតែជ្រើសរើសយកមិត្តភ័ក្តិរបស់គាត់ក៏មិនជ្រើសរើសយកទូប្រុសដែរដូច្នេះហើយទូប្រុសសុកចិត្តបោះដុំថ្មចោលហើយចាញ់ទូស្រីហើយឲ្យទូស្រីនាំមិត្តភ័ក្តិរបស់គាត់ត្រឡប់ចូលរាជវាំងវិញដូចដើមហ្នឹងគឺតាមពិតគឺជាការលះបង់ឥឡូវសៃម៉ាប់គេបានចូលមកដល់រាជវាំងវិញហើយទូស្រីរំភើបអ្វីដែលទូប្រុសធ្វើនេះគាត់គ្រាន់តែចង់ឲ្យទូស្រីនឹងគឺរស់នៅដោយមានសេចក្តីសុខរស់នៅដោយសុភមង្គលតែប៉ុណ្ណោះគាត់អាចបានចង់បានអ្វីផ្សេងទេហើយទូស្រីយើងក៏បានមកអរគុណទូប្រុសពេលនោះទូប្រុសក៏បានសួរទូស្រីនេះបើសិនជាសាច់ញាតិរបស់យើងបានធ្វើខុសចង់ធ្វើឃាតយើងតើយើងគួរធ្វើយ៉ាងម៉េចទូស្រីក៏បាននិយាយថាអញ្ចេះបើសិនជាមនុស្សខុសហើយយើងមិនអាចលើកលែងទោសបានទេគ្រប់គ្នាត្រូវតែទទួលទោសឲ្យស័ក្តិសមទៅនឹងទោសកំហុសរបស់ខ្លួនចៃដន្យនៅពេលហ្នឹងដុករូក៏បានចូលមកដល់ដុករូបានស្នើសុំឲ្យទូប្រុសរបស់យើងនឹងគឺកាត់ទោសប្រហារជីវិតបងប្រុសរបស់ខ្លួននិងបងប្រុសរបស់ម្ចាស់ស្ត្រីគឺមហាក្សត្រយានីអញ្ចឹងគឺដោយសារពួកគេទាំងពីរនាក់ខົບខិតគ្នាដើម្បីធ្វើឃាតទូប្រុសនៅពេលដែលទូស្រីឮបែបហ្នឹងហើយគឺមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើបាបផ្លូវចិត្តទូប្រុសខ្លាំងមែនទែនរវាងប្អូនប្រុសដែលដាច់ចិត្តប្រហារជីវិតបងប្រុសរបស់ខ្លួនឯងផ្ទាល់ដៃនេះវាជារឿងដែលវាការឈឺចាប់វាជារឿងដែលខូចចិត្តខ្លាំងបំផុតអញ្ចឹងទូស្រីយើងគឺមានអារម្មណ៍ថាខ្លួនឯងខុសចំពោះរឿងហ្នឹងអញ្ចឹងមិត្តភ័ក្តិគាត់ក៏សួរថាដុកអ៊ីមឯងមានរឿងអីហេតុអីមិនសប្បាយចិត្តសោះអញ្ចឹងពីនេះមិត្តភ័ក្តិរបស់យើងបានចូលធ្វើការក្នុងរាជវាំងដោយដើមវិញហើយទូស្រីក៏បាននិយាយថាតាមពិតទៅខ្ញុំមានអារម្មណ៍ថាខ្ញុំខុសធ្ងន់ណាស់ខ្ញុំធ្វើបែបនេះព្រះអង្គប្រកាសជាមានការឈឺចាប់ខ្លាំងបំផុតមិត្តភ័ក្តិក៏សួរថាមានរឿងអីគឺខ្ញុំបានសម្រេចចិត្តឲ្យព្រះអង្គប្រហារជីវិតអ្នកដែលមានទោសទាំងអស់នោះប៉ុន្តែក្នុងចំណោមអ្នកទាំងអស់នោះគឺមានបងប្រុសរបស់គាត់ម្នាក់រួមជាមួយនឹងបងប្រុសរបស់មហាក្សត្រយានីម្នាក់ខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ណាស់ហើយដុករូពេលនេះគឺបាននាំយករាជសាររួមនឹងប្រទាននៅស្រាពលសម្រាប់បងប្រុសរបស់មហាក្សត្រយានីដើម្បីប្រហារជីវិតគាត់នៅក្នុងពេលហ្នឹងព្រោះទោសកំហុសរបស់គាត់គឺធ្វើឃាតស្ដេចហើយពួកអស់នឹងប៉ិនសំដែងទឹកមុខណាអាពេលធ្វើអាក្រក់ម្នាក់ឡើងដល់ពេលចិត្តងាប់មួយធ្វើមុខឡើងគួរអាណិត
យាយមែនអ្នកនរគ្នាឆាជីវិតមនុស្សយើងរួមបានវែងឆ្ងាយទេធ្វើល្អបានច្រើននេះដូចជាពួកអស់នេះអញ្ចឹងជាសាច់ញាតិក៏ដោយរឿងនៅក្នុងរាជវាំងទោសគឺទោសការស្លាប់គឺការស្លាប់អត់មានអ្នកណាអាចខាត់ខាំងបានដោយប៉ាវចិនធានគាត់កាត់ក្តីអញ្ចឹងណាបើសិនជាមិនថាជាក្នុងរាជវង្សអង្គណាទេមិនថាជាមហាក្សត្រទេឲ្យតែធ្វើខុសនឹងច្បាប់ត្រូវមានទោសប្រហារជីវិតដូចគ្នាទាំងអស់ដូចជាពួកនេះអញ្ចឹងហើយតានេះគេនិយាយគេគិតខុសបើសិនគេចោះចូលជាមួយដុករូតាំងពីដំបូងប្រហែលជាជីវិតរបស់គេមិនធ្លាក់បែបហ្នឹងទេអញ្ចឹងដុករូគេមានផែនការបន្តទៀតសម្រាប់ឆាកជីវិតគេដឹងថាព្រះអង្គនឹងប្រែប្រួលចិត្តចំពោះគេនៅថ្ងៃណាមួយអញ្ចឹងផែនការបន្តរបស់គេគឺជាអ្វីអ្នកនរគ្នាដឹងទេអញ្ចឹងគេអ្នកនរគ្នាប្រកាសជាមិនដឹងទេព្រោះ admin មិនប្រាប់យ៉ាងណាក៏មិនប្រាប់វ័យទៅងប់ក៏មិនប្រាប់ដែរដុករូមានគំនិតយកប្អូនសិស្សរបស់ខ្លួនមកធ្វើជាប្រពន្ធទូប្រុសអញ្ចឹងអ្នកនរគ្នាចាំតាមដានភាពបន្តជាមួយនឹង admin អញ្ចឹងគាត់បានប្រាប់ទៅកាន់អ្នកមីងគាត់ថាតើមីងដឹងទេកូនប្រុសធម៌របស់អ្នកមីងគេបានលះបង់ជីវិតដើម្បីការពារអ្នកមីងឲ្យមីងរស់នៅប្រកបដោយសុខភាពល្អនិងសេចក្តីសុខស្រួលហេតុអ្វីបានជាអ្នកមីងមិនគោរពយើងជាស្ដេចហេតុអីបានជាមីងមិនគោរពការសម្រេចចិត្តកូនប្រុសរបស់អ្នកមីងអញ្ចឹងព្រះនាងហាវ៉ាន់ក៏បាននិយាយថាណាហើយចុះបើសិនជាកូនប្រុសរបស់ខ្ញុំគេបានពលីជីវិតដើម្បីខ្ញុំនឹងព្រមរស់នៅយ៉ាងល្អបំផុតមិនឲ្យការលះបង់របស់គេខកបំណងឡើយព្រះនាងហាវ៉ាន់បានលុតជង្គង់សំពះក្មួយរបស់ខ្លួនក្នុងនាមជាស្ដេចរួចហើយគាត់ក៏ចាក់ចេញទៅទាំងអារម្មណ៍ឈឺចាប់នៅទង្វើកំហុសឆ្គងជាច្រើនរបស់គាត់ដោយគាត់ចង់សម្លាប់ក្មួយប្រុសរបស់ខ្លួនព្រោះតែរឿងរីសម្បត្តិទូស្រីរបស់យើងគឺបានរៀបចំកន្លែងសម្រាប់ឲ្យទូប្រុសតែទូប្រុសយើងផឹកស្វឹងខ្លាំងមែនតែនសួរតើហេតុអីបានជាគាត់ផឹកស្វឹងខ្លាំងដូច្នេះដោយសារតែគាត់ខូចចិត្តហើយគាត់សើចយំដូចមនុស្សឈួតអញ្ចឹងគាត់ជាយាមសើចខុសរបៀបស្វឹងសើចដូចមនុស្សឈួតដោយសារគាត់ខូចចិត្តខ្លាំងមែនតែនហេតុអីពេលដែលគាត់ឡើងគ្រងរាជ្យគាត់មានសម្ពាធខ្លាំងយ៉ាងនេះហេតុអីបានជាគាត់ត្រូវដាច់ចិត្តប្រហារជីវិតបងប្រុសនិងលោកពូរបស់ខ្លួនដោយសារតែគាត់គ្មានជំរឿក្នុងនាមជាស្ដេចដោយសារតែទោសនៃបទឧក្រិដ្ឋរបស់បងប្អូនរបស់គាត់ទើបធ្វើឲ្យគាត់ត្រូវដាច់ចិត្តសម្លាប់ពួកគេដោយផ្ទាល់ដៃហើយគាត់ក៏បាននិយាយទៅកាន់អ្នកបម្រើចំណិតទាំង3របស់គាត់ថាអញ្ចេះថ្ងៃនេះគាត់មានកាដូជារង្វាន់ប្រទានដល់អ្នកទាំង3ទូប្រុសរបស់យើងបានគូគំនូឲ្យទៅកាន់អ្នកបម្រើចំណិតទាំង3ហ្នឹងសួរថាគំនូស្អាតទេម្នាក់ខ្លាចទាស់ចិត្តស្ដាច់គាត់នាំគ្នាឆ្លើយថាស្អាតចង់ដឹងថាគំនូស្អាតនិងស្អាតបែបណាអញ្ចឹងអ្នកទាំងអស់គ្នាតាមដានជាមួយនឹង admin បន្តទៀតទូស្រីយើងបំរុងថាទៅយកតែទៅខ្មុំឲ្យទូប្រុសសួរថាដុកអ៊ីមនាងតាណានៅទីនេះហើយពីព្រោះអីខ្ញុំក៏មានកាដូឲ្យនាងដូចគ្នាដែរទូប្រុសរបស់យើងនៅពេលលែកឡើងដូចនឹងឈួតអញ្ចឹងទាំងអស់គ្នាគឺបារម្ភខ្លាំងមែនតើតាមពិតគាត់សើចមិនមែនសើចសប្បាយចិត្តទេគឺគាត់សើចក្នុងពេលដែលគាត់ពិបាកចិត្តបំផុតគ្រាន់តែអូសមួយឆ្នូតនេះជាគំនូដែលគាត់ឲ្យទៅកាន់អ្នកស្រីដែលជាអ្នកបម្រើផ្ទាល់របស់គាត់អ្នកស្រីឃើញហើយគាត់ថាអូស្អាតខ្លាំងណាស់ព្រះអង្គខ្ញុំពេញចិត្តខ្លាំងណាស់គំនូនេះពិតជាស្អាតម្លេះពិតជាស្នាដៃតែមួយគ្មានពីរមែនព្រះអង្គសួរថាជាការពិតទេគាត់ថាពិតបន្តមកទៀតអង្គរៈរបស់គាត់ទូប្រុសរបស់យើងក៏គូគំនូឲ្យមួយដូចគ្នាដែរអញ្ចឹងគំនូនឹងគ្រាន់តែចុចមកប៉ក់ជារង្វង់មូលសោះសួរថាស្អាតទេទាំងអស់គ្នាក៏បានសារភាពថាស្អាតខ្លាំងណាស់ពេញចិត្តខ្លាំងមែនទែនក៏ហូរកញ្ជ្រៀវពេញក្នុងបន្ទប់ជាគំនូដែលល្អឯកកម្ររកបានមែនតាមពិតទូប្រុសរបស់យើងមិនមែនជាអ្នកគូគំនូអីអន្តរថ្នាក់នឹងទេប៉ុន្តែគាត់ពិបាកចិត្តគាត់ខូចចិត្តគាត់សែតខ្លាំងមែនទែននៅពេលដែលគាត់សម្លាប់បងប្អូនរបស់ខ្លួនឯងទាំងគាត់មិនចង់ធ្វើតែវាជាការគៀបសង្កត់ពីមន្ត្រីជាពិសេសគឺដុករូអ្នកណាដែលជារនាំងផ្លូវរបស់ដុករូព្យាយាមកំចាត់ចេញទាំងអស់ព្រោះដុករូត្រូវការខ្លាយទៅជាមនុស្សដែលមានអំណាចនិងបុណ្យស័ក្តិធំបំផុតនៅក្នុងរាជវាំងនេះនៅពេលគំនូសម្រាប់ទូស្រីសួរថាអាចទូបង្គំអាចនិយាយការពិតបានទេតែត្រូវបាន2អ្នកទៀតមើលមុខជាប់អញ្ចឹងទូស្រីអត់ហ៊ាននិយាយទេបានត្រឹមនិយាយថាស្អាតខ្លាំងណាស់ព្រះអង្គពិតជាមានទេពកោសល្យមែនទាំងវិជាគុណទាំងអក្សរសាស្ត្រទាំងការគូគំនូអីចេញមកគឺល្អឯកលេខ1ហ្មងតែតាមការពិតគឺគូអត់ស្អាតទេហើយទូប្រុសក៏មិនមែនជាអ្នកគូគំនូអីអន្តរថ្នាក់នឹងដែរអ្នកទាំងអស់គ្នាហើយប៉ុន្តែសួរតែមានរឿងអីដែលសារមិនសប្បាយចិត្តពេលដែលទូស្រីចេញមកវិញបានលើគេនិយាយគ្នាថាព្រះអង្គពិបាកចិត្តខ្លាំងណាស់ព្រោះថ្ងៃនេះជាថ្ងៃដែលគាត់ត្រូវប្រហារជីវិតបងប្រុសរបស់គាត់ចម្លើយមួយនេះក៏បានធ្វើឲ្យដុកអ៊ីមមានអារម្មណ៍ថាមិនសប្បាយចិត្តដូចគ្នាដែរពីព្រោះអីដុកអ៊ីមគឺជាអ្នកមានយោបល់នៅក្នុងរឿងនឹងដែរទូស្រីរបស់យើងបានយកតែទៅខ្មុំឲ្យទូប្រុសហើយទូប្រុសរបស់យើងគឺកំពុងតែអង្គុយសែតខូចចិត្តខ្លាំងបំផុតដែលគាត់មិនអាចបកស្រាយបានពេលដែលគាត់ផឹកតែទៅខ្មុំដែលដុកអ៊ីមបានរៀបចំឲ្យហើយផឹករួចហើយតែចិត្តរបស់គាត់គឺនៅតែមិនសប្បាយមិនស្លាស់ដដែលគាត់បាននិយាយប្រាប់ដុកអ៊ីមថានាងដឹងទេថាខ្ញុំពិបាកចិត្តប៉ុណ្ណាបងប្អូនដែលត្រូវសម្លាប់គ្នានៅក្នុងគ្រានេះសួរថាខ្ញុំសប្បាយចិត្តដែរទេដុកអ៊ីមក៏យល់ចិត្តថាដុកអ៊ីមដឹងថាព្រះអង្គពិបាកចិត្ត
តែព្រះអង្គត្រូវគិតពីសុខភាពរបស់ខ្លួនឯងផងហើយទូប្រុសយើងក៏បានសួរទៅកាន់ដុកអ៊ីមទៀតថាហេតុអីបានជានាងបដិសេធមិនទទួលយកការស្រឡាញ់ពីខ្ញុំនាងមិនបានស្រឡាញ់ខ្ញុំឬនាងមានអ្នកផ្សេងទូស្រីយើងក៏មិនបាននិយាយអ្វីច្រើនជាមួយទូប្រុសដែរតែទូស្រីយើងបានរំថាខ្ញុំមិនអាចទទួលយកបំណងល្អរបស់ព្រះអង្គបានទេខ្ញុំមិនអាចមានស្នេហាបានខ្ញុំចង់ធ្វើជាសន្តិសុខអាចនៅតាមការពារព្រះអង្គបានតែប៉ុណ្ណោះគឺជាក្តីសម័យរបស់ខ្ញុំប៉ុន្តែទូប្រុសរបស់យើងគាត់អត់ចង់បានបែបហ្នឹងទេគឺគាត់ចង់បានទូស្រីគឺជាប្រពន្ធនៅពេលដែលដុកអ៊ីមព្យាយាមបដិសេធជាមួយនឹងទូប្រុសច្រើនដងទូប្រុសរបស់យើងបានចាប់ដុកអ៊ីមមកគៀកនឹងខ្លួនគៀកបំរុងតែនឹងថើបប៉ុន្តែដុកអ៊ីមរបស់យើងគឺគាត់ចិត្តគាត់ស្រឡាញ់ទូប្រុសខ្លាំងណាស់ប៉ុន្តែគាត់ព្យាយាមបដិសេធគាត់ថាគាត់ខ្លាចការបាត់បង់គាត់ខ្លាចអ្វីៗមិនអាចវិលមកដូចដើមបានគាត់ខ្លាចស្ដាយក្រោយដល់ពេលទូប្រុសយើងបំរុងថានឹងថាបទូស្រីក៏លក់បាត់ទៅអញ្ចឹងទូស្រីរបស់យើងក៏បានដាក់ឲ្យទូប្រុសរបស់យើងគេងកាយលើផ្លូវហើយក៏មើលថ្នាក់ថ្នមតាមដែលការស្រឡាញ់ពេញចិត្តបែបនឹងឯងអ្នកទាំងអស់គ្នាអេដមីនសែនជ្រេញរឹកដុកអ៊ីមខ្លាំងមែនតើកាច់ងាររៀងធ្វើជាចរិតមន់ទាំងឱកាសមានហើយសំខាន់មនុស្សដែលយើងស្រឡាញ់គេក៏ស្រឡាញ់យើងមហាក្សត្រយានីខឹងទូប្រុសខ្លាំងមែនតើដែលចេញរីបញ្ជាប្រហារជីវិតបងប្រុសរបស់គាត់ទាំងបានស៊ូយោបល់គាត់សំបីតែមួយម៉ាត់អញ្ចឹងហើយជាការសងសឹកទៅកាន់ព្រះអង្គមហាក្សត្រយានីក៏បានតែទូប្រុសក៏បានប្រកែកគ្នាជាមួយនឹងមហេសីដែរមហាក្សត្រយានីដែរថាហេតុអីបានជាជ្រើសរើសមហេសីដោយគ្មានការចេញរីបញ្ជាពីខ្ញុំដោយគ្មានការពេញចិត្តពីខ្ញុំហេតុអីមហាក្សត្រយានីហ៊ានមហាក្សត្រយានីបាននិយាយថាការគ្រប់គ្រងទឹកដីគឺជាសិទ្ធិរបស់ព្រះអង្គប៉ុន្តែការជ្រើសរើសគូសកលឲ្យព្រះអង្គគឺជាសិទ្ធិរបស់ខ្ញុំដែលជាមហាក្សត្រយានីព្រះអង្គគ្មានសិទ្ធិបដិសេធហើយចុះពេលដែលព្រះអង្គប្រហារជីវិតបងប្រុសរបស់ខ្ញុំចុះហេតុអីក៏មិនស៊ូខ្ញុំផងអញ្ចឹងអ្នកនរគ្នាដឹងថាអនាគតដែលជាមហេសីរបស់ទូអ្នកនរគ្នាមានដឹងទេថាប្រពន្ធទូប្រុសជាអ្នកណាឥឡូវនេះវិលមកជួបម្ដាយរបស់ទូប្រុសបានសួរថាហេតុអីបានជាព្រះមេដាបានព្រមជាមួយនឹងមហាក្សត្រយ៉ាងនេះជ្រើសរើសគូសកលឲ្យខ្ញុំទាំងខ្ញុំមិនបានព្រមជ្រើសរើសហើយខ្ញុំមិនបានពេញចិត្តផងនឹងគ្មានការសម្រេចចិត្តពីខ្ញុំម្ដាយរបស់ទូប្រុសបាននិយាយថាចេះម្ដាយដឹងថាកូនមិនបានពេញចិត្តប៉ុន្តែមហាក្សត្រយ៉ាងនេះគាត់មានបំណងល្អហើយវាជារឿងដែលត្រឹមត្រូវបំផុតដែលបុត្រគឺជាស្ដេចមួយអង្គដែលត្រូវតែមានមហេសីបុត្រអស់ទៀតបុត្រមិនអាចនៅបែបនេះបានទេឬក៏បុត្រកន្លែងនេះគេថាឬក៏បុត្រមានអ្នកណាដែលនៅក្នុងចិត្តរបស់បុត្រហើយអញ្ចឹងគឺទូប្រុសគាត់ដឹងហើយថាគាត់ស្រឡាញ់ដុកអ៊ីមអញ្ចឹងគឺមេដាក៏បានប្រាប់មេដាដឹងថាបុត្រពេញចិត្តដុកអ៊ីមមេដាក៏បានហៅដុកអ៊ីមមកនិយាយមកសួររួចហើយនាងក៏បានប្រាប់មេដាថានាងមិនចង់ធ្វើជាមហេសីរបស់បុត្រទេនាងអត់ចង់ធ្វើជាស្នំរបស់បុត្រទេហើយនាងក៏មិនចង់បានបុត្រជាប្តីដែរទូប្រុសរបស់យើងបានណាដុកអ៊ីមមកជួបនៅបណ្ណាល័យហើយទូឲ្យយកសិភៅមកឲ្យពេលដែលទូស្រីរបស់យើងបានយកសិភៅមកឲ្យទូប្រុសក៏បានសួរថាហេតុអីបើនាងបដិសេធនឹងខ្ញុំហេតុអីនាងមិននិយាយជាមួយខ្ញុំផ្ទាល់ហេតុអីបានជានាងយកទៅនិយាយជាមួយនឹងមេដារបស់ខ្ញុំហេតុអីបានជានាងមិនព្រមធ្វើជាស្នំឯរបស់ខ្ញុំហេតុអីបាននាងមិនព្រមប្រើជីវិតរួមគ្នាជាមួយខ្ញុំតែខ្ញុំអាក្រក់ត្រង់ណានាងមិនពេញចិត្តខ្ញុំត្រង់ណាខ្ញុំមិនល្អត្រង់ណាហេតុអីបានជានាងមិនស្រឡាញ់ខ្ញុំដុកអ៊ីមឬក៏នាងមានអ្នកណាក្នុងចិត្តរបស់នាងឬក៏នាងស្រឡាញ់អ្នកណាហើយបានជានាងមិនព្រមទទួលយកខ្ញុំដុកអ៊ីមបានឆ្លើយទៅកាន់ព្រះអង្គយ៉ាងដាច់ចង្ហាន់ការថាព្រះអង្គទូលបង្គំមិនដែលស្រឡាញ់ព្រះអង្គសូម្បីតែម្ដងសូម្បីតែគិតក៏មិនដែលគិតនៅក្នុងចិត្តរបស់ទូលបង្គំដែរទូលបង្គំមិនដែលមានបំណងចង់រៀបការជាមួយព្រះអង្គឬចង់បានប្រើជីវិតរួមគ្នាជាមួយនឹងព្រះអង្គទេដូច្នេះហើយទូលបង្គំសូមអង្វរចុះព្រះអង្គបញ្ឈប់គំនិតមួយនេះចំពោះខ្ញុំទៅយើងមិនអាចទៅរួចទេដុកអ៊ីមបានបដិសេធជាមួយនឹងទូប្រុសចំស្ដែងនៅនឹងកន្លែងកាត់ហែធ្វើឲ្យទូប្រុសរបស់យើងនឹងគឺខឹងដុកអ៊ីមខ្លាំងមែនទែនស្អែកឡើងគេបានប្រកាសដើម្បីតែងតាំងស្នំឯករបស់ទូប្រុសហើយទូប្រុសបានសម្រេចប្រកាសនៅក្នុងសារប្រជុំដូចគ្នាដែរឲ្យមន្ត្រីទាំងអស់បានដឹងថាការសម្រេចចិត្តរបស់ព្រះអង្គគឺបែបណាហើយដុករូគេកាន់តែមានអំណួតខ្លាំងបំផុតនៅពេលដែលគេមានឱកាសខ្លាយទៅជាបងថ្លៃរបស់ស្ដេចព្រោះវាប្រាក្រុមមធ្យោបាយដើម្បីក្តោបអំណាចនឹងឲ្យជាប់ហើយក្នុងពេលនោះដែរទូប្រុសរឿងក៏បាននិយាយដែរថាក្នុងជីវិតរបស់ខ្ញុំមិនត្រូវការចាំបាច់ត្រូវមានស្នំឯកច្រើនទេមានតែមួយគឺវាគ្រប់គ្រាន់ហើយអញ្ចឹងគឺមិនចាំបាច់មានស្នំឯកច្រើនអញ្ញាយទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីខ្ញុំតែចាំបាច់មានស្នំឯកច្រើនធ្វើអីវាមានប្រយោជន៍អីហើយវាមានសារៈសំខាន់នៅត្រង់ណាអញ្ចឹងទូប្រុសយើងបានសួរទៅកាន់មន្ត្រីទាំងអស់ដូច្នេះហើយការសម្រេចចិត្តរបស់ទូប្រុសរបស់យើងគឺគាត់មិនជ្រើសរើសយកស្នំឯកច្រើនទេគាត់សម្រេចចិត្តយកតែមួយគត់ហើយអ្នកនោះគឺជាប្អូនស្រីរបស់ដុករូដែលក្មេងទើបតែអាយុមិនដល់15ឆ្នាំផងបានន័យថាក្មេងមិនទាន់គ្រប់អាយុត្រូវបានគេជ្រើសរើសតែងតាំងឲ្យធ្វើជាស្នំរបស់ទូប្រុសនៅពេលដែលទូស្រីឃើញប្អូនរបស់ដុករូហើយទូស្រីយើងក៏មានអារម្មណ៍ថាតូចចិត្តដែរប៉ុន្តែពេលដែលជួបជាមួយនឹងទូប្រុសរៀបដើរទៅរកទូស្រីតែមហាក្សត្រយានីមកបានមុនពេលនោះមហាក្សត្រយានីក៏បាននិយាយទៅកាន់ទូប្រុសថាអញ្ចេះ
តែព្រះអង្គអាចជូនយើងដើរលេងបានទេយើងចង់ដើរលេងសង្ឃឹមតែព្រះអង្គនឹងមិនថាអ្វីនោះទេពេលនេះដុកអ៊ីមក៏នៅកន្លែងនឹងដែរអញ្ចឹងទូប្រុសរបស់យើងក៏សម្រេចចិត្តជូនព្រះមហាក្សត្រយ៉ានីទៅដើរលេងហើយព្រះមហាក្សត្រយ៉ានីក៏ដឹងហើយគោលបំណងរបស់ទូប្រុសគឺចង់បានដុកអ៊ីមអញ្ចឹងគឺគាត់បាននាំទូប្រុសរបស់យើងដើរនិយាយគ្នានេះគាត់ក៏បាននិយាយថាយើងដឹងថាលោកពេញចិត្តចំពោះស្រីបម្រើម្នាក់នេះបើសិនជាលោកពេញចិត្តនាងចុះហេតុអីបានជាទ្រង់មិនព្រមតែងតាំងនាងធ្វើជាស្នំរបស់លោកតែម្ដងទៅអញ្ចឹងទូប្រុសរបស់យើងក៏បាននិយាយថាខ្ញុំមិនត្រូវការបង្ខំចិត្តនរណាម្នាក់ទេប៉ុន្តែសម្រាប់ការស្រឡាញ់បើគ្មានការបង្ខំទេក៏មិនអាចទៅរួចដែរបើសិនជាព្រះអង្គចង់បាននាងព្រះអង្គគួរតែបង្ខំចិត្តត្រូវតែនិយាយចាក់ស្ដែងជាមួយនាងនោះព្រះអង្គនឹងទទួលបាននាងហើយបើព្រះអង្គនៅតែធ្វើបែបនេះព្រះអង្គនៅតែមិនបានថ្ងៃនេះគេប្រជុំសន្តិសុខស្រីទាំងអស់ឲ្យត្រៀមខ្លួននឹងបម្រើស្នំឯករបស់ព្រះអង្គគឺជាស្នំឯកទី1និងស្នំឯកដំបូងបង្អស់ដោយសារនាងមានអាយុក្មេងខ្លាំងមែនតើគេនិយាយថាក្មេងមិនទាន់គ្រប់អាយុមិនអាចផ្សំដំណេកហើយក៏មិនអាចមានកូនបានហើយមិត្តភ័ក្តិរបស់ទូស្រីនិយាយរិះគន់ដុករូខ្លាំងមែនតើអត់ទេព្យាយាមប្រើអំណាចនិងព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីក្តាប់អំណាចក្នុងរាជវាំងចៃដន្យអីគឺស្នំរបស់ព្រះអង្គបានមករកប្អូនរបស់ដុករូបានមករកទូស្រីក៏បាននិយាយថាដុកអ៊ីមបងស្រីគឺនៅទីនេះទេអីខ្ញុំពិតជានឹកបងស្រីខ្លាំងណាស់នៅទីនេះខ្ញុំគ្មានមិត្តភ័ក្តិគ្មានអ្នកណាទេអ្នកដែលខ្ញុំអាចទុកចិត្តបានគឺមានតែបងស្រីម្នាក់គត់ដល់ព្រះនាងព្រះមហេសីរបស់ស្នំឯករបស់ទូប្រុសអ្នកទាំងអស់គ្នាស្លេះប៉ុណ្ណឹងសិននិយាយអត់ដឹងចប់អធិស្ស្រ័យណាពងតារៀបចំបង្វិចនេះរៀបចំហើយក៏អង្គុយអស់សង្ឃឹមនៅក្នុងចិត្តខ្លាំងមែនតែននឹកឃើញអនុស្សាវរីយ៍នៅជាមួយព្រះអង្គពេលដែលព្រះអង្គស្នើសូមធ្វើជាស្នំទូស្រីរបស់យើងបដិសេធតែនៅពេលដែលទូប្រុសរបស់យើងត្រូវសម្រេចចិត្តជ្រើសរើសស្នំទូស្រីយើងបែរជាខូចចិត្តហេតុអ្វីបានធ្វើអញ្ចឹងហាទីឯងពិតជាលំបាកខ្លាំងមែនតែនចង់តែភ្ញាច់ទៅនឹងគៀនជាងនឹងត្មងកាច់រៀងហើយសម្រាប់ពេលនេះដុករូជាមួយនឹងអង្គរៈរបស់យើងនេះគឺពងតែជជែកគ្នានេះព្រោះអង្គរៈគាត់ចេះតែដាស់តឿនសតិរបស់ដុករូនេះកុំឲ្យលុបលុននឹងអំណាចឲ្យប្រឹងធ្វើល្អឲ្យច្រើនបន្តិចការលុបលុនខ្លាំងពេកថ្ងៃណាមួយលោកនឹងមានទុក្ខទោសដោយសារតែការលុបលុនរបស់ខ្លួនឯងប៉ុន្តែដុករូជាមនុស្សដែលលុបលុនព្រោះគិតថាអញ្ចេះនៅពេលដែលព្រះអង្គកាន់តែខ្ពស់ថ្ងៃណាមួយខ្លួននឹងអស់ប្រយោជន៍ព្រះអង្គនឹងដកខ្លួនចេញអញ្ចឹងហើយបានដុករូព្យាយាមបញ្ជូនប្អូនយកមកធ្វើជាស្នំនេះដើម្បីអីគឺដើម្បីទប់ទល់នឹងអំណាចរបស់ខ្លួននេះគឺជាហេតុផលរបស់ដុករូតែម្យ៉ាងគត់ដុករូជាមនុស្សដែលធ្លាប់ក្រណាហើយជាមនុស្សដែលប្រើល្បិចគ្រប់បែបយ៉ាងអញ្ចឹងតើអ្នកនរគ្នាបានជាប្រច័ណ្ឌនឹងទូស្រីណាងដើម្បីទុកឲ្យប្អូនស្រីខ្លួនឯងហើយប្អូនស្រីនេះអត់ទាន់គ្រប់អាយុទេណាក្រោមអាយុ15ឆ្នាំអញ្ចឹងគឺបានហៅទូស្រីមកជួបប្រាប់ថាអញ្ចេះដុកអ៊ីមបងស្រីដឹងទេខ្ញុំនៅក្នុងរាជវាំងនេះខ្ញុំគ្មានសប្បាយចិត្តទេហើយខ្ញុំក៏មិនអាចទុកចិត្តអ្នកណាបានដែរពេលនេះខ្ញុំកំពុងមានអារម្មណ៍ថាខ្ញុំជាមនុស្សដែលគ្មានប្រយោជន៍ក្នុងរយៈពេល3ខែបើសិនជាខ្ញុំមិនអាចមានបុត្រឲ្យព្រះអង្គបានទេខ្ញុំនឹងក្លាយទៅជាស្នំដែលគ្មានប្រយោជន៍ហើយពេលនោះបងប្រុសរបស់ខ្ញុំប្រកាសជាអស់សង្ឃឹមចំពោះខ្ញុំយកប្អូនបញ្ចូលមកក្នុងរាជវាំងដើម្បីគ្រប់គ្រងលើព្រះអង្គដើម្បីក្លាយទៅជាញាតិវង្សរបស់ស្ដេចហើយដើម្បីឲ្យខ្លួនឯងមានអំណាចកាន់តែខ្លាំងប៉ុន្តែដោយសារក្មេងមិនទាន់គ្រប់អាយុអាណាមកដេកជាមួយវាគ្រោះថ្នាក់ចង់និយាយចឹងណាអញ្ចឹងវាអាចមានកូនដោយវិធីណាបើសិនក្មេងមិនទាន់គ្រប់អាយុផងហ្នឹងហើយដល់តែពេលហើយអញ្ចឹងទូស្រីយើងក៏បានមកជួបជាមួយព្រះអង្គនឹងស្មានថាទូស្រីមកជួបដោយសារតែការនឹកអាល័យដោយសារតែការពេញចិត្តគាត់ប៉ុន្តែទូស្រីបែរជាមកជួបសូមឲ្យព្រះអង្គនេះសន្តោសប្រោះប្រណីចំពោះអ្នកមនាងវុនដែលជាប្រពន្ធទៅវិញទូប្រុសថាសួរហេតុអីបានជានាងត្រូវនិយាយពាក្យនេះបែបនេះចំពោះយើងស្មានតែនាងមករកយើងព្រោះតែនាងនឹកបារម្ភពីយើងនាងត្រូវការយើងនាងនៅក្បែរយើងបានប៉ុន្តែនាងបែរជាបង្ខំឲ្យរុញយើងទៅឲ្យស្រីដតីហេតុអីបានជានាងមើងងាយទឹកចិត្តស្រឡាញ់របស់យើងខ្លាំងយ៉ាងនេះទូប្រុសរបស់យើងបានថាឲ្យដុកអ៊ីមបែបហ្នឹងប៉ុន្តែដុកអ៊ីមបាននិយាយរួចហើយថាសូមឲ្យព្រះអង្គមើលថែទាំអ្នកមនាងវុនទៅពីព្រោះគាត់ជាប្រពន្ធរបស់ព្រះអង្គហើយពេលនេះគាត់ក៏កំពុងតែមិនសប្បាយចិត្តគាត់បារម្ភគាត់ខ្លាចគាត់ភ័យអញ្ចឹងណាតែទូប្រុសយើងនៅតែនិយាយពាក្យដដែលខ្ញុំអត់ចង់ស្ដាប់ពីអស់ទាំងហ្នឹងទេខ្ញុំចេះចាត់ចែងចំពោះជីវិតរបស់ខ្ញុំហើយអ្វីដែលខ្ញុំចង់ស្ដាប់ពីនាងនោះតើនាងនឹងព្រមនៅក្បែរខ្ញុំដែរឬទេតែទូស្រីយើងនៅតែម្នាក់ដាច់ខាតសុកចិត្តធ្វើទាក៏មិនធ្វើមន់ដែរលើកឡើងទ្រើងក៏លើកឡើងមិនរួចដែរសួរតែជិះរួចទេនេះឆ្ងល់ដល់កហើយក៏កាច់ឬកាច់រៀងផាច់ដាក់ឲ្យធ្លាក់ទឹកហ្នឹងស្អប់មែនតើណាហើយតាំងហើយនេះមិត្តភ័ក្តិគេសប្បាយគ្រប់គ្នាឯងតែមកអង្គុយសើចទាំងក្រៀមក្រំសើចទាំងសេតគេឲ្យធ្វើប្រពន្ធគេស្របច្បាប់សោះហ្នឹងណាកាច់រៀងសាំញាក់សាំញ៉ាយច្រើនណាហើយតាំងញឹមដូចពេបហើយព្រះអង្គគាត់ខកបំណងខ្លាំងមែនតើណានៅពេលដែលទូស្រីរបស់យើងនេះរុញគាត់ទៅឲ្យស្រីដតីទូស្រីរបស់យើងមិនដែលខ្វល់ថាអូគាត់ពិបាកចិត្តគាត់ស្រឡាញ់គាត់បារម្ភពីទូស្រីយ៉ាងម៉េចគឺអត់បែរជារុញគាត់ទៅឲ្យស្រីដតីទៅវិញ
គាត់ខឹងឯខឹងគាត់ពេញចិត្តអត់ពេញចិត្តទេណាมันពេញចិត្តតតែសោះគាត់ឈឺចិត្តអត់ឈឺជ្រោយឈឺចិត្តខ្លាំងណាស់អ្នកនរគ្នាហើយដោយសារតែទូស្រីយើងធ្វើបែបហ្នឹងគាត់ព្យាយាមសួរអង្គរៈសួរសន្តិសុខនេះសួរណាមន្ត្រីស្រីនេះសួរហើយសួរទៀតគាត់ថាគាត់អត់មានចម្លើយទេរឿងបែបហ្នឹងគាត់សុំមិនឆ្លើយតែពេលនេះម្ដាយរបស់ទូប្រុសបានមកប្រាប់ទូប្រុសថាអញ្ចឹងមានរឿងធំហើយបុតពេលនេះអ្នកមនាងវុនបានឈឺធ្ងន់ហើយក៏បានសោយទីវង្គត់ហើយណាប្អូនរបស់ដុករੂស្លាប់ហើយអ្នកទាំងអស់គ្នាដោយសារអីគ្នាក្មេងគ្នាអត់ទាន់គ្រប់អាយុទេយកគ្នាមកធ្វើប្រពន្ធស្ដាច់នេះអត់យល់ហើយចង់គ្នាមានកូនស្លាប់នេះស្លាប់មិនមែនសាបផ្សំដំណេកមួយទូប្រុសហើយអ្នកទាំងអស់គ្នាកុំយល់ច្រឡំណាដោយសារសុខភាពគាត់ស្ោយគាត់ក្មេងគាត់គិតច្រើនគាត់ភ័យខ្លាចគាត់បារម្ភទៅធ្វើឲ្យសុខភាពគាត់អត់ល្អបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតដុករੂខឹងពេទ្យលួងខ្លាំងណាស់ហេតុអីបានជាមិនអាចមើលថែទាំព្យាបាលប្អូនស្រីរបស់គាត់បានអញ្ចឹងហើយគាត់យំគាត់ស្រែកគាត់រោរឿងគាត់អុកលុកសូមឲ្យព្រះអង្គដោះស្រាយនេះគាត់មិនជឿថាប្អូនស្រីរបស់គាត់ស្លាប់ដោយសារជំងឺទេគាត់គិតថាមានគេដាក់ថ្នាំបំពុលដើម្បីសម្លាប់ប្អូនរបស់គាត់នៅពេលនេះគឺនៅក្នុងរាជវាំងពោពេញទៅដោយទុក្ខសោកប្រពន្ធទី1របស់ទូប្រុសរបស់យើងត្រូវស្លាប់ទាំងវ័យក្មេងមិនទាន់បានសំដំណេកសំបីតែម្ដងចាំអេដមីនទៅជំនួសមួយហ្វេនដាក់ឲ្យព្រះអង្គសំដំណេកម្ដងម្នាក់ហើយបន្តមកទៀតដុករੂវាអត់ទៅណាទេវានៅតែសោយសោកសង្ការចំពោះប្អូនរបស់វាដែលបានស្លាប់បាត់បង់ជីវិតទៅវាមានអារម្មណ៍តែខូចចិត្តហើយវាចាប់ផ្ដើមមានគំនុំគុំគួនទៅលើស្រីទាំងអស់នៅក្នុងរាជវាំងវាគិតថាទាំងអស់គ្នានឹងគឺជាអ្នកព្រួតគំនិតគ្នាជាមួយនឹងម្ចាស់ស្ត្រីម៉ាក្សត្រយ៉ានីដើម្បីដាក់ថ្នាំបំពុលសម្រាប់ប្អូនរបស់វាតែវាអត់ដែលគិតទេថាប្អូនរបស់វាស្លាប់ដោយសារតែវាហើយសម្រាប់មិត្តភក្តិទូស្រីហេខ្ជូនេះខ្ជូហ៊ីនេះគាត់ថាអញ្ចេះវាសំមុខហើយដោយសារដុករੂហ្នឹងគឺជាមនុស្សលោភលន់អំណាចខ្លាំងពេកហើយទូស្រីយើងមានគេយកសម្បត្តិមួយពីឲ្យប្រាប់ថាឲ្យជួបគ្នានៅដំណាក់ខាងក្រោយអញ្ចឹងណាហើយទូស្រីរបស់យើងក៏ទទួលយកសម្បត្តិហ្នឹងប៉ុន្តែមិនដឹងថាអ្នកណាជាអ្នកណាត់ទូស្រីទេគ្នាខំមកចាំសឹងតែពាក់កណ្ដាលអាត្រាទៅហើយតែមិនឃើញសោះហើយទូស្រីរបស់យើងបានត្រឡប់មកវិញឆ្ងល់ថាអ្នកណាជាអ្នកឲ្យសម្បត្តិនេះមកពីព្រោះអីខំទៅចាំហើយបែរជាមិនឃើញមានអ្នកណាហើយសម្រាប់ទូប្រុសរបស់យើងកំពុងគិតពិចារណាថាគាត់គួរធ្វើអីបន្តទៅពេលនេះប្រពន្ធទី1ត្រូវបានស្លាប់បាត់ទៅហើយរឿងស្មុគស្មាញទៀតអញ្ចឹងហើយគាត់ក៏ឲ្យតាមដានដុករੂឲ្យមែនតែនព្រោះខ្លាចលោកដុករੂធ្វើអីប្រេះប្រាស់អញ្ចឹងណាគាត់ចាប់ផ្ដើមមិនទុកចិត្តដុករੂតាមពិតទូប្រុសយើងមិនដែលទុកចិត្តដុករੂតាំងពីក្មេងមកម្លេះប៉ុន្តែដោយសារដុករੂមានគុណជួយជីវិតគុណនឹងគុណយកគុណគេមកប្រើចំនួនសោះហើយពេលនេះអ្នកស្រីក៏បានប្រាប់ទូស្រីថាអញ្ចេះមានរឿងធំហើយខ្ជូហ៊ីត្រូវបានបាត់ខ្លួនហើយមានមន្ត្រីស្រីជាច្រើនទៀតនៅក្នុងរាជវាំងគឺត្រូវបានបាត់ខ្លួនមិនដឹងថាមូលហេតុអីទេព្រះអង្គបានហៅដុករੂមកដើម្បីសួរនាំរឿងហ្នឹងហេតុអីបានជាមន្ត្រីស្រីទាំងអស់នោះត្រូវបានបាត់ខ្លួនហេតុអីបានជាស្រីស្រីក្នុងរាជវាំងត្រូវបានបាត់ខ្លួនអញ្ចឹងហើយខ្ជូហ៊ីដុករੂបាននិយាយថាអញ្ចេះព្រះអង្គសូមកុំព្រួយប្រតិរឿងនឹងច្រើនពេកព្រោះមនុស្សស្រីដែលអត់ប្រយោជន៍ទាំងអស់នោះវាមិនមានអ្វីគួរឲ្យព្រះអង្គសង្ស័យទេបាត់ក៏បាត់ទៅចុះកុំឲ្យខ្វល់ច្រើនព្រោះមានមន្ត្រីស្រីច្រើនទៀតអញ្ចឹងតួប្រុសក៏អត់ពេញចិត្តចម្លើយបែបហ្នឹងទេអ្នកណាក៏ជាកូនចាស់របស់គាត់ដែរតួស្រីយើងបានមកសួរអ្នកបម្រើម្នាក់នេះដោយសារអ្នកបម្រើហ្នឹងគឺដឹងរឿងហ្នឹងហើយមានអាការៈគួរឲ្យសង្ស័យតែម្នាក់បម្រើហ្នឹងគឺមិនព្រមឆ្លើយអ្វីទាំងអស់នៅថ្ងៃនេះដែរមហាក្សត្រយ៉ានីហៅទូស្រីឲ្យមកអានរឿងនិទានឲ្យស្ដាប់អានចំមហាក្សត្រយ៉ានីគឺពេញចិត្តចំពោះទឹកសម្លេងនិងការអានរបស់ទូស្រីខ្លាំងណាស់ហើយគាត់តែងតែចង់បានដុកអ៊ីមធ្វើជាមនុស្សរបស់គាត់នៅក្បែរគាត់ជាកម្លាំងចិត្តគាត់និងជួយការងាររបស់គាត់ប៉ុន្តែដុកអ៊ីមតែងតែបដិសេធមិនព្រមជួយមហាក្សត្រយ៉ានីតាំងពីណាពីណីមកម្លេះរហូតដល់មហាក្សត្រយ៉ានីគាត់បានព្រមគាត់បានឲ្យកាដូជាច្រើនទៅកាន់ដុកអ៊ីមជ្រើសរើសមានស្នៀតសក់មាសពេជ្រកែវកងពីទូសូរកានគុជហ្គេចគុជអីហ្នឹងគឺមានទាំងអាហ្គេចគុជហ្នឹងហើយពេលហើយទូស្រីយើងនៅតែបដិសេធមិនព្រមទទួលយករបស់ទាំងអស់ហ្នឹងទេមហាក្សត្រយ៉ានីមានអារម្មណ៍ថាដុកអ៊ីមនាងកំពុងតែឌឺខ្ញុំខ្លាំងណាធ្វើអីក៏មិនត្រូវធ្វើអីក៏មិនត្រូវតែទូស្រីយើងនៅតែបដិសេធមិនមែនជាមនុស្សលោភលន់ពីព្រោះគាត់ដឹងថាអញ្ចេះបើគាត់ចូលមកចិត្តមហាក្សត្រយ៉ានីហើយគាត់នឹងត្រូវប្រព្រឹត្តរឿងខុសដែលមហាក្សត្រយ៉ានីជាអ្នកណែនាំហើយមហាក្សត្រយ៉ានីនៅពេលដែលទូស្រីយើងបដិសេធម្ដងណាគឺគាត់តែងតែខឹងខ្លាំងណាស់ព្រោះមនុស្សស្រីដែលឆ្លាតដូចជាដុកអ៊ីមគឺអាចជួយការងារគាត់បានច្រើនទូស្រីយើងត្រឡប់មកវិញឃើញនៅមាត់ទឹកឃើញបូរបស់ខ្ជូហ៊ីអានជាមួយកូរ៉េមិនត្រូវហើយទូប្រុសស្មានទូស្រីលោតទឹកសម្រាប់ខ្លួនខំមកជួយហេតុអីបានជានាងធ្វើបែបហ្នឹងហេតុអីបានជានាងលោតទឹកមានរឿងអីចឹងណាទូប្រុសយើងតែងតែខឹងទូស្រីរឿងស្រឡាញ់មិត្តភក្តិជាងស្រឡាញ់គាត់ហ្នឹងណាទូប្រុសសួរនាំចឹងទូស្រីថាដោយសារព្រះអង្គមិនបានជួយរកមិត្តរបស់គាត់ហើយនឹងស្រីស្រីដែលបាត់ខ្លួនទាំងអស់នោះចឹងទូបង្គំសុំព្រះជាទីនទៅដោយសារទូបង្គំពិបាកចិត្តតាមរកមិត្តភក្តិរបស់ទូបង្គំទាំងយប់ទាំងថ្ងៃដូច្នេះហើយទូប្រុសរបស់យើងបានដាក់កំហិតទៅកាន់ដុករੂឲ្យតាមរកស្រីស្រីទាំងអស់នោះឲ្យឃើញបើសិនជាដុករੂតាមរកមិនឃើញដុករੂត្រូវទទួលខុសត្រូវចំពោះបញ្ហាទាំងអស់នេះអ
ចឹងហើយដុករូចាប់ផ្ដើមទទួលបាននៅការគៀបសង្កត់ពីទូប្រុសហើយដុករូខឹងទូស្រីខ្លាំងមែនទែនគាត់ថាទូស្រីគឺប្រើល្បិចបែបនេះដើម្បីគៀបសង្កត់ខ្លួនអញ្ចឹងគាត់បានស្ដីឲ្យទូស្រីថានាងកុំគិតស្មានថានាងប្រើវិធីសាស្ត្រប្រើទឹកភ្នែកចំពោះមុខព្រះអង្គដោយសារព្រះអង្គសពតិឬនាងហើយនាងអាចធ្វើឲ្យខ្ញុំបានឯសោះខ្ញុំមិនព្រមឲ្យនាងឈ្នះខ្ញុំបានដោយងាយនោះទេនិយាយទៅចរិតដុករូថោកក៏ថោកតមួយថោកវាថោកខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយបន្តមកទៀតទូស្រីយើងក៏ដឹងថាដុករូគឺគួរឲ្យសង្ស័យខ្លាំងនៅពេលនេះសន្តិសុខស្រីក៏បានជួបគ្នាជាមួយនឹងអ្នកណាដឹងទេជួបគ្នាជាមួយព្រះអង្គឲ្យគាត់តាមដានទូស្រីឲ្យជាប់ពីព្រោះគាត់គិតឃើញថាអញ្ចេះទូស្រីរបស់យើងប្រកាសជាចង់សម្លាប់ខ្លួនឬធ្វើអីប្រតិបត្តិទៀតហើយគាត់ក៏បានឲ្យអង្គរៈរបស់គាត់ដើម្បីតាមដានដុករូដើម្បីដឹងថាតើដុករូពេលនេះបានធ្វើការងាររបស់គាត់ឲ្យធ្វើដែរឬអត់អង្គរៈរបស់គាត់បាននាំទូប្រុសរបស់យើងនេះគឺមកកាន់ផ្លូវសម្ងាត់មួយធ្លាប់សន្តិសុខហងប្រើណាហើយដុករូក៏ជឿតាមផ្លូវនឹងឯងព្រះអង្គក៏បានដើរតាមផ្លូវសម្ងាត់នឹងដើររហូតមកដល់ឃើញថាស្ត្រីទាំងអស់នេះគឺត្រូវបានគេយកចាប់មកឃុំនៅទីនេះទាំងអស់ហើយអ្នកដែលចាប់យកឃុំនៅទីនេះគឺជាដុករូពេលនេះព្រះអង្គបានដឹងរឿងហើយថាដុករូគឺបានប្រព្រឹត្តអំបត្តិល្មើសមួយដ៏ធំដែលសឹងតែដុករូគឺជាមនុស្សដែលព្រះអង្គនឹងទុកចិត្តខ្លាំងបំផុតតែបែរជាធ្វើបែបនេះហើយខ្ជូហេមិត្តភក្តិរបស់ទូស្រីក៏នៅក្នុងនឹងដែរហើយអ្នកទាំងអស់គ្នាទូប្រុសដឹងរឿងហើយថាដុករូគឺនៅពីរយការបាត់ខ្លួនរបស់សន្តិសុខស្រីទាំងអស់និងអ្នកបម្រើស្រីនៅក្នុងរាជវាំងដូច្នេះហើយដុករូគឺព្យាយាមសួររកថាអ្នកណាជាអ្នកដាក់ថ្នាំបំពុលសម្រាប់ប្អូនរបស់គាត់នៅតែមិនជឿថាប្អូនរបស់គាត់ស្លាប់ដោយសារគាត់ទេគាត់គិតថាមហាក្សត្រយានីបានប្រើឲ្យមនុស្សរបស់គាត់ដាក់ថ្នាំសម្រាប់ប្អូនរបស់គាត់ដូច្នេះហើយទើបឲ្យដុករូព្យាយាមធ្វើបាបមហាក្សត្រយានីតាមវិធីសាស្ត្រនេះទូប្រុសរបស់យើងក៏បានសួរទៅកាន់ដុករូសួរយ៉ាងយកចិត្តទុកដាក់ថាដុករូគាត់សួរថាអញ្ចេះសម្រាប់បើសិនជាស្រីទាំងអស់នោះត្រូវបាត់ខ្លួនឬបាត់បង់ជីវិតតែលោកគិតថាយ៉ាងណាដែរចឹងដុករូក៏បាននិយាយថាមនុស្សស្រីទាំងអស់នោះគេគ្មានប្រយោជន៍អ្វីសម្រាប់ព្រិចបាឡាំងទេបើសិនជាពួកគេគ្មានប្រយោជន៍អ្វីនោះទោះបីជាបាត់បង់ទៅក៏គ្មានអ្វីគួរឲ្យសោកស្ដាយដែរចឹងអ្វីដែលទូប្រុសសួរថាអញ្ចឹងសម្រាប់លោកគ្រប់គ្នាគឺសុទ្ធតែដើម្បីប្រយោជន៍និងអំណាចមិនមែនដើម្បីក្តីស្រឡាញ់និងដើម្បីភាពរីកចម្រើននិងមិត្តភាពទេតើមែនទេដុករូថាជាការពិតណាស់ព្រះអង្គមនុស្សដែលគ្មានប្រយោជន៍សម្រាប់អំណាចរបស់យើងក៏មិនគួរទុកគេនៅក្បែរខ្លួនយើងដែរអញ្ចឹងហើយទុកក៏មិនចំណេញដកចេញក៏មិនខាតនេះជាគំនិតរបស់ដុករូធ្វើឲ្យទូប្រុសរបស់យើងគឺអស់សង្ឃឹមចំពោះដុករូខ្លាំងមែនទែនមនុស្សដែលគាត់រាប់អានដូចជាបងប្អូនដូចជាមិត្តភក្តិតែបែរជាមនុស្សដែលគិតតែពីរឿងអំណាចដោយមិនខ្វល់ពីសុខទុក្ខរបស់រាស្ត្រឡើយអញ្ចឹងទូប្រុសរបស់យើងគាត់រៀបចំផែនការចាត់ការដុករូហើយអ្នកនរគ្នាហើយមហាក្សត្រយានីនិងទូប្រុសយើងចាប់ផ្ដើមណាមានចំនួននឹងគ្នាទៀតហើយមហាក្សត្រយានីគឺគាត់ចង់ទៅខាងក្រៅដោយសារតែបងប្រុសរបស់គាត់ឈឺប៉ុន្តែទូប្រុសរបស់យើងមិនអនុញ្ញាតឲ្យមហាក្សត្រយានីចេញទៅទេហើយនៅពេលនេះគឺមហាក្សត្រយានីគាត់ព្យាយាមសួរបញ្ជាក់ទៀតថាព្រះអង្គនឹងត្រូវការជ្រើសរើសស្នំឯកថ្មីដែរឬទេព្រះអង្គថាបើសិនជាគាត់ត្រូវការគាត់ជាអ្នកជ្រើសរើសដោយខ្លួនឯងសូមឲ្យមហាក្សត្រយានីជាអ្នកប្រឡែងដៃចំពោះរឿងនេះមកខ្ញុំត្រូវការជ្រើសរើសមនុស្សដែលខ្ញុំស្រឡាញ់គាត់ក៏បាននិយាយទៀតបើសិនជាលោកពេញចិត្តដុកអ៊ីមខ្ញុំអាចជួយព្រះអង្គបានឲ្យតែព្រះអង្គស្នើសុំខ្ញុំមួយម៉ាត់ខ្ញុំនឹងចេញបញ្ជាឲ្យព្រះអង្គបានដូចបំដងភ្លាមប៉ុន្តែទូប្រុសរបស់យើងនៅតែបដិសេធពីព្រោះគាត់គិតថាគាត់អត់ចង់បានមនុស្សស្រីដែលមិនព្រមស្រឡាញ់គាត់យកមកធ្វើអីយកមកតែសម្បកខ្លួនដែលគ្មានបេះដូងមកជាមួយ Oh my god ហើយបន្តមកទៀតទូស្រីរបស់យើងនេះគឺកំពុងតែបារម្ភពីមិត្តភ័ក្តិរបស់គាត់ខ្លាំងណាស់ហើយគាត់ក៏បានមកជួបមិត្តភ័ក្តិរបស់គាត់ទាំងពីរនាក់ហើយគាត់បាននិយាយជាមួយមិត្តភ័ក្តិទាំងពីរនាក់ថាគាត់ត្រូវតែទៅជួយមិត្តភ័ក្តិរបស់យើងគាត់មានវិធីសាស្ត្រឥឡូវនេះយើងត្រូវអ្នកបម្រើស្រីម្នាក់ហ្នឹងគេប្រកាសជាដឹងរឿងនេះចាក់ជាមិនខានពេលមកដល់ក្នុងបន្ទប់របស់អ្នកបម្រើស្រីហ្នឹងវាហាក់ដូចជាស្ងាត់ហើយម្នាក់បម្រើស្រីម្នាក់ហ្នឹងក៏បានកំពុងចងកសម្រាប់ខ្លួនទូស្រីរបស់យើងក៏បានទៅជួយហើយអ្នកបម្រើហ្នឹងក៏បានសារភាពថារឿងនេះគឺមានអាកំបាំងដែលខ្ញុំមិនអាចនិយាយបានអញ្ចឹងជីវិតរបស់ខ្ញុំប្រកាសជាត្រូវស្លាប់ដូច្នេះហើយសម្បត្តិនេះជាសម្បត្តិចុងក្រោយដែលផ្ញើឲ្យទូស្រីរបស់យើងមើលទៅណាគាត់គ្មានជំរឿទេគាត់ត្រូវបានដុករូជឺបង្ខំឲ្យធ្វើណាអញ្ចឹងគាត់គ្មានជំរឿគាត់ត្រូវតែធ្វើទៅតាមបញ្ជារបស់ដុករូពេលដែលទូស្រីយើងលើបាបនឹងហើយគាត់អាណិតខ្លាំងមែនទែនគាត់ក៏ចាប់ផ្ដើមមានការសម្រេចចិត្តថ្មីមួយធ្វើយ៉ាងណាអាចជួយស្រីទាំងអស់នោះឲ្យរួចផុតពីការលំបាកទាំងអស់នេះបានគាត់បានយកសិភៅដែលម្ចាស់ស្ត្រីយ៉ាងឲ្យគាត់យកឲ្យមិត្តភ័ក្តិរបស់គាត់រក្សាទុកគាត់ថាបើមានរឿងអីកើតឡើងយកទៅឲ្យមហាក្សត្រយានីមានតែមហាក្សត្រយានីយើងអាចជួយយើងបានអញ្ចឹងមិត្តភ័ក្តិរបស់គាត់ថាចុះហេតុអីបានជីមិនយកឲ្យព្រះអង្គពីព្រោះព្រះអង្គសពតិនឹងឯងខ្លាំងណាស់គាត់អាចជួយឯងបានទូស្រីថាខ្ញុំមិនទុកចិត្តព្រះអង្គទេពីព្រោះព្រះអង្គនិងដុករូស្និទ្ធស្នាលគ្នាណាស់យ៉ាងណាព្រះអង្គប្រកាសជាមិនអាចជ្រើសរើសយកយើងព្រះអង្គប្រកាសជ្រើសយកដុករូជាមិនខានទេ
tu sấy nâng sầm rạch chất tam rồi mất pẹt đòi khuôn ai hay ao mất pẹt nơi tì ní cùng ao tam ấy bờ sân chỉ miếng cừu thנה cứ miếng pi nẹt tiết a chui nơi hàng cào bàn chẳng hay mất pẹt bằng tờ bọc kê nên cứ sờ lạnh khni khăng nè kê si diêm chui khni krum sưu bài hay tu sấy bọc cọt chỉ mau cả lại nâng bật mền cứ mà tam plus sầm ngặt nâng đầm bay tam rồi mất pẹt bọc cọt bị pro plus ní tu sấy flop trên chui rồi mà hơi bây đây tu sấy dương mà đào tì cả lại ní sắpแต่คืนmất pẹt bọc cọt room chui nơi mìnhดูchỉ ra nơi tì ní hai tu sấy rồi bọc dươngก็ត្រូវបានគ្នារបស់ដុករូចាប់បានដូចគ្នាដែរអញ្ចឹងគឺទូស្រីជាអ្នកដើរចូលមកដោយខ្លួនឯងនៅពេលដែលដុករូចាប់បានដុករូគិតថាខ្ញុំស្មានមកដល់ថានាងរត់ចូលមកទីនេះដោយខ្លួនឯងទេបើចូលមកបាននាងក៏ចេញទៅវិញមិនបានដូចគ្នាដែរនាងគុំគិតស្មានថាព្រះអង្គសពរិហាតីជាមួយនាងហើយនាងអាចធ្វើអ្វីបាននឹងអាចរត់គេចពីទីនេះបានហើយសោះទូប្រុសរបស់យើងបានចាប់ទូស្រីឲ្យបង្ខំហើយក៏បាននិយាយថានាងគុំសង្ឃឹមថានាងអាចរួចខ្លួនមនុស្សគ្រប់គ្នាដែលធ្វើឲ្យប្អូនស្រីរបស់ខ្ញុំស្លាប់ខ្ញុំត្រូវតែឲ្យពួកគេសងមកវិញទាំងអស់ទូស្រីយើងបានប្រាប់ហើយប្អូនស្រីរបស់លោកស្លាប់គឺដោយសារតែលោកមិនមែនដោយសារតែអ្នកណាទាំងអស់លោកមិនដែលយល់ពីតម្រូវការរបស់នាងលោកគិតតែពីខ្លួនឯងដោយសារតែបែបនេះហើយទើបធ្វើឲ្យប្អូនរបស់លោកស្លាប់តួដុករូបាននិយាយថាមិនពិតនាងគុំនិយាយប្រាប់ឲ្យសោះនាងគុំចង់មកចោទប្រកាន់លើខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឲ្យប្អូនខ្ញុំល្អដើម្បីឲ្យប្អូនខ្ញុំខ្ពស់នាងចំណាយប្អូនរបស់ខ្ញុំទូស្រីថាតែមិនពិតតែខ្ញុំមិនដែលចំណាយប្អូនរបស់លោកទេលោកយល់ច្រឡំហើយអញ្ចឹងណាខ្ញុំគឺជាមិត្តតែម្នាក់គត់ដែលនាងជឿជាក់ហើយដុករូបានបង្ខំឲ្យមនុស្សទាំងអស់នេះគឺសរសេរលិខិតជាពិសេសពួកប៉ែតនេះថាមហាក្សត្រយ៉ានីគឺជាអ្នកចេញបញ្ជាដាក់ថ្នាំបំពុលប្អូនរបស់ខ្លួនទាំងការពិតប្អូនរបស់ខ្លួនស្លាប់ដោយសារការឈឺចិត្តការពិបាកចិត្តគេហៅបើសិនជាសម័យនេះគេហៅ depression ណា depression សេអ្នកនរគ្នាអញ្ចឹងហើយគឺដុករូបានបង្ខំឲ្យទូស្រីរបស់យើងនេះគឺសរសេរលិខិតអស់ហ្នឹងប៉ុន្តែទូស្រីរបស់យើងគឺអត់ព្រមសរសេរទេអ្នកនរគ្នាគឺមិនព្រមសរសេរទេទាំងដុករូបង្ខំយ៉ាងណាក៏ដោយតែចៃដន្យអីទាហានរបស់ទូប្រុសបានមកដល់ទាន់ពេលវេលាទៅបានចាប់កូនចៅរបស់ដុករូហើយបានចាប់ដុករូយកទៅដើម្បីសួរចម្លើយហើយទូប្រុសរបស់យើងក៏បានសួរមកកាន់ទូស្រីយើងថាណាពេលដែលទូស្រីយើងបានជួបជាមួយនឹងមិត្តភក្តិវិញទូប្រុសយើងសួរថាអញ្ចេះហេតុអីបានជានាងធ្វើបែបនេះចំពោះយើងនាងទុកចិត្តមហាក្សត្រយ៉ានីក៏នាងមិនទុកចិត្តយើងហេតុអីបានជានាងមិនដែលជឿជាក់លើយើងសូម្បីតែម្ដងទូប្រុសរបស់យើងបានហៅដុករូទៅសួរចម្លើយហេតុអីបានជាធ្វើបែបនេះដុករូថាព្រះអង្គទូបង្គំធ្វើបែបនេះគឺដើម្បីរកយុត្តិធម៌ឲ្យប្អូនស្រីរបស់ខ្ញុំដឹងថាប្អូនស្រីរបស់ខ្ញុំមិនមែនស្លាប់ដោយសារតែការដោយសារតែជំងឺទេគេត្រូវមានអ្នកដតីបំពុលទៅធ្វើឲ្យគេស្លាប់ទាំងអស់គ្នាគេដឹងហើយថាប្អូនរបស់ដុករូនឹងគឺស្លាប់ដោយសារជំងឺមិនមែនស្លាប់ដោយសារខាងណាបំពុលឡើយប៉ុន្តែដុករូមិនដែលជឿជាក់លើចង់និយាយថាអត់ជឿជាក់លើគេចង់និយាយចឹងដូច្នេះហើយបានជាទូប្រុសរបស់យើងក៏បាននិយាយទៅកាន់ដុករូថាឯងឈប់គិតបែបហ្នឹងទៅគឺគ្មានអ្នកណាគេគិតបែបហ្នឹងចំពោះឯងទេហើយម្យ៉ាងទេឯងគិតតែខ្លួនឯងយើងខំទុកចិត្តឯងជឿជាក់ឯងសពគ្រប់បែបយ៉ាងតែឯងបែរធ្វើឲ្យយើងអស់សង្ឃឹមនឹងឯងខ្លាំងណាស់ហេតុអីបានជាឯងធ្វើរឿងអាក្រក់ខូខើបែបនេះឯងគឺជាអ្នកកាន់ច្បាប់តែឯងបំពេញលើច្បាប់តែដុករូនៅតែមិនព្រមទទួលទោសកំហុសរបស់ខ្លួននេះអ្នកនរគ្នាមិនព្រមសារភាពនៅពេលដែលទូប្រុសបានសម្រេចចិត្តមួយយ៉ាងច្បាស់លាស់ថាគាត់នឹងសម្រេចចិត្តដកដុករូចេញពីទីនេះបានន័យថាកាត់ទោសប្រហារជីវិតចឹងណាដុករូដោយសារដុករូបានធ្វើខុសច្បាប់របស់នគរគឺនគរគ្មាននរណាមួយអាចប្រកែកបានទេបើសិនជាអ្នកណាម្នាក់បានធ្វើខុសហើយគឺត្រូវតែទទួលទោសប្រហារជីវិតអញ្ចឹងអ្នកនរគ្នាដុករូរបស់យើងគឺត្រូវសម្រេចចិត្តកាត់ទោសឲ្យទូប្រុសរបស់យើងខឹងខ្លាំងណាហេតុអីបានជាមន្ត្រីចំណិតរបស់គាត់ខ្លាចតែជាមនុស្សអាក្រក់ខូខើហើយដុករូប៉ុណ្ណឹងហើយវាបែរជាសុំទោសទូប្រុសយើងថាវាខុសហើយផ្ដល់ឱកាសវាផងតែទូប្រុសយើងគឺដាច់ខាតមិនបានផ្ដល់ឱកាសទេដោយសារអីសូម្បីតែដុកអ៊ីមសម្រាប់ចិត្តរបស់ទូប្រុសក៏ដុករូហ៊ានធ្វើបាបដែរនេះដោយសារហេតុផលនឹងហើយទើបទូប្រុសធ្វើឲ្យដុករូដឹងថាឯងមិនសំខាន់ណាស់ណាសម្រាប់ខ្ញុំទេខ្ញុំមិនត្រូវការជ្រើសរើសមនុស្សអាក្រក់ឬមនុស្សដែលខុសឡើយហើយបន្តមកទៀតសន្តិសុខយើងក៏បានចូលរួមសុំព្រះរាជទានទោសព្រះអង្គសុំលើកលែងទោសឲ្យកាន់ដុករូផងទៅយ៉ាងណាដុករូបានដើរតាមព្រះអង្គដូច្នេះហើយសូមព្រះអង្គព្រះរាជទានទោសនិងលើកលែងទោសឲ្យដុករូកុំឲ្យកាត់ទោសប្រហារជីវិតដុករូអីមន្ត្រីទាំងអស់គឺត្រូវបានសូមអង្វរព្រះអង្គឲ្យលើកលែងឲ្យដុករូពីព្រោះដុករូបានតស៊ូក៏ច្រើនណាស់ដែរដើម្បីឲ្យព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិរហូតដល់បច្ចុប្បន្ននេះរហូតដល់ស្អែកឡើងទូប្រុសរបស់យើងបានឲ្យដុករូថាលាឈប់ពីការងារហើយចាក់ចេញពីរាជវាំងតទៅគាត់បានប្រកាសជាសាធារណៈទៅកាន់មន្ត្រីទាំងអស់ទូប្រុសបានដើរចេញទៅដោយស្អប់ដុករូខ្លាំងមែនទែនដុករូឈឺចិត្តខ្លាំងមែនទែននៅពេលដែលព្រះអង្គស្អប់ហើយទូស្រីរបស់យើងគឺខ្ជូហ៊ីនេះពេលដែលនាំមកវិញអញ្ចឹងខ្ជូហ៊ីគឺបារម្ភខ្លាំងណាស់ថាដុកអ៊ីមឯងយ៉ាងម៉េចហើយឯងមិនអីទេមែនទេឯងសុខសប្បាយជាទេ
tu sri tha anh cùng thì tràn ấy bên sọc cà phê bảo anh sao nát xem mình ấy tê anh cùng bà rầm ấy sọc cà phê bảo bọc xem rừng mom anh chia chạy lực xem mình miền Pành Hà ở với chẳng chẳng thế nè hay từng ở kia cứ sập đâu có ru khlang mình tên ở ta xây map tê đôi chưa sờ lạnh đâu có ru khlang hay sờ lạnh kia ăn mơ ru kia mình vô dương tê vậy dương à cọ hay ta sờ lạnh mà ru sát cung mà sao đằng ở kia cung sexy pe về lia chưa admin chẳng tràn tới ao cái bao đằng anh hay bật to mà tiết đó tu xây được bao dương cứ tàu ban nè phải ở hai ao để chụp nè rồi xa ấy rương thô mai rươngนั้นคือrương thô mai tu pro dương khang tu xây khlang ấyนะไปแต่tu xây dươngตัดดาวเจ๊chẳng hạn tu pro dương tu xây su thaไปแต่องmiền Pành miền Pành Hà amen chẳng hạn chẳng su chẳng hạnแต่tu pro bao dương ban vậy tha hạt ấy ban chỉ niên thưa bài nên chụp buộc nhom niên tayแต่เจริญหมดแพทย์របស់នាងក៏នាងមិនเจริญយកខ្ញុំហេតុអីបានជាក្នុងចិត្តនាងគ្មានខ្ញុំសោះអញ្ចឹងនាងទុកចិត្តមហាក្សត្រយ៉ាងនេះក៏នាងមិនទុកចិត្តខ្ញុំព្រោះតែអ្វីនាងដឹងថាខ្ញុំស្រឡាញ់នាងនឹងជឿជាក់លើនាងខ្លាំងប៉ុណ្ណាទេចុះហេតុអីបានជាបេះដូងរបស់នាងខូចខើខ្លាំងម្ល៉េះចំពោះខ្ញុំតែក្នុងចិត្តរបស់នាងដែលធ្លាប់ស្រឡាញ់ខ្ញុំខ្លះទេទូស្រីរបស់យើងត្រូវហើយដោយសារព្រះអង្គមិនដែលខ្វល់ពីនរណាឡើយព្រះអង្គមិនដែលខ្វល់ពីមិត្តភក្តិរបស់ខ្ញុំព្រះអង្គទុកចិត្តលើដុករូជឿជាក់លើដុករូតើឲ្យខ្ញុំជឿជាក់លើព្រះអង្គយ៉ាងម៉េចទៅខ្ញុំដូចធ្លាប់ប្រាប់ព្រះអង្គម្ដងហើយថាខ្ញុំមិនដែលស្រឡាញ់ព្រះអង្គមិនដែលសូម្បីតែគិតសូម្បីតែម្ដងដូច្នេះហើយរវាងយើងតែពីអ្នកគ្មានអ្វីតាក់ទងនឹងគ្នាទេសូមបរិយាទានទោសព្រះអង្គសូមដោះលែងខ្ញុំទៅឲ្យខ្ញុំចាកចេញពីទីនេះទៅសូមដោះលែងខ្ញុំឲ្យចេញពីរាជវាំងនេះទៅទូប្រុសរបស់យើងខឹងទូស្រីខ្លាំងណាស់ដែលសុកចិត្តថាឲ្យគាត់ស្អប់គាត់ក៏មិនព្រមស្អប់អ្នកដទៃមិនព្រមជឿជាក់គាត់ជឿជាក់អ្នកដទៃតែមិនជឿជាក់គាត់រហូតដល់ទូប្រុសយើងខឹងខ្លាំងពេកក៏ហក់ទៅចឹកទូស្រីយើងចំតែម្ដងចឹកមិនឲ្យខុសមាត់ត្រង់កន្លែងណាទេអ្នកនរគ្នាពេលដែលចុកហើយចុកឡងស្អិតទូស្រីរបស់យើងខ្លាំងដល់តែពេលគេចឹកហើយក៏សងំឲ្យជ្រើមចរិតកាត់ទៅ admin បេះបាត់តែម្ដងហើយតើអ្នកគ្នាណា admin slash បណ្ដឹងសិនហើយចាំមើលភាគបន្តទៀតជាមួយ admin ចិត្តចាប់ហើយណាសារតែបន្តិចទៀតចាប់ហើយដីហើយនៅតែបដិសេធមិនព្រមទទួលការស្រឡាញ់ហើយបាននិយាយប្រាប់ព្រះអង្គត្រង់ថាខ្ញុំមិនដែលស្រឡាញ់ព្រះអង្គមិនដែលមានចិត្តសូម្បីតែគិតម្ដងក៏មិនដែលមានដែរទូប្រុសរបស់យើងខំចាប់ទូស្រីមកថាប៉ុណ្្នឹងហើយទូស្រីយើងនៅតែលាក់បាំងអារម្មណ៍ខ្លួនឯងហើយក៏បាននិយាយសុំឲ្យព្រះអង្គដោះលែងគាត់ទៅដោះលែងខ្ញុំទៅហើយឲ្យខ្ញុំចាក់ចេញពីរាជវាំងនឹងទៅដោយសារតែទូប្រុសយើងខឹងខ្លាំងពេកក៏បានអនុញ្ញាតឲ្យទូស្រីយើងចាក់ចេញពីរាជវាំងទូស្រីយើងចេញពីបន្ទប់របស់ទូប្រុសហើយក៏ដើរទៅទាំងខូចចិត្តខ្លាំងបំផុតទាកងានណាមែនទេមាន់ក៏គ្រាន់បើកងានក៏ចេះហើដែរតែម្នាក់នេះទាហ្មងគេហៅឡើងទៅនោះមិនចង់កាច់រៀងច្រើនណាស់អ្នកនរគ្នាហើយអញ្ចឹងមករៀបចំប្រមូលឲ្យវាយអាវ៉ាន់ឡើងទៅអញ្ចឹងអ្នកស្រីក៏ថាចេះដុកអ៊ីមឯងចង់ទៅណាឯងនៅទីនេះហើយកុំទៅណាអីចាចាំយើងទៅសុំព្រះជទានទោសពីព្រះអង្គឲ្យតែទូស្រីរបស់យើងនៅតែក្បាលរឹងចេះសំតែ2 3កញ្ញនេះអ្នកនរគ្នានៅតែដាច់ខាតត្រូវទៅឲ្យបានហើយគាត់បានបកគលសិភៅរបស់អ្នកមនាងម្ចាស់ស្ត្រីយ៉ាងណាយកមកឲ្យទៅកាន់អ្នកស្រីទុកចឹងណាខ្លួនទៅតែកៅអៅឯងចឹងគាត់ថាលាមិត្តភ័ក្តិអត់លាទេកុំឲ្យមានការអាឡ័យពេលដែលចេញពីរាជវាំងភ្លាមទូស្រីរបស់យើងក៏បានលុតជង្គង់ក្រាបថ្វាយបង្គំលាទូប្រុសពីចម្ងាយស្រឡាញ់គេពេញចិត្តគេចង់បានគេដែរប៉ុន្តែនៅកាច់រៀងធ្វើចរិតទាហ្មងណាអញ្ចឹងហើយក៏ក្រាបលូនហើយក៏ដើរបាត់តែបាត់សក់មុខដល់ពេលទៅបាត់ចឹងទូប្រុសរបស់យើងក៏មិននៅស្ងៀមដែរគឺមកឡងលឿនគឺសម្ដៅមករកទូស្រីរបស់យើងតែម្ដងមិនដឹងថាទូស្រីទៅដល់ណាហើយអ្នកស្រីនេះមិត្តភក្តិរបស់ទូស្រីសួរថាចេះដុកអ៊ីមនៅណាដុកអ៊ីមគេបានចាក់ចេញទៅហើយពេលនោះគឺនាំគ្នាប្រាប់ថាព្រះអង្គបានមកដល់ហើយទាំងអស់គ្នាអញ្ចឹងទាំងអស់គ្នាក៏បានត្រៀមគោរពទទួលស្វាគមន៍ព្រះអង្គអញ្ចឹងព្រះអង្គក៏សួរថាដុកអ៊ីមនៅណាចាពេលមកដល់ភ្លាមណាអញ្ចឹងអ្នកស្រីបានប្រាប់ថាដុកអ៊ីមបានចាក់ចេញហើយគាត់ថាចុះបន្ទប់ដុកអ៊ីមនៅណាអញ្ចឹងថាបន្ទប់ដុកអ៊ីមនៅទីនោះអញ្ចឹងទូប្រុសរបស់យើងក៏ដើរចូលទៅកាន់បន្ទប់របស់ដុកអ៊ីមមិនដឹងតែគាត់ទៅធ្វើអីទេពេលចូលមកដល់ក្នុងបន្ទប់ដុកអ៊ីមគាត់បានប្រាប់អ្នកទាំងអស់គ្នាថាឲ្យចេញទៅខាងក្រៅទៅគាត់ត្រូវការតែស្ងប់ស្ងាត់ម្នាក់ឯងពេលដែលគាត់នៅក្នុងបន្ទប់នេះគាត់ក៏បានសាររើទៅឃើញសិភៅរបស់ទូស្រីពូទូប្រុសរបស់យើងពេលដែលឃើញសិភៅរបស់ទូស្រីគាត់ក៏បានយកមកមើលនេះហើយអ្នកស្រីគាត់ក៏បានចាក់ចេញចឹងទៅចេញឲ្យបាត់ហានគេមើលសិភៅរវល់យកនៅយូរដល់ទៅពេលហើយចឹងទូប្រុសរបស់យើងរើចុះរើឡើងក៏បានឃើញសិភៅរបស់អ្នកម្នាងយ៉ាងដល់ទៅពេលឃើញសិភៅរបស់អ្នកម្នាងយ៉ាងហើយទូប្រុសរបស់យើងក៏បើកមើលគាត់ថានេះគឺជាសិភៅដែលយាយដែលគាត់ស្រឡាញ់បំផុតយាយបង្ការរបស់គាត់ទេណាបានបន្សល់ទុកហើយក៏បានឃើញអត្ថបទចំនួន3ទំព័រដែលជាអត្ថបទដែលព្រះអង្គមុនស្អប់បំផុតអ្នកណាដែលមានអានអត្ថបទហ្នឹងហើយគាត់កាត់ទៅបហាជីវិតហើយគឺទូប្រុសយើងដឹងអ្នកដែលជួយជីវិតគាត់គឺជាទូស្រី
នៅពេលដែលទូស្រីយើងចេញមកនៅខាងក្រៅរាជវាំងគាត់ទទួលសរសេររឿងប្រឡំលោកអញ្ចឹងណាលក់តាមបណ្ណាល័យផ្សេងៗចេះលក់តាមហាងអញ្ចឹងទៅអញ្ចឹងគឺគាត់លក់ដាច់ខ្លាំងណាស់ដល់ទៅពេលហើយនៅក្នុងផ្សារទាំងមូលត្រូវបានគេបិទសេចក្តីប្រកាសព្រោះព្រះអង្គបានបិទសេចក្តីប្រកាសរើសស្នំឯកពេលដែលទូស្រីឃើញបែបហ្នឹងហើយក៏មានអារម្មណ៍ថាអកសើដែរតាឲ្យសំមុខហើយដុកគ្រូក៏ដើរតាមទូស្រីឡើងស្អិតអញ្ចឹងគាត់ក៏បាននិយាយថាចេះខ្ញុំស្មានមកដល់ថាទីបំផុតនាងក៏ខ្លាចទៅជាមនុស្សស្រីដែលព្រះអង្គបោះបង់ចោលដូចជាខ្ញុំដែរមនុស្សដែលធ្លាប់តែព្រះអង្គសពរិហាតីតែទីបំផុតក៏ត្រូវបានគេបោះបង់ចោលមិនខុសពីខ្ញុំឡើយហើយសម្រាប់ដុកគ្រូនៅតកុំគួនជាមួយនឹងមហាក្សត្រយ៉ានីគាត់គិតថាមហាក្សត្រយ៉ានីគឺជាដាក់ថ្នាំបំពុលសម្រាប់ប្អូនស្រីរបស់គាត់ទូស្រីរបស់យើងនៅតែបញ្ជាក់អាងដែលថាអ្នកដែលធ្វើឲ្យប្អូនស្រីរបស់លោកស្លាប់គឺជាលោកខ្លួនឯងផ្ទាល់នឹងឯងនាងស្លាប់ដោយសារតែលោកដឹងថាហេតុអីទេដោយសារតែនាងគិតថានាងអត់ប្រយោជន៍នាងអត់បានការនាងមិនអាចជួយជ្រោមជ្រែងលោកបានទើបនាងសុកចិត្តស្លាប់ដោយសារតែនាងមិនអាចមានកូនឲ្យព្រះអង្គបានអញ្ចឹងហើយទូស្រីយើងកំប្រឹងបកស្រាយប៉ុន្តែដុកគ្រូរបស់យើងនេះគឺព្យាយាមបបួលទូស្រីចូលដៃចូលជើងគ្នាចូលដៃចូលជើងធ្វើអីអ្នកនរគ្នាដឹងទេដើម្បីវាយប្រហារទៅកាន់រាជវាំងណាដណ្ដើមអំណាចប៉ុន្តែទូស្រីរបស់យើងគឺមិនព្រមដាច់ខាតទូប្រុសរបស់យើងបានចេញមកកសាលព្រៃមកកាន់ខាងក្រៅរាជវាំងបោះបាញ់សត្វមកលេងចៃដន្យអីមេឃភ្លៀងក៏បានចូលទៅស្នាក់នៅផ្ទះប្អូនស្រីរបស់ទូប្រុសអញ្ចឹងទូប្រុសរបស់យើងក៏មានប្អូនស្រី2នាក់ហើយប្អូនស្រីហ្នឹងក៏មានប្តីអញ្ចឹងមានប្តីជាមន្ត្រីធំហើយក៏រៀបការឲ្យចេញមកនៅខាងក្រៅរាជវាំងគេថាមានប្តីតាមប្តីណាអញ្ចឹងដល់តែពេលចេញមកខាងក្រៅនេះគឺមកស្នាក់នៅផ្ទះប្អូននេះពេលដែលស្នាក់នៅផ្ទះប្អូននេះមហាថ្លឹកគេបាននិយាយថាព្រះអង្គទីនេះភ្លៀងខ្លាំងទៅនៅស្នាក់នៅផ្ទះប្អូនរបស់ព្រះអង្គទៅពេលមកដល់ប្អូននេះក៏រងចាំទទួលបងយ៉ាងស្ដីសោមនស្សរីៗមានអាហារភោជនីផ្សេងៗអញ្ចឹងទៅមានបង្អែមមិនចឹងអាបអីចឹងទៅទទួលបងប្រុសហើយក្នុងនោះដែរណាទាំងអស់គ្នាក៏បានជជែកវែកញែកប្រាប់ពីរឿងព្រះអង្គជ្រើសរើសស្នំរើសអីចឹងទៅទូប្រុសយើងគឺរើសនឹងឯងប៉ុន្តែគាត់ដូចថាមិនមែនព្រោះតែការស្រឡាញ់ទេអ្នកនរគ្នាតែជាកាតព្វកិច្ចដែលត្រូវរកអ្នកស្នងរកទីយាតស្នងអញ្ចឹងណាហើយទូប្រុសយើងកន្លែងទៅឃើញទូស្រីយើងកំពុងតែយកសិភៅមកឲ្យប្អូនស្រីរបស់គាត់មើលអញ្ចឹងប្អូនស្រីរបស់ទូប្រុសបាននិយាយថាដុកអេមកឲ្យខ្ញុំសុំទោសផងខ្ញុំភ្លេចប្រាប់ទៅថាព្រះអង្គយាងមកទីនេះពីព្រោះរឿងការហេតុតន់ហន់ហើយទូស្រីរបស់យើងគ្រាន់តែឃើញគឺដើរចេញហ្មងអត់ចេះគោរពស្ដេចហ្មងណាចរិតនៅតែខ្លាំងហ្មងបន្តមកទៀតទូស្រីរបស់យើងក៏បានមកជួយការងាររបស់ប្អូនស្រីរបស់ទូប្រុសទាំងពីរនាក់នេះហើយចឹងគាត់បាននិយាយថាឲ្យសុំទោសផងដុកអេមើលខ្ញុំគ្មានចេតនាលាក់បងនាងទេប៉ុន្តែបងប្រុសរបស់យើងមកទីនេះគាត់ក៏មិនបានប្រាប់មុនដែរដោយសារមេឃភ្លៀងគាត់ចូលមកជ្រងខ្ញុំឆ្ងល់ណាស់ហេតុអីបានជាឯងមិនព្រមទៅរស់នៅក្នុងរាជវាំងវិញចាំខ្ញុំសូមព្រះអង្គឲ្យលើកលែងទោសនិងហៅឯងចូលទៅក្នុងរាជវាំងវិញតែទូស្រីយើងនៅតែបដិសេធហើយនៅពេលនេះអ្នកស្រីដែលជាសន្តិសុខថ្មីនេះគាត់បាននឹកទូស្រីខ្លាំងណាស់គាត់និយាយថាខ្ញុំនឹកឯងខ្លាំងណាស់ដុកអេមឯងរស់នៅខាងក្រៅយ៉ាងម៉េចដែរហ្នឹងណាទូស្រីយើងថាមិនអីទេខ្ញុំអាចរស់នៅទីនេះបានអ្នកស្រីមើលថែទាំព្រះអង្គផងព្រោះព្រះអង្គមើលទៅគាត់ឯកានឹងជីវិតគាត់ឯកាខ្លាំងណាស់អ្នកស្រីក៏ថាបើសិនជាឯងស្រឡាញ់ព្រះអង្គហេតុអីឯងមិនព្រមតាមគាត់ដែលចុះចាំខ្ញុំសូមអង្វរព្រះអង្គឲ្យហៅឯងចូលទៅក្នុងរាជវាំងវិញតែទូស្រីយើងនៅតែបដិសេធខ្ញុំអត់ព្រមចូលទៅក្នុងរាជវាំងវិញទេដូច្នេះហើយមិនចាំបាច់ឡើយយប់ឡើងទូស្រីយើងក៏យកភ្លើងមកបំភ្លឺនៅក្នុងនេះទូប្រុសយើងក៏បានដើរមករកទូស្រីតែម្ដងពេលដែលដើរមកដល់រកទូស្រីគាត់បាននិយាយថាដុកអ៊ីមបើសិនជានាងសុំយើងតែមួយម៉ាត់យើងនឹងចេញរីកបញ្ជីឲ្យនាងចូលទៅនៅក្នុងរាជវាំងវិញភ្លាមប៉ុន្តែទូស្រីរបស់យើងនៅតែបដិសេធខ្ញុំសូមអរព្រះគុណព្រះអង្គខ្លាំងណាស់ប៉ុន្តែខ្ញុំមិនអាចទទួលយកបំណងល្អរបស់ព្រះអង្គបានទេរឿងកូរ៉េណារីបដិសេធមួយស្ដេចបានណាតែរឿងចិនអត់ទេណាហ៊ានតែផ្ដេសផ្ដាំងដាច់ក្បាលថ្មលើដល់ទៅពេលហើយទូស្រីរបស់យើងគាត់នៅតែប្រាប់ថាគាត់ចឹងចង់និយាយថាព្រះអង្គដាក់ទោសខ្ញុំម្ចាស់មកចុះដែលខ្ញុំប្រឆាំងនឹងព្រះអង្គអញ្ចឹងសូមព្រះអង្គដាក់ទោសចុះទូប្រុសថាខ្ញុំនឹងដាក់ទោសនាងឲ្យខ្លាំងបំផុតអញ្ចឹងគឺដាក់ទោសគាត់នឹងមិនដឹងថាដាក់ទោសបែបណាទេអ្នកនរគ្នាឮថាដាក់ទោសនឹងអេដមីនមិនដែលឃើញដាក់ទោសអីសោះតែការដាក់ទោសរបស់ទូប្រុសនឹងគឺគាត់ចង់ថើបចង់អោបទូស្រីតែទូស្រីបដិសេធអត់ព្រមទេប៉ុន្តែបិទភ្នែកត្រូវក្របចេះនឹកឃើញហ្មងហើយដល់ពេលហើយអញ្ចឹងណាទូប្រុសរបស់យើងគាត់នៅតែស្នើហេតុអីបានជានាងមិនព្រមរហូតមកដល់ពេលនេះនាងនៅនឹកអាឡ័យយើងខ្លះទេទូស្រីនៅបដិសេធថាអត់ទៀតគាត់ប្រើចរិតទាយកមកបដិសេធជាមួយទូប្រុសទៀតគាត់ថាគាត់មិនអាចឡើងទ្រើងបានទេគាត់បានស៊ីបានភក់ជ្រាំទេចាផ្ទះភ្ញាច់នៅនឹងកន្លែងនៅពេលដែលទូប្រុសយើងដើរកាត់ផ្ទះមួយដែលជាផ្ទះមន្ត្រីធំក៏បានជួបនឹងស្ត្រីម្នាក់នៅពេលជួបដែរស្ត្រីម្នាក់នឹងហើយគាត់ក៏ចាប់ផ្ដើមគិតថាគាត់ម្នាក់ហ្នឹងគឺជាកូនមន្ត្រីដែលធំដុំណាស់ដែរអញ្ចឹងណាព្រះអង្គក៏បានអនុញ្ញាតឲ្យចូលទៅក្នុងរាជវាំងហើយគាត់ក៏បានជ្រើសរើសម្នាក់ស្រីហ្នឹងធ្វើជាស្នំរបស់គាត់ចាប់ពីពេលហ្នឹងតទៅហើយគាត់ក៏បានប្រាប់មន្ត្រីណានាំនាងចូលរាជវាំងហើយរៀបចំពិធីដើម្បីថ្វាយទៅជាស្នំរបស់គាត់
ទីបំផុតគឺបានសម្រេចខ្លាយទៅជាប្រពន្ធស្ដេចអណាបានខ្លាយជាប្រពន្ធស្ដេចញាច់នៅនឹងទៀតទេដឹងឆ្លោះគ្នាមួយតួសបាយតាហើយទូស្រីរបស់យើងនៅអាឡោះអាឡៃគេស្រឡាញ់គេហើយហេតុអីគ្រាន់តែព្រមមួយម៉ាត់ទៅវាងាប់អីលោកអើយនៅកាច់រៀងស្អប់មែនតើហ្មងចុងក្រោយធ្វើឯងខឹងរហូតឥឡូវនេះគឺទូស្រីទទួលបានរីកបញ្ជាឲ្យចូលទៅក្នុងរាជវាំងវិញទូស្រីក៏បានជួបជាមួយនឹងដុករូក៏បាននិយាយថាអញ្ចេះនាងកុំចូលទៅក្នុងរាជវាំងអីយើងរត់ទៅជាមួយគ្នាទៅខ្ញុំនឹងផ្ដល់នូវសេរីភាពដែលព្រះអង្គមិនអាចផ្ដល់ឲ្យនាងបានហើយយើងនឹងរួមរស់នៅជាមួយគ្នាប៉ុន្តែទូស្រីក៏បាននិយាយថាដុករូឈប់លេងសើចជាមួយខ្ញុំទៅខ្ញុំដឹងថាលោកធ្វើបែបនេះគឺដើម្បីចង់សងសឹកជាមួយព្រះអង្គតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាខ្ញុំទទួលរីកបញ្ជាចូលទៅនៅក្នុងរាជវាំងវិញហើយខ្ញុំមិនអាចទៅធ្វើអីផ្ដេសផ្ដាសជាមួយលោកបានទេហើយដុករូអន់ចិត្តហេតុអីបានជាព្រះអង្គហៅដុកអ៊ីមទៅវិញហើយមិនហៅខ្លួនទៅវិញពីព្រោះដុករូគឺចង់បានឋានៈនឹងដោយសារតែកំហុសឆ្គងរបស់ដុករូនឹងវាធំពេកគេពិបាកហៅទៅវិញប៉ុន្តែសម្រាប់ទូស្រីចូលទៅក្នុងរាជវាំងនេះគឺព្រោះតែជាមនុស្សដែលព្រះអង្គស្រឡាញ់ទើបមានបញ្ជាហៅទៅវិញតែអ្នកនរគ្នាដឹងទៅថាមិនដឹងថាអ្នកណាជាអ្នកចេញបញ្ជាទេដុករូក៏បាននិយាយថាបើសិនជានាងចាក់ចេញពីទីនេះនាងនឹងទទួលបានដំណឹងមរណភាពរបស់ខ្ញុំទូស្រីថាហេតុអីបានជាលោកចាំបាច់ត្រូវស្លាប់ព្រោះតែខ្ញុំស្លាប់នេះគឺដើម្បីឲ្យនាងចងចាំខ្ញុំនៅក្នុងចិត្តរបស់នាងជារៀងរហូតអញ្ចឹងទូស្រីរបស់យើងគិតស្មានថាដុករូនឹងនិយាយលេងហើយគាត់អត់ខ្វល់ជាមួយនឹងសម្ដីដុករូទេលោកចង់ធ្វើអីក៏ធ្វើចុះខ្ញុំមិនខ្វល់ជាមួយលោកឡើយទូស្រីរបស់យើងនិយាយជាមួយដុករូចាប់ហើយគាត់ចាប់ផ្ដើមធ្វើដំណើរចាក់ចេញពីដុករូចូលទៅក្នុងរាជវាំងដើម្បីធ្វើការងារនៅក្នុងរាជវាំងប៉ុន្តែមុនទៅក៏មានអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្តដែរគិតថាតើដុករូនឹងធ្វើវាជាការពិតដែរទេឬក៏ដុករូគ្រាន់តែនិយាយលេងអញ្ចឹងទូស្រីយើងរៀងស្ទាក់ស្ទើរដែរអ្នកទាំងអស់គ្នាគាត់អត់ប្រកបចិត្តដែរហើយនៅក្នុងរាជវាំងថ្ងៃនេះតួប្រុសគឺត្រូវតែទៅផ្សំដំណេកគ្រាន់តែដេកចាំបាច់គេបខំដែរតែគុំនិយាយមនុស្សយើងអត់អារម្មណ៍បខំមិនទៅមិនរួចទេណាអញ្ចឹងតួប្រុសរបស់យើងថាមិនអីទេយើងនឹងបំពេញកាតព្វកិច្ចរបស់យើងប៉ុន្តែមុននឹងដាច់ចិត្តទៅដេកជាមួយនឹងស្រីផ្សេងតួប្រុសយើងមកមើលរំលឹកអនុស្សាវរីយ៍ទាំងអស់គាត់សន្យាជាមួយដុកអ៊ីមគាត់នឹងធ្វើឲ្យដុកអ៊ីមមានក្តីសុខគាត់មិនធ្វើឲ្យដុកអ៊ីមខកបំណងទេហើយគាត់ក៏លែងបង្ខំដុកអ៊ីមដែរអ្នកទាំងអស់គ្នា admin slash ប៉ុណ្ណឹងសិនណាគ្នានៅឃើញថាអញបានបូជាភាពបរិសុទ្ធឲ្យដុកអ៊ីមតែឥឡូវវាមិនបានសម្រេចសោះនៅតែឲ្យទូស្រីផ្សេងដដែលឲ្យ admin ក៏បានឲ្យ fan ក៏បានឲ្យអ្នកកាន់ channel ហ្នឹងក៏បានដែរហើយឥឡូវនេះតួប្រុសយើងមកផ្សំដំណេកហើយអ្នកនរគ្នាអើយអាណិតតែស្រីនេះចង់បានប្រុសផ្សំដំណេកខំឈរចាំគេមុខឡើងរីកដូចក្របជីដល់ពេលហើយតួប្រុសក៏បាននិយាយថាយើងនឹងស្រឡាញ់ថ្នាក់ថ្នមនាងនឹងធ្វើឲ្យនាងមានក្តីសុខយើងមិនឲ្យនាងអស់សង្ឃឹមចំពោះយើងទេនាងនេះនឹងក៏សែនមហាជំនាន់ admin ធ្វើជាស្នំ admin មិនដែលត្រេកតានឹងរឿងចឹងទេនិយាយមែនពេលខ្លះព្រះអង្គមកវាជាការរំខានការដេកពួរនេះយល់ទេហើយតែនាងម្នាក់នេះគឺខ្លាំងមែនតើមិនដឹងថាគាត់គិតពីអីហើយគាត់ដឹងដែរណាថាគាត់គ្រាន់តែជាមនុស្សជំនួសនៅក្នុងបេះដូងរបស់ព្រះអង្គប៉ុន្តែដើម្បីខ្លាចទៅជាប្រពន្ធព្រះអង្គសុខចិត្តព្រមអញ្ចឹងព្រះអង្គក៏បានយាងទៅផ្ទុំជាមួយអញ្ចឹងទៅហើយនាងម្នាក់នេះពេលព្រះអង្គផ្ទុំជាមួយគាត់ដឹងថាគាត់គ្រាន់តែជាមនុស្សជំនួសណាអញ្ចឹងហើយនិយាយទៅគឺជាមនុស្សដែលមានចិត្តសាហាវខូខើណាស្នំរបស់ព្រះអង្គមួយនេះណាប៉ុន្តែពាក់ស្រោមមុខសាហាវហើយតួប្រុសយើងក៏បានឃើញដុកអ៊ីមនៅទីហ្នឹងគាត់ឆ្ងល់ហេតុអីបានជានាងនៅទីនេះក្រែនាងឲ្យព្រមចូលរាជវាំងទេអញ្ចឹងស្នំហ្នឹងគេឲ្យទូស្រីជាអ្នករៀបចំគ្រែរបស់គេផ្ទាល់តាមពិតស្នំហ្នឹងដឹងថាដុកអ៊ីមគឺជាមនុស្សស្រីដែលព្រះអង្គស្រឡាញ់អញ្ចឹងគាត់ព្យាយាមឲ្យទូស្រីទៅបម្រើនៅក្នុងបន្ទប់នេះរៀបចំកន្លែងផ្សំដំណេកឲ្យគេដើម្បីជាការបញ្ឈឺចិត្តឲ្យទូស្រីនឹងក្អួតឈាមអើយសត្វទាមួយនេះមិនងាយក្អួតឈាមទេកុំច្រឡំមកហើយបន្តមកទៀតណាគេក៏បានសុំទូស្រីធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គេទៀតទូប្រុសក៏ព្រមទៀតចឹងណាហើយសម្រាប់លោកអង្គរៈនឹងគេថារីណាដុកអ៊ីមដែលបានជួបនាងសាជាថ្មីទូស្រីយើងក៏ញញឹមពោពេញដោយភាពក្រៀមក្រំមិនមែនញញឹមពោពេញដោយភាពសប្បាយរីករាយដូចមុនទេដោយសារអ្វីអ្នកទាំងអស់គ្នាដឹងទេដោយសារតែទូស្រីយើងមានអារម្មណ៍ថាចំណែនប្រច័ននៅពេលដែលទូប្រុសដេកជាមួយស្រីផ្សេងនេះហើយយើងកាច់រឹកធ្វើស្អីទៅធ្វើចរិតទាដល់ណាទៀតហើយបន្តមកទៀតមកទូប្រុសរបស់យើងបានមកជួបជាមួយនឹងមហាក្សត្រយានីដើម្បីជំរះបញ្ជីគ្នាបានដឹងច្បាស់គាត់សួរថាហេតុអីបានជាដុកអ៊ីមត្រូវមកធ្វើការងារនៅក្នុងរាជវាំងវិញអញ្ចឹងមហាក្សត្រយានីក៏បាននិយាយថាគឺយើងជាអ្នកបញ្ជីហៅគេឲ្យត្រឡប់មកវិញអញ្ចឹងទូប្រុសថាមហាក្សត្រយានីធ្វើបែបនេះដើម្បីអ្វីកំពុងតែចង់ប្រឆាំងជាមួយខ្ញុំឬយ៉ាងណាអញ្ចឹងណាថាយើងមិនបានប្រឆាំងជាមួយឯងទេជាមួយព្រះអង្គទេប៉ុន្តែនេះគឺជាការស្នើសុំរបស់ម្ដាយរបស់លោករបស់ព្រះអង្គដូច្នេះហើយយើងត្រូវតែចេញបញ្ជាទៅតាមការស្នើសុំហើយម្យ៉ាងមួយទៀតយើងក៏ចង់បានដុកអ៊ីមដើម្បីមកអានសិភើរឿងឲ្យយើងស្ដាប់ដែរអ
ចឹងនៅពេលដែលទូប្រុសយើងដឹងសាច់រឿងទាំងអស់នេះហើយសម្រាប់ស្នំរបស់ទូប្រុសនេះបានឲ្យដុកអ៊ីមបានយកកន្សែងសូត្រមួយយកទៅឲ្យទូប្រុសដោយផ្ទាល់វាកំពុងតែរៀបចំអន្ទាក់ដើម្បីធ្វើបាបទូស្រីអ្នកនរគ្នាអញ្ចឹងដុកអ៊ីមអត់ចង់ទៅក៏ត្រូវទៅដែរពេលនេះព្រះអង្គកំពុងរៀបចំងូតទឹកដុកអ៊ីមនៅចាំសិនប៉ុន្តែទូប្រុសយើងបានចេញបញ្ជាឲ្យដុកអ៊ីមចូលទៅក្នុងបន្ទប់ហើយអ្នកដតីចេញពីបន្ទប់គាត់ទាំងអស់គាត់ត្រូវការជជែកជាមួយដុកអ៊ីមដោយផ្ទាល់ណាគាត់បានជជែកជាមួយនឹងអ្នកបម្រើគាត់ណាគាត់ត្រូវការជជែកជាមួយនឹងដុកអ៊ីមអញ្ចឹងអ្នកនរគ្នាចេញទៅខាងក្រៅទៅឲ្យដុកអ៊ីមមកជួបគាត់ពេលដែលទទួលបានរៀបបញ្ជាឲ្យទូស្រីក៏ចូលមកដល់ពេលទូស្រីចូលមកដល់ទូប្រុសក៏សួរថាហេតុអីបានជានាងត្រឡប់មកវិញខ្ញុំសង្ឃឹមថានាងរស់នៅមានក្តីសុខហើយក្រែងនាងស្អប់យើងណាស់ហេតុអីនាងមកធ្វើអីទូស្រីថានេះគឺជារៀបបញ្ជាទូបង្គំមិនអាចខាត់បានទេចង់និយាយចឹងណាហេឲ្យមកចូលចេញអញ្ចឹងលេងដូចល្ខោននេះអត់មានខំនិយាយអស់មកកណោមនុស្សនៅក្រៅឡើយហ្នឹងអើយតប៉ែមែនណាពួកនេះសាំអើយសាំឯងខំនិយាយឡើងវិមាត់វិកឲ្យមនុស្សនៅក្រៅអញ្ចឹងគឺយើងឆ្លងគ្នាតទៀតណាហ្វេនហើយទូប្រុសរបស់យើងក៏និយាយថាចេះអញ្ចឹងណាបើនាងមិនស្រឡាញ់យើងនាងមិនពេញចិត្តយើងនាងមកទីនេះធ្វើអីយើងសង្ឃឹមរួចហើយថានាងនឹងរស់នៅមានក្តីសុខសម្រាប់ឆាកជីវិតរបស់នាងហេតុអីបានជានាងត្រឡប់មកទីនេះទូស្រីថានេះគឺជារៀបបញ្ជាអញ្ចឹងទូស្រីយើងចង់និយាយប្រាប់ថាអញ្ចេះអ្នកមនាងឲ្យខ្ញុំយកកសែងសូត្រយកមកថ្វាយព្រះអង្គតែទូប្រុសអត់ព្រមនិយាយអីសោះអញ្ចឹងណាដល់អញ្ចឹងហើយទូស្រីយើងមិនដឹងធ្វើម៉េចក៏បានបកលកសែងសូត្រនឹងហើយដើរចេញមកវិញគ្រាន់តែទូស្រីដើរចេញមកវិញកុំសង្ឃឹមតែរួចខ្លួនព្រោះម្នាក់នោះគេបានរៀបកលល្បិចរួចហើយដើម្បីធ្វើបាបទូស្រីហើយទូប្រុសរបស់យើងនេះគឺគាត់តឹងទ្រូងហ្មងណាគាត់អត់ចង់ទូស្រីមកវិញទេគាត់ដឹងថានឹងត្រូវបានគេធ្វើបាបតែការគិតរបស់ទូប្រុសពិតជាមិនខុសទេហ្វេនគឺពួកអ្នកមនាងនេះបានឲ្យគេទៅចាប់ដុកអ៊ីមមកនេះសួរថាហេតុអីបានជានាងប្រហើនយ៉ាងនេះនាងហ៊ានចូលទៅក្នុងបន្ទប់របស់ព្រះអង្គតែពីរអ្នកស្ងាត់នាងកំពុងតែចង់ធ្វើជាទាឡើងទ្រើងមែនទេទូស្រីគឺមិននិយាយអីទេដោយសារទូស្រីអត់បានគិតធ្វើអីទេអញ្ចឹងហើយម្នាក់ហ្នឹងដឹងថាទូស្រីគឺជាមនុស្សដែលទូប្រុសស្រឡាញ់អញ្ចឹងវាព្យាយាមកំចាត់ទូស្រីធ្វើបាបទូស្រីឲ្យក្រំគ្រាហើយវាវ័យយើងទូស្រីអ្នកនរគ្នាសាហាវណាអ្នកមនាងពាក់ស្រោមមុខទឹកខ្មុំនេះអីស្រីអីក៏អាក្រក់យ៉ាងនេះធ្វើបាបគេហើយដល់ទៅពេលហើយស្អែកឡើងនេះណាវាមានរឿងបន្តបន្ទាប់ទៀតអញ្ចឹងនេះទូប្រុសរបស់យើងគឺបានទទួលសម្បត្តិរបស់ដុករូគឺដុករូទទួលបានមរណភាពហើយបានទទួលមរណភាពហើយដុករូស្លាប់ហើយណាអ្នកនរគ្នាទៅចូលបុណ្យដុករូផង500ក្តី1000ក្តីអង្គតិចតច្រើនក្តីចូលទៅណាតាមសទ្ធាជ្រះថ្លារៀងខ្លួនហើយទាំងអស់គ្នាឲ្យបន្តមកទៀតណាលោកលេតបហ្នឹងគាត់ក៏បានយកលោកអង្គរៈគាត់បានយកសម្បត្តិដុករូយកមកឲ្យដុករូបានសារភាពទោសកំហុសជាច្រើនមិនដល់ព្រះអង្គជាទីស្រឡាញ់ទូបង្គំសូមព្រះរាជាទានទោសដែលទូបង្គំបានធ្វើឲ្យព្រះអង្គខកបំណងជាច្រើនមកលើរូបទូបង្គំប៉ុន្តែមុននឹងទូបង្គំស្លាប់ទៅទូបង្គំក៏សូមបកស្រាយការពិតមួយចំនួនដែលទូបង្គំបានលាក់បាំងយូរមកហើយអញ្ចឹងកាលពីក្មេងអ្នកដែលបានជួយព្រះអង្គមិនមែនជាទូបង្គំទេគឺជាក្មេងស្រីម្នាក់ហើយទូបង្គំក៏មិនដឹងថាក្មេងស្រីនឹងគឺជាអ្នកណាដែរទូបង្គំព្យាយាមតាមរកក្មេងស្រីនឹងដែរតែរកមិនឃើញអញ្ចឹងហើយសូមព្រះអង្គព្រះរាជទានទោសអញ្ចឹងទើបទូប្រុសរបស់យើងចាប់ដើមដឹងអ្នកដែលជួយជីវិតគាត់គឺជាដុកអ៊ីមមិនមែនជាដុករូទេអញ្ចឹងទូប្រុសយើងក៏ដឹងណាហើយសម្បត្តិហ្នឹងគឺដុកអ៊ីមបានបកស្រាយប្រាប់ការពិតទាំងអស់ឲ្យទូប្រុសបានដឹងកុំឲ្យថាបាននិយាយអីសោះអញ្ចឹងណាអ្នកនរគ្នាហើយទូប្រុសយើងគាត់ក៏បានឃើញអាលិខិតដែលបានហែកចេញប្រមាណច្បាប់ហ្នឹងឃើញនៅក្នុងសភៅគាត់ក៏កាន់តែដឹងទៀតគាត់ប្រកាសចិត្តថានឹងគឺជាដុកអ៊ីមតែគាត់ក៏ចង់លើចេញពីមាត់របស់ដុកអ៊ីមផ្ទាល់ដែរថាអ្នកណាជាអ្នកជួយជីវិតគាត់អញ្ចឹងទូប្រុសយើងក៏បានសេលិខិតមួយដុតទៅឲ្យដុករូណាជាការលិខិតលើកលែងទោសនឹងការតែងតាំងហើយគាត់ក៏នឹកឃើញថាយ៉ាងណាដុករូក៏ជាមិត្តភក្តិដែលកំដរគាត់តាំងពីក្មេងមកដែរអញ្ចឹងទៅវាមានអនុស្សាវរីយ៍ជូរចត់ជាមួយគ្នាច្រើនណាស់ជាមួយនឹងដុករូហើយដុករូក៏បានព្យាយាមជួយទូប្រុសយើងក៏ច្រើនណាស់តាមយ៉ាងលោភលន់ពេកមនុស្សយើងកុំលោភលន់ពេកអ្នកនរគ្នាដូច admin ចឹង admin អត់លោភលន់ទេតែឆាកជីវិត admin មិនសូវសុខស្រួលទេអ្នកនរគ្នាអើយសប្បាយមិនបានយូរសប្បាយត្រេកត្រអានតិចតួចក៏វេទនាចឹងទៅឥឡូវនេះយប់នេះតួប្រុសត្រូវបង្ខំចិត្តមកផ្សំតរេកទៀតហើយដើម្បីឲ្យឆាប់មានកូនព្រោះស្នំមួយរយៈពេល3ខែបើអត់មានកូនទេត្រូវដេញចេញពីរាជវាំងវិញណាអញ្ចឹងក៏មកដល់នេះស្រាប់ទូប្រុសក៏មកដល់ឮសូរសំឡេងអ្នកណាបោកកាអាវអីកដាអត្រៀតហ្នឹងហេតុអីស្មាននេះហើយអ្នកបម្រើនៅតែធ្វើការងារទៀតអញ្ចឹងអ្នកម្លៀងថាអូគ្មានអីទេព្រះអង្គអ្នកបម្រើគាត់ធ្វើការងារយឺនអញ្ចឹងគាត់ចង់បង្ហើយដល់ខ្លួនឯងទេតែព្រះអង្គមិនអស់ចិត្តទេគាត់នៅតែចង់ដឹងថាហេតុអីហើយក៏សួរដុកអ៊ីមនៅឯណាថាអូដុកអ៊ីមនាងអត់នៅទេនាងរវល់នាងទៅបាត់ហើយអញ្ចឹងទូប្រុសរបស់យើងគាត់អត់អស់ចិត្តទេគាត់ត្រូវតែតាមដានមើលវាមិនដាណារវល់ផុយយ៉ាងនេះអ
ចឹងទូប្រុសយើងគាត់អស់ចិត្តគាត់ក៏តាមតរមើលតាមសំឡេងហ្នឹងអញ្ចឹងអ្នកម្នាងនេះចាប់ដើមភ្នែកសហើយពីគាត់បានប្រើដុកអ៊ីមឲ្យបោកកៅអៅឡងមកបនូកធំកដាត្រៀតណាអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលទូប្រុសយើងទៅឃើញសួរថាអ្នកណាប្រើឲ្យនាងធ្វើការបែបនេះនាងគឺជាសន្តិសុខស្រីដែលមានឋានៈទូនាទីហេតុអីបានជានាងត្រូវមកបោកកៅអៅបែបហ្នឹងចឹងអ្នកម្នាងថាគឺទូស្រីថានាងប្រហើនណាស់ហ៊ានប្រើដុកអ៊ីមនាងដឹងថានេះជាអ្នកបម្រើដែលម្ដាយរបស់យើងបានប្រើមកដោយផ្ទាល់ដើម្បីមកបម្រើនាងហេតុអីបានជានាងធ្វើបែបនេះចឹងគាត់ថាឆាប់នាំដុកអ៊ីមចេញទៅណាហើយមិនឲ្យដុកអ៊ីមធ្វើការងារនេះទេបើសិនជាមានអ្នកណាប្រឆាំងរាជបញ្ជីត្រូវប្រាប់យើងព្រះអង្គខឹងខ្ញាល់នឹងអ្នកម្នាងនេះខ្លាំងណាស់អ្នកទាំងអស់គ្នាអើយដើរទៅបាត់បាច់សំរេចសំអាចអីទេថ្ងៃហ្នឹងនោះអត់ទៅហើយក៏ស្លក់គេឡើងថ្លែងឆ្កោះក្របភ្នែកឥឡូវមនុស្សអីក៏ក្រក់ក្រៃបែហើយចង់ផ្ទះដុកអ៊ីមផ្ទះហ៊ានផ្ទះមកកំភ្លៀងខ្ទៀតចេញពីរាជវាំងហ៊ានឲ្យសំមុខទីគេលើកឡើងត្រឹមចង់ទេតែគេធ្វើបាបចឹងឲ្យសំមុខឲ្យដឹងការលំបាកឲ្យស្គាល់រសជាតិតួប្រុសរបស់យើងបានមកជួបម្ដាយគាត់ថាម្ដាយហេតុអីបានជាម្ដាយធ្វើបែបហ្នឹងគាត់ក៏បាននិយាយថាគាត់គ្រាន់តែចង់ឲ្យកូនសប្បាយចិត្តបើសិនជាមាននាងនៅក្នុងរាជវាំងកូនប្រកាសជាសប្បាយចិត្តហេតុអីបានជាកូនបញ្ជូននាងទៅឆ្ងាយបើទាំងចិត្តកូនមិនចង់ឲ្យនាងទៅឆ្ងាយនោះតែទូប្រុសយើងគាត់នៅតែគិតថាទូស្រីមិនបានស្រឡាញ់គាត់អត់ចង់ចាប់បង្ខំអ្នកណាម្នាក់ឲ្យមករួមរស់ប្រើជីវិតជាមួយគាត់ទាំងគេមិនបានស្រឡាញ់គាត់នោះទេនេះស្ដេចកូរ៉េគេចេះគិតកន្លែងហ្នឹងបើស្ដេចចិនវិញ0ហើយគឺទូប្រុសក៏បាននឹកឃើញនាងធ្លាប់បដិសេធនាងថានាងមិនដែលស្រឡាញ់ខ្ញុំសូម្បីតែម្ដងតើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅមេដាណាទូប្រុសយើងបានមកឈរនៅមាត់ទឹកនេះឈរសញ្ជប់សញ្ជឹងសម្លឹងមើលមេឃរំលែកចិត្តនឹកហើយសម្រាប់បុកយន្តនេះគេខូចចិត្តដោយសារដុករូស្លាប់គេថាទោះបីយ៉ាងណាគេអាក្រក់យ៉ាងណាក៏ជាមនុស្សដែលយើងធ្លាប់ស្គាល់ដែរខ្ញុំចេះតែមិនដាច់ចិត្តចឹងណាគាត់ស្លាប់ចឹងខ្ញុំពិតជាសោកស្ដាយណាស់ដឹងធ្វើម៉េចទេគ្មានអនាគតជីវិតឲ្យរស់បានទូប្រុសយើងបានជួបដុកអ៊ីមនៅតាមផ្លូវនេះអញ្ចឹងក៏សួរថានាងយ៉ាងម៉េចហើយគាត់សុំទោសដែលធ្វើឲ្យនាងលំបាកខ្ញុំមិនអាចការពារនាងបានចង់និយាយចឹងណាទូប្រុសគាត់និយាយនាងដឹងអត់ទឹកភ្នែករបស់នាងវាជាការឈឺចាប់ធំបំផុតនៅក្នុងចិត្តរបស់យើងមិនសប្បាយចិត្តនៅពេលដែលឃើញនាងស្រក់ទឹកភ្នែកចាប់ពីថ្ងៃនេះតទៅនាងកុំស្រក់ទឹកភ្នែកឲ្យយើងឃើញទៀតព្រោះពេលណាដែលនាងស្រក់ទឹកភ្នែកយើងក៏ឈឺចាប់ទ្វេដងលើសពីអ្វីដែលនាងមានទៅទៀតបើនាងគិតថានាងដើម្បីយើងចង់ការពារយើងចឹងនាងត្រូវតែរឹងមាំនាងមិនត្រូវឲ្យមានទឹកភ្នែកហូរនាងត្រូវរស់នៅឲ្យសប្បាយចិត្តបំផុតយើងមិនអាចចិត្តឃើញនាងលំបាកឡើយទូប្រុសរបស់យើងនិយាយបែបហ្នឹងហើយគាត់ថាគាត់លែងបខំទូស្រីទៀតហើយបើនាងសម្រេចចិត្តថាធ្វើជាសន្តិសុខស្រីហើយនាងរស់នៅមានសេចក្តីសុខគាត់ក៏ព្រមគាត់លែងបង្ខំទូស្រីហើយនិយាយចាប់សັບគ្រប់ហើយអីហើយបកស្រាយហើយអញ្ចឹងណាទូប្រុសរបស់យើងគាត់ក៏ដើរចេញទៅគាត់អត់ចង់នៅយូរទេពីព្រោះគាត់ដឹងថាគាត់មិនអាចបង្ខំចិត្តទូស្រីបានឲ្យមកស្រឡាញ់គាត់វានឿយចិត្តក្នុងការបង្ខំអញ្ចឹងពេលដែលទូប្រុសដើរចេញទៅអ្នកទាំងអស់គ្នាណាពេលដែលទូប្រុសយើងគាត់ដើរចេញទៅនេះទូស្រីរបស់យើងក៏ចាប់ខាត់ដៃគេណាចាប់ដៃចាប់អីគេអញ្ចឹងទៅអត់ឲ្យគេទៅទេអញ្ចឹងដល់តែពេលហើយគេក៏ងាកមកវិញអោបក្រឹបហើយអោបក្រឹបអញ្ចឹងទូប្រុសសួរថានាងព្រមនៅក្បែរយើងទៀតអត់ណានាងព្រមចាក់ចោលយើងអត់ទូស្រីថាអត់ទេអញ្ចឹងបានន័យថាទូស្រីព្រមនៅក្បែរទូប្រុសហើយដាច់ចិត្តឈប់ធ្វើទីថាដុកអ៊ីមតែពេលនេះនាងព្រមនៅក្បែរខ្ញុំអស់មួយជីវិតហើយឬនៅនាងនឹងសម្រេចចិត្តដើរចេញចោលខ្ញុំទៀតដែរឬមិនទេទូស្រីរបស់យើងបាននិយាយទៅកាន់ទូប្រុសរបស់យើងវិញថាខ្ញុំព្រមនៅក្បែរព្រះអង្គជារៀងរហូតខ្ញុំមិនទៅណាទៀតទេអញ្ចឹងក្រោយពេលដែលត្រូវគេធ្វើបាបប្រហែលជាលំបាកហើយនឹងទ្រាំនឹងចិត្តដែលស្រឡាញ់ខ្លាំងគេខ្លាំងមិនបានទើបទូស្រីរបស់យើងឆ្លើយថាព្រមនៅក្បែរទូប្រុសជារៀងរហូតហើយអត់ទៅណាទេពីព្រោះអីព្រោះពេលនេះគឺទូស្រីមិនអាចទៅណាបានទៀតទេហើយការដែលលាក់បាំងហាមឃាត់ចិត្តខ្លួនឯងនៅឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់គឺវាវេទនាខ្លាំងណាស់នៅពេលនេះទូស្រីសំទោសគឺព្រះមហាក្សត្រីរបស់តួប្រុសនេះអ្នកមនាងសំទោសអ្នកមនាងគាត់បានមករកមហាក្សត្រយានីដើម្បីជជែកសូមឲ្យមហាក្សត្រយានីជួយគាត់ពីព្រោះនៅពេលនេះគាត់មានពេល3ខែដើម្បីធ្វើជាប្រពន្ធរបស់តួប្រុសបើសិនជាគាត់មិនអាចមានកូនបានទេនឹងគេត្រូវដកហូតតំណែងឬក៏បណ្ដេញចេញពីរាជវាំងទៅវិញអញ្ចឹងហើយគាត់បានសូមឲ្យមហាក្សត្រយានីជួយគាត់អញ្ចឹងណាសូមឲ្យធ្វើឲ្យគាត់មានកូនចាំមហាក្សត្រយានីថានាងឈួតទេខ្ញុំមានសមត្ថភាពណាធ្វើឲ្យនាងមានកូនគាត់ថាព្រះមហាក្សត្រយានីអាចជួយខ្ញុំបានព្រោះព្រះអង្គមិនដែលយើងមកបន្ទប់ខ្ញុំទេបើសិនជាមហាក្សត្រយានីជួយនោះគាត់នឹងយើងមកហើយខ្ញុំអាចនឹងមានកូនហើយសម្រាប់ទូស្រីរបស់យើងនេះចេញមកខាងក្រៅរាជវាំងអ្នកនរគ្នាចេញមកគឺដើម្បីមកសួរសុខទុក្ខបងប្រុសរបស់គាត់ណា
chẳng về để chụp bong pro bỏ quạt nơi kháng cáo bong pro xua tha cát ấy độc im hai đây ban chỉ một sờ bồn mà lấy tu xây tha admin ấy tê hay bong pro của ban nom được nâng prap ôn xây tha bên quạt bỏng chọc chỉ săn được sọc nơi không ri chỉ vàng hai đôi chân hai quạt có chi một tây mình nè không ri chỉ vàng tu xây rồi bỏ nhớ có ban tinh cả đồ do ao bong pro bỏ luôn hai lịch khát bệnh chạ đầm này rồi bỏ quạt đó nè chẳng tu này ti quạt priệp đôi chỉ tu này ti ở pok rồi bỏ quạt chẳng ở pok rồi bỏ ông độc im cứ chỉ ông cái đẹp to rồi bỏ pok tu pro chẳng hai đập pe pok tu pro slap ở pok rồi bỏ độc im cái trời slap tạm đài chẳng hai ban chi bong pro rồi bỏ độc im nó cứ chi diếmตัวรองcho chi mình thấy đầm bay thưa ca khi như không đi chỉ vàng đài hai nó bên đi đài cứ mình thấy từng ó cứ ban sao xôm oi bẻ ong cứ chi diêm thưa mới ở chạm miền bột đầm bay snon đi bẩn to chẳng cứ bằng không oi bẻ ong nắng tự đi chỉ mùi nắng bà pon snom ai bạc quạt nắng hay thôi mà đã mà đi dương ọt aram với bà bạn nè ọt aram cho mỗi khi nắng đi mỗi khi mà như vậy men bả men ta hay đã hai tu pro bỏ dương ní mùi tiền sao quạt từ ban từ tu ban ca kịp sẵn cát piมันเตยจังเอาฮะรวมถึงมวยในมหาศักดิ์ยันนี้กอดบ้านตัวปอดมีมาถาบองปลอดบอกกอดชื่อทั้งนั้นกอดสมตัวปลอดนั่นคือดำใบเตยขังกระรีจเวียงดำใบเตยมือบองปลอดบอกกอดปันใต้ตัวในตีระบำมหาศักดิ์ยันนี้มันอาจได้เจรีจเวียงบานตีบานในทานเนี่ยได้โจรีจเวียงให้คือมันอาจเจงเตยขังกระเวงบานตีเตยคือในขนมนี้จะรีเรโหดโดยชนะให้กอดสมตัวปลอดเตยท้าสมไอตัวปลอดจุยกอดตัวปลอดท้ากอดสมตัวพ่องกอดมันอาจเฟือบานตีปันใต้กอดในมือไทยตัวบองปลอดระบำมหาศักดิ์ยันนี้เอาหล่อบำพดกอดในบรรจุเป็นลุงปีริจเวียงเตยดำใบมือท้ายเอาปกระบำมหาศักดิ์ยันนี้มหาศักดิ์ยันนี้บ้านใหญ่ทาประองจุยเชื่อมาบ้านเล็กนี่ตายกรมสังคมดักเชื่อมหนึ่งจุยประองติดไอ้ซ่อกอดคังประองคลางหน้าปันใต้วิจบับในขนมริจเวียงมันอาจจะเชิงเตยบานเตยเนี่ยทางออกนี่ให้ปฐมติดมหาศักดิ์ยันนี้ก็บ้านด่าสมเปียดมาเลยดอกอิมเนี่ยกอดบ้านสนาเอาดอกอิมทั่วจินเนี่ยบ่มราต่อคลุนบอกกอดเนยจามจุยกอดเนยกระบายกอดนะจุยทั่วกิจการเงี้ยไอ้กอดปัญตาดอกอิมระบยืงกับบ้านจะเจตการมหาศักดิ์ยันนี้เป็นท่าเอาเชื่อมซึมบริจิตเตนโตมหาศักดิ์ยันนี้เชื่อมมาไอตัวบ่มน้องละอระบมหาศักดิ์ยันนี้บานตีเชื่อมปัจจีมันอาจยายตื้อบะเซนจิมีดอกอิมมาในกระบายกอดกอดตกจัดบ้านแต่ซาดอกอิมคือจะขมิ้นใส่ได้ฉลาดบ่มพอดอาจุยสำหรับกิจการงี้ทมระบกอดต่างลายต่างปวงบ้านโดยชนะให้ตืบกับชียิมเกียงยอดดอกอิมปัญตาในเปดักกับชียิมเกียงยอดดอกอิมจิตราเลิกจานซาแต่ดอกอิมปะเด็ดไซด์โดยชนะให้กวาดจัดตกถาดกอิมเหมือนมันจิคนีระบกวาดเตียตีโดยชนะละหายคือตัวใบจิตตัวใส่ไม่เรื่องเอาไว้กระดอยมาฮักซัตยานี้กวาดมันจุยดอกอิมตีตุยตัวเป็นกวาดดังด่าสมพิษตะเลือดดอกอิมกลายเป็นได้เจนมาไปจูบมาฮักซัตยานี้วิ่งตัวใส่ระบยืงเตอร์บานโกนใจระบสนามไอตัวปลานั้นคือจับยาวเตอร์ให้ตัวใส่สูทาสนามไอตาขยมินกับห่อไว้ให้ไอ้บ้านจีจับขยมมาตีนี่สนามไอบ้านใหญ่ทานิ่งมินกับห่อไอนิ่งมันดังครูนไอตีไอ้น่าหายจ่อให้ตัวปลาระบยืงอัดบ้านดังเรื่องที่ระบบแต่ประจมจมวยนึงเหมือนไตรเรื่องปนดาเรื่องตกเศร้ากระบอกไปจีเรียดได้กับปงจูบกลัวจูบปัญหาจังนะระบบดอกกอดมันได้บานเกยลูกสกอปสกอตมันได้บานเกยเป็นพเนติสตรงเป็นพเนตจังให้เหมือกองสันสกดอกกอดบานปรับตัวปลาทานเจ้เป็นนี้ดอกอิมกับปงมีนปัญหาให้ตัวปลาระบยืงกรอนแต่หรือถาดอกอิมมีนปัญหากอดมันเนยอยู่ที่กอดก็แต่รอดอกอิมเหลี่ยมเป็นนุกับบ้านจูบจมวยนั้นสนามไอระบบกอดคุณส่วนทำมีเรื่องไอจังนั้นทาคือเป็นนิมากสัตว์อย่างนี้กับปงดันในขนมดำหนาระบบกอดจังตัวประสูทำมีเรื่องไอก็โจมาดาวเคยดอกอิมกับปงแต่เติมมหาสัตว์อย่างนี้ดักโตหนังสู้จมลายมหาสัตว์อย่างนี้บันสูถาดอกอิมเลี้ยงมีนตำแหน่งตำแหน่งสายฮานในขังกระดิจิเวียงโคยคลุนโคยปราณระหดดาวมีนไทยปูได้มันตอนบานริบกาเมนตีจังนั้นตัวใส่มันชลายเอาไว้แต่งอ้อมวยมัดก็มันชลายปีปลัวเนี่ยได้เกยกับปงจอดประกันนั่นคือจีบองปลาระบอกก้อนนามวยเอาปกระบอกก้อนทลอมมีนโตอุกรัดจมูกนั่งเอาปกระบอกตัวปลาจังเวียมีนโตตอโกตอใจในดอกนี้จังตัวปลากรอนแต่ลือเรื่องนั้นคือสมัยเคยบอกเรามาเนี่ยดับบ้านเอาสลามได้มาการตัวใส่เนี่ยจังตัวปลากระสูทำมีเรื่องไอ้ดอกอิมฮัดไอ้บ้านจีเนี่ยเหมือนปลอมชลายขยมกระจองดังเรื่องได้จังนะฉบับในขนมรีจิเวียงบัดซึ่งจิตตีไซนามันเนี่ยมีตัวเนี่ยตำนองสไนฮาโคยคลุนโคยปลาโรดามีนโกนดาวหรือก็โคยคลุนโคยปลานะดาวมีการเรียบการทำเตยหนึ่งเตยมีนโตประหารชีวิตโดยชนะให้มาสัตว์อย่างนี้ไปแต่กอดกุมกูหนึ่งตัวไซไปแต่ตัวไซเหมือนพร้อมทั่วจีน่าบำรับตัวคลุนบอกก่อนจังให้ตืบกอดสำราญจัดนะมันยกเยาตัวไซลายกอดดินเนี่ยบำราเตยแต่งเอารวมจมูกหนึ่งสนามไอให้กอดจะเจจมูกหนึ่งตัวโปรนี่คือจิตฉบับส้มเปรอ๋องกุมโจมาลุกได้ในขนมเรื่องนี้ไอ้ซ้อวิจิตุนตีระบอกขยมได้จีมาสัตว์อย่างนี้ขยมสำราญจัดให้หนึ่งกัดตัวประหารชีวิตดอกอิม ต
តួប្រុសរបស់យើងគឺអត់ព្រមទេហើយពេលនេះគឺអ្នកមីងដែលគ្រូរបស់តួស្រីនេះរួមទាំងមិត្តភ័ក្តិក៏បានប្រាប់គ្នាថាជួយដុកអ៊ីមផងព្រោះដុកអ៊ីមត្រូវបានចោទប្រកាន់ថាមានសហាយមានប្រុសឈ្មោលអញ្ចឹងណាគាត់ថាមិនអាចទេដុកអ៊ីមមិនអាចទៅមានប្រុសឈ្មោលឬទំនាក់ទំនងជាមួយប្រុសណាខាងក្រៅរាជវាំងបានឡើយប្រកាសជាមានការយល់ច្រឡំមួយសន្ទុះក្រោយមកពេលដែលតួប្រុសរបស់យើងកំពុងតែជជែកវែងញែកជាមួយនឹងមហាក្សត្រយានីនេះមហាក្សត្រយានីគាត់គុំនឹងតួប្រុសខ្លាំងណាស់ដែលមិនអនុញ្ញាតឲ្យគាត់ចេញទៅខាងក្រៅរាជវាំងដើម្បីទៅជួយបងប្រុសរបស់គាត់និយាយទៅគឺគាត់ថាបងប្រុសគាត់ឈឺចិត្តស្លាប់ចឹងគាត់ចង់ទៅជួបតែតួប្រុសមិនអាចឲ្យទៅបានព្រោះច្បាប់របស់រាជវាំងគឺមិនអាចអ្នកដែលចូលហើយមិនអាចចេញទៅវិញទេប៉ុន្តែមហាក្សត្រយានីគាត់ក៏លើកឡើងវិញដូចគ្នាដែរច្បាប់របស់រាជវាំងគឺមិនអាចបំពានបានឡើយព្រះអង្គគឺជាអ្នកកាន់ច្បាប់ដូច្នេះព្រះអង្គត្រូវតែគោរពលើច្បាប់គោលការណ៍របស់រាជវាំងដុកអ៊ីមត្រូវតែទទួលទោសប្រហារជីវិតពីបទដែលនាងមានសហាយស្មន់ស្របពេលគ្នានោះដែរម្ដាយរបស់តួប្រុសយើងបានមកដល់ហើយក្រាបថ្វាយបង្គំទៅកាន់មហាក្សត្រយានីគាត់បាននិយាយថាមានការយល់ច្រឡំធំហើយការដែលខ្ញុំម្ចាស់មកពេលនេះគឺដើម្បីបកស្រាយការយល់ច្រឡំទាំងអស់នេះឲ្យមហាក្សត្រយានីបានដឹងរឿងទាំងអស់បរិះម្នាក់ហ្នឹងគឺជាបងប្រុសបង្ការរបស់ដុកអ៊ីមមិនមែនជាសង្សាររបស់ដុកអ៊ីមទេអញ្ចឹងគឺដែលពួកគេធ្លាប់ជាសន្តិសុខណារបស់ព្រះរាជាយាតអង្គមុនដែរដល់ពេលឮអញ្ចឹងស្នំឯករបស់ទូប្រុសនិយាយថាបើសិនជាគេជាកូនរបស់អ្នកទោសចំនួនមុនដូច្នេះពួកគេក៏ត្រូវតែមានទោសមហាក្សត្រយានីចាត់ទោសប្រហារជីវិតគេទៅអញ្ចឹងសួរថានាងដឹងទេថាគេឪពុករបស់គេមានទោសទៅតាមអ្នកណាគឺទៅតាមរាជាយាតអង្គមុនអញ្ចឹងគឺស្នាក់បែរថាបើសិនជារាជយាតអង្គមុនត្រូវទទួលមរណភាពកាត់ទោសប្រហារជីវិតពួកគេក៏ត្រូវកាត់ទោសប្រហារជីវិតដែរពីព្រោះរាជយាតអង្គមុនគឺជាអ្នកខុសអញ្ចឹងគឺព្រះអង្គត្រូវតែដាក់ទោសពួកគេទូប្រុសរបស់យើងឮបែបហ្នឹងខឹងស្នំឯកខ្លាំងហ្មងនាងដឹងថារាជយាតអង្គមុនដែលមានទោសជាអ្នកណាទេគឺជាឪពុករបស់យើងដែលជាប្តីរបស់នាងរាល់ថ្ងៃនេះហេតុអីបានជានាងខុសខើយ៉ាងនេះហ៊ានទម្លាក់កំហុសនិងចោទប្រកាន់ទៅលើឪពុករបស់យើងទាំងយើងជាប្តីរបស់នាងនៅកន្លែងហ្នឹងអញ្ចឹងស្នំឯករបស់តួប្រុសគឺត្រូវបានតួប្រុសខឹងខ្លាំងបំផុតដែលគាត់មើងងាយឪពុកនិយាយទៅមើងងាយឪពុកក្មេងចឹងណាអញ្ចឹងតួប្រុសយើងបានដាក់ទោសដេញស្នំឯកចេញដាក់ទោសស្នំឯកនេះណាអញ្ចឹងគឺមិនឲ្យគាត់មិនជួបមុខទៀតទេហើយគាត់ក៏បានប្រាប់សន្តិសុខធំនេះប្រាប់ថាអញ្ចេះឲ្យនាំដុកអ៊ីមទៅជួបគាត់អញ្ចឹងណាហើយសម្រាប់តួស្រីយើងក៏អរគុណចំពោះម្ដាយតួប្រុសខ្លាំងមែនតែនដែលបានជួយជីវិតគាត់ក្នុងពេលនេះម្ដាយរបស់តួប្រុសបាននិយាយថាខ្ញុំទេដែលត្រូវអរគុណនាងពីព្រោះអីនាងបានជួយកូនខ្ញុំរហូតដល់បានឡើងគ្រងរាជ្យហើយសម្រាប់ស្នប់ឯកក៏សូមឲ្យមហាក្សត្រយានីជួយខ្លួនខុសហើយខ្លួនពិតជាមិនដឹងមែនថារាជយាតអង្គមុនជាឪពុករបស់តួប្រុសចឹងមហាក្សត្រយានីកុំឲ្យយើងឃើញមុខនាងទៀតឲ្យសោះណាចាប់ពីថ្ងៃនេះតទៅច្រឡំថាខ្លួនឯងជាមហាក្សត្រយានីហើយបន្តមកទៀតតួស្រីរបស់យើងបានមកជួបជាមួយអ្នកគ្រូថាអ្នកមីងមានការអីមែនទេមកតាមខ្ញុំមកតួស្រីថានេះគឺផ្លូវទៅណាហ្នឹងនេះគឺជាបញ្ជារបស់ព្រះអង្គយើងមិនអាចប្រកែកបានទេតួស្រីរបស់យើងត្រូវបានគេនាំមកងូតទឹកអប់ខ្លួនអប់ស្បែកឲ្យក្រអូបឈ្ងុយរៀបចំតុបតែងមុខតែងមាត់ឲ្យស្អាតដើម្បីអីទៅបម្រើតួប្រុសនៅក្នុងរាត្រីនេះអញ្ចឹងតួស្រីរបស់យើងនឹកស្មានមកដល់ថាពេលនេះគឺត្រូវបានតួប្រុសបង្ខំបែបហ្នឹងឡើយតាមពិតតួស្រីព្រមនៅក្បែរតួប្រុសជារៀងរហូតតែមិនមែនដោយសារការបង្ខំទេតែលើកនេះតួប្រុសបង្ខំឲ្យតួស្រីយើងធ្វើជាប្រពន្ធគាត់ហ្មងបើសិនជាគាត់មិនធ្វើបែបហ្នឹងទេតួស្រីនឹងត្រូវគេធ្វើបាបជារៀងរហូតអញ្ចឹងគាត់ចាំតួស្រីជាស្រេចអារម្មណ៍ពុះកញ្ជ្រោលចិត្តរំភើបនឹករលឹកដែលគាត់ប៉ងប្រាថ្នាយូរហើយคล้ายទៅជាប្តីរបស់ដុកអ៊ីមស្របច្បាប់ពេលដែលតួប្រុសឃើញតួស្រីគាត់ក៏សួរថានាងស្អប់យើងទេដែលយើងបង្ខំចិត្តនាងបែបនេះអញ្ចឹងតួស្រីរបស់យើងមិននិយាយអ្វីសូម្បីតែមួយម៉ាត់អញ្ចឹងតួប្រុសក៏ថាឲ្យយើងសុំទោសយើងគ្មានជំរឿសពិតមែនយើងមិនអាចឃើញទឹកភ្នែករបស់នាងយើងមិនអាចឃើញគេធ្វើបាបនាងដរាបណានាងយំទឹកភ្នែកនាងស្រក់ចុះបេះដូងរបស់យើងប្រៀបដូចជាត្រូវគេយកកំបិតមកចាក់រាប់ពាន់កំបិតអញ្ចឹងយើងឈឺចាប់ខ្លាំងណាស់នាងដឹងដែរទេអញ្ចឹងបើសិនជានាងឆ្លើយតាមមួយម៉ាត់ទៅថានាងមិនស្រឡាញ់យើងនាងមិនត្រូវការយើងក៏សុខចិត្តចាក់ចេញពីនាងចាប់ពីពេលនេះតទៅប៉ុន្តែសូមពេលឲ្យយើងបាននៅជាមួយនាងឲ្យដឹងច្បាស់ថានាងពិតជាមិនស្រឡាញ់យើងពិតមែនអញ្ចឹងតួប្រុសរបស់យើងពេលដែលនិយាយចប់គាត់ក៏លែងដៃតួស្រីគាត់គិតថាបើគាត់លែងដៃតួស្រីហើយតួស្រីមិនត្រូវការគាត់នឹងចេញប៉ុន្តែតួស្រីរបស់យើងចាប់ផ្ដើមខ្លាចបាត់បង់វិញអញ្ចឹងគឺចាប់ដៃតួប្រុសឡើងជាប់ជាការបង្ហាញឲ្យឃើញថាគាត់មិនអាចខ្វះតួប្រុសបានទេអញ្ចឹងអ្នកទាំងពីរក៏បានចឹកគ្នាស្អិតរមួតល្មូលដូចសត្វល្មូនពពាក់ពពូនគ្នានៅក្នុងរាត្រីនេះគួរឲ្យខ្លាចព្រឹកឡើងមន្ត្រីទាំងអស់រុញគ្នាឯងឆាប់ទៅដាស់ព្រះអង្គទៅអត់ទេឯងទៅដាស់ទៅហើយចុះមិនក៏នាមទៅដាស់ទៅអត់ទេអត់ហ៊ានព្រោះជាថ្ងៃដែលព្រះអង្គផ្សំដំណេកដែលមានក្តីសុខបំផុតឆ្លងកាត់ប្រពន្ធមកច្រើនដែរអញ្ចឹងលើកទី1ហើយដែលព្រះអង្គផ្ទុំយូរមិនព្រមក្រោកហើយតួស្រីរបស់យើងក្រោយពេលខ្លាចទៅជាប្រពន្ធស្របច្បាប់របស់គេហើយអង្គផ្ទៃមុខស្រឡាញ់ពេញចិត្តស្កប់ស្កល់
đây bà ram vậy tôi cứ sắp cái lúc bài giang không rồi hô đào tua pro bảo dương này còn miên cái đây sốc vậy tôi cứ ram thạo vì miên cái đây sốc đai bật ai bỏ sai ba nó phê nó ọt nía chẳng tua pro bảo dương khơi tháng dục mình môi lại thay môi tia tới cầm ai khát hai bên ní ha kia thì đam tu xây dương cứ pin đi trở về kia vậy thà độc im á từ tôm chùm môi bà ông pin mùi dục sang sai taกรานตามมวยเรียดได้ประอังโยให้กับบองเจ้าหนึ่งเองจึงมัดแพร่บอตูสไลคือบารมนะคลายตูสไลตระบานตูปรบบองเจ้าก่อนทัจีจำไรอาหารคือซีหมดไปแล้วนะอันนี้สไลปนังเซนนะจุกนี้เพียบบันต่อนำระบตูโปรจังคือกรูธนาในจมวินคลุนกจรานมนุษย์จรนานชนิดนี้การประกูลไปเจอในขนมรีจีแบงกจรานจังต่างใบเนี่ยบานมาจูมัดแพร่ให้มาจูบทั้งเวียดังติ่งใหญ่ทำไม่กูให้ท้าเนี่ยมันนี้ยังสนอมไอหรือก็กูแต่ให้แต่ดอกอิ่มยังปลุกควาดวิจบกจะบ้ามันดังใหญ่ทำมาเจ้ตัวใส่ระบายยืนก่อนอย่าเยิ้มให้ควาดปรามมือแพะควาดทานเจ้ยืนในใต้จะมือแพะหนังขี้ในยีทอมาดาโดยมนเตยจังมือแพะก่อนใหญ่ทาดกอิมไอ้สำหรับจะบ้าเราให้เมนเต้ได้เคยจิสนามระบายเปรี้ยงไอ้ก็ดังท่าบัซนจะไอ้คลายเตยจิสนามระบายเปรี้ยงไอ้นั่นมันอาจจะเจนพิริจิเวงบ้านจิริระโหนไอ้พิริบดูจิสัตว์จบตรงแบบนั้นได้ตัวใส่ก็บ้านในยีปรับแต่การมือแพะทาขยมสำหรับจัดให้ทาขยมหนึ่งในกบายเปรี้ยงจิริระโหนมัดแพะทั้งอ้อกับบ้านปรับแต่การตัวใส่เป็นได้ท่าดกอิมไอดังตีบ่ไอเนกบายเปรองขึ้นยำมันควาตีปันไตไอเตยจำไอมันเตยสลันเปรองจะได้คาดปีปลัวเปรองมันเป็นจีการมาเสด็จระบายไอไลเปรองคือเชี่ยมนุษย์ระบายมนุษย์กรุบขณีในจีบใส่ใส่ในขนมรีจีแบงนี่สนามทั้งอ้อโดยชนะหายไอมันเตยลงสลันเปรองไลมาแฮกสัตยานนี้ขังตัวโปรคลังเหม็นเต้นฮาดไอ้บ้านจีตัวโปรสำรัดโยดกเอ็มทัวจิตสนับโดยขมิ้นการอ่านญาปีเหมาะปีกวาดสมใบใต้หมวยมัดแต่อังบ้านสำรัดจัดโดยมันกระรบอ่ำนาจนังกึศติยุระบอกกวาดขนมนิ่มจิมาสัตยานนี้ตีตัวโปรกับบ้านใหญ่ท่าลึกนี้ขยมตระการสำรัดจัดโดยครูนไอโดยชนะให้สึกคำท่ามาแฮกสัตยานนี้หนึ่งยลนังมันมารีเรียงจิริจิริขนมชาจิวระบอกจำไลจังหายกวาดมาแฮกสัตยานนี้กวาดขังกวาดท่าแต่อังทัวไอมันกระรบกวาดให้ไปแต่กอดสนาสมจริงแต่ขังกระไรจีแบงประองก็เหมือนโปร่งวิจิกาเปิ้ลเนี่ยต่างออกนี้โดยดังสลับกับกเรโดยจันนี่คือสนอมอาจิงแต่เลี้ยงปมได้บองปนบ้านตายกเรบ่โจคลายแต่จีปปนสลายท้ายคือมันอาจิงจะเป็นบ้านไหนขาดในปีนี้เนี่ยสไลทมได้จีสันสักทมนี่กวาดบานกึศกวาดบารมปีดกอิมคลางจับปีนี้ต่อเตยดกอิมประกอบจีมีการหล่มบะเพลจัดจานจีเหมือนขันให้ตัวสไลดอกบอยืงทลอบแต่เธอการเงี้ยหรือวันแต่แต่ปีคลายเตยจีสนอมเอาหินกุยในตามากระไรจำแต่อังคือวิมีนเพียบสมกสมานทนทอมโดยชนะให้ก็มาช่วยเธอการเงี้ยมัดแพะโดยทอมาดาเตยมัดแพะตายใหญ่ท่าดกอิมมาสันจ่ายในแต่ในกระไรนั่งแต่อังประกอบจำไอ้ให้มาสันจ่ายประอังตามเราไอ้เหมือนเคยตายหนุ่มมีเลยการล้างเตยตัวใส่ยืงทักเชื่อมันควอลเต้เอาไว้ได้สำคัญคือเชื่อบ้านเลยจมูกมันแพะจิตตีสลายระบอกเชื่อมปูยืงหนึ่งมีก็ได้สักจมคณียืงมันไอใบคณีบานเต้ยังเต้โปรยตัวใส่กอดในขนมบัดดำแหนะกอดมีอารมณ์ท่าไอแก่กอดกำซัดกอดมีนตามันไอทั้งไงนะก็กอดสำลังโชว์จำมือประอังมาโรคลูนได้วันตายมาระยะนี้คือประอังอัดบ้านมาโรตัวใส่ซะไปตัวใส่มาดอดำแหนะเอาไว้เนี่ยเดี๋ยวมีกอดคอมร้องจำอ่ะเฮ้ยดกไอ้ไม่ไอมาปีน่าฮัดไอ้บันจะไอเตยยูมาแล้วเป็นนี่ประอังกระปงแต่โชว์จำไอนังร้องจำไอในขนมดำแหนะนับเป็นนี่ตัวโปรระบายยืงกับบ้านเจ้าแมวนับเป็นตัวโปรยืงเจ้าแมวเนี่ยสไลด์ก่อนกับบ้านจีนเตยตัวโปรกับบ้านใหญ่ท่าโอนตึกมาปีแน่ฮัดไอ้บ้านจีจุกเฉลยคลังมาเลยโอนตะลิมัดแพร่ระบายโอนเมนเต้ตัวสไลด์ยืงกับบ้านใหญ่ท่ามาปีนึกน้องดำแหนะขยมออฟซอกขยมไอเกาขยมกระไดให้ขยมกระทาประองน้ำมันมารอขยมมันจะตีตีตัวโปรบ้านใหญ่ท่าเนี่ยนาปรับโอนทับบองมันมารอโอนคือจีมนุษย์แต่เนี่ยก็ได้บองสลันบองนึกโอนกรุบไปเบลี่ปนตาโอนดังเต้โดยซาการงี้ขนมรีจีแบงจรานตืบถ้วยบองมันไอมารอโอนบ้านตัวโปรยืงกับบ้านใหญ่ท่าปีนี้โอนกับปงตัวจัดเมนเต้ได้บองมันบานมาโรโอนจังไอบองซุ่มจักมวยมั้งตัวใส่ระบายยืงกับเงยคอยcáiจักโยจังเตยจัดงี้น่าได้นะแต่เป็นอันนี้มาดองปีดองให้จับได้ใบมาเลยให้ตัวโปรยืงกับบ้านใหญ่ท่าจับปีทางนี้ต่อเตยโอนกลมบารมบองมันเอาโอนกันเอากันได้ไอกาตีบองนั่งมาโรโอนบ้านยึกหยอบบ่มพอดตามได้ไอช่วยเตยแบนตัวใส่ระบายยืงก็จืดเฉะเลยตัวโปรท่าตัวโปรนั่งบารอคลุนปันท้ายตัวใส่ระบายยืงมันตอนหินจืดท่าตัวโปรนั่งสลันแต่คลุนให้นั่งมันบบังจากคลุนเตยปีโปรสดัดมีนสนอมจานมีมนุษย์ได้เตยเตยจานจังไงนะหายยุบนี้คือจียุบบันต่อเตียนให้แต่ตัวโปรตัวใส่ยืงซ้ำดำเนินบันต่ออันมีแต่บ้านในเมื่อไหร่เก็บซ้ำดำเนินแต่ใส่เนี่ยออกนี่หลบซ้ำในคลุนไอ้ได้อันแต่ไปให้ประอังก็ขังมันเตยต่างออกขนมรีจุบแยงคลั่งเหม็นเต้นั่นนะมันเนี่ยทัวร์การงี้แบบบ้านโดยจัดประดาวเรียนหลงบ้าก่อนมูไม้ก็ได้กับhaiคลั่งไปก่อนมาโดดดอกอิมนั่นเป็นก่อนมาโดดดอกอิมก็ท่าก่อนเนยฮอดก่อนเนยจัด
ចឹងគាត់ចង់សម្រាកមួយផ្លែតព្រោះពេលដែលគាត់ហត់នឿយគាត់ពិបាកក្នុងខ្លួនគឺគាត់បានជួបដុកអ៊ីមហើយធ្វើឲ្យចិត្តរបស់គាត់ស្ងប់គាត់មានអារម្មណ៍ថាគាត់បានធូរស្បើយពីទុក្ខកង្វល់ទាំងអស់តួស្រីរបស់យើងក៏ពោពេញទៅដោយកង្វល់ដែរប៉ុន្តែក៏សប្បាយចិត្តនៅពេលដែលព្រះអង្គមានទុក្ខលំបាកព្រះអង្គមានរឿងមានបញ្ហាគឺតែងតែមរតកអ៊ីមជាមនុស្សពិសេសបំផុតវាក៏ជាក្តីសុខរបស់មនុស្សស្រីម្នាក់ដែលប្តីឲ្យតម្លៃនិងស្រឡាញ់ថ្នាក់ថ្នមខ្លួនខ្លាំងបែបនេះមិនថាជានរណាទេស្រីទាំងអស់ឲ្យបានប្តីស្រឡាញ់ថ្នាក់ថ្នមបែបនេះគឺស្ងប់ចិត្តហើយតួស្រីរបស់យើងតួប្រុសយើងដេកក៏ភ្ញាក់ឡើងគាត់យល់សពពេលយកក្រោកពីដេកវិញគាត់អោបដុកអ៊ីមឡើងជាប់អ្នកទាំងអស់គ្នាគាត់អោបដុកអ៊ីមឡើងជាប់គាត់ភ័យខ្លាចគាត់ថាអញ្ចេះគាត់ស្មានតែគាត់ត្រូវបាត់បង់ដុកអ៊ីមហើយតើទោះស្រីថាព្រះអង្គទូបង្គំមិនតាណាទេអូននៅក្បែរព្រះអង្គរហូតតើព្រះអង្គគុំបារម្ភអីទូប្រុសថាអត់ទេបងខ្លាចអូនចាក់ចេញឆ្ងាយពីបងឥឡូវនេះតួប្រុសរបស់យើងត្រូវទៅបំពេញកាតព្វកិច្ចភារកិច្ចការងាររបស់គាត់ជាបន្តទៀតគាត់និយាយថាដុកអ៊ីមអូននៅចាំបងទីនេះណាគុំតាណាបងនឹងត្រឡប់មករកអូនវិញតួស្រីថាព្រះអង្គគុំព្រួយបារម្ភពីទូបង្គំខ្លាំងពេកព្រះអង្គត្រឡប់ទៅធ្វើរាជកិច្ចរបស់ព្រះអង្គទៀតទៅអញ្ចឹងមិត្តភ័ក្តិរបស់តួស្រីនេះគឺកំពុងតែជជែកវែកញែកជាមួយនឹងតួស្រីនេះតួស្រីប្រាប់ថាពុកម៉ែគ្នាមានអារម្មណ៍ថាគ្នាដូចមានកូនចាគាត់ចង់ប្រាប់មិត្តភ័ក្តិគាត់អញ្ចឹងប៉ុន្តែគាត់អត់ទាន់និយាយបាយខ្ញាយទេគឺអត់ទាន់ច្បាស់អញ្ចឹងហើយតួប្រុសរបស់យើងក៏ដឹកតួស្រីខ្លះមែនតើគាត់តែចាប់ការងាររាជកិច្ចភ្លាមគឺរត់មករកតួស្រីភ្លាមគាត់ខ្លាចតួស្រីនៅរងចាំគាត់ខ្លាចតួស្រីនៅដូចថាអត់ស្រួលខ្លួនអញ្ចឹងណាព្រោះគាត់ឮថាតួស្រីអត់ស្រួលខ្លួនគាត់ក៏មកស្ទាបមើលអូនក្តៅខ្លួនមែនទេអូនកំពុងតែមិនសនុកក្នុងចិត្តមែនទេអូនមានបញ្ហាអីតួស្រីថាព្រះអង្គយប់នេះទូបង្គំមិនអាចបម្រើព្រះអង្គបានទេព្រះអង្គត្រឡប់ទៅវិញទៅតួប្រុសយើងក៏បាននិយាយថាបងមិនទៅវិញទេបងនៅជាមួយអូនបងសន្យាយប់នេះបងនឹងមិនប៉ក់ក្តាំងអូនទេណាតួស្រីថាព្រះអង្គខ្ញុំម្ចាស់មិនជឿថាព្រះអង្គមិនប៉ក់ក្តាំងអូនទេថាអូនជឿបងទៅបងសន្យាបងគ្រាន់តែគេងស្ងៀមសុំគេងអោបអូនក៏អស់ចិត្តដែរសន្យាឲ្យណាព្រះអង្គនឹងមិនប៉ក់ក្តាំងទេណាតួប្រុសថាបងសន្យាហើយក៏ដើរចូលបន្ទប់របស់តួស្រីឡារាវទៅតែម្ដងទៅពេលមកដល់ក្នុងបន្ទប់នេះតួស្រីយើងក៏ថាព្រះអង្គនិយាយគ្នាហើយទូបង្គំអត់ស្រួលខ្លួនទេណាទូប្រុសថាដឹងហើយបងដឹងហើយថាបងមិនធ្វើអីប្រេះផ្ដាស់ទេយប់ឡើងគេក៏គេងអោបគ្នាពោពេញដោយសេចក្តីសុខយើងនៅក្រៅនេះក៏ចំណែនឈ្នានេះអញ្ចឹងទៅពេលគេងអោបគ្នាតួស្រីយើងមានក្តីសុខមែនតែនពីព្រោះអីក្នុងនាមជាស្នំដែលយើងតែងតែគិតថាតួប្រុសបាននិយាយថានេះគឺជាកម្មសិទ្ធិរបស់ខ្ញុំតួស្រីបាននិយាយថាតែព្រះអង្គមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេពេលនេះរាជពេទ្យបានថាតួស្រីយើងគឺមានទម្ងន់កំពុងតែតាំងគប់បានចំនួន4សប្តាហ៍មកហើយតួស្រីយើងគឺសំទោ4សប្តាហ៍ដូចជា3ខែគេអីនេះទៅតួស្រីយើងសប្បាយចិត្តខ្លាំងមែនតើហើយសង្ឃឹមថាព្រះអង្គនឹងសប្បាយចិត្តដំណឹងនេះបានលឺមកដល់តួប្រុសរបស់យើងអឡើងចង់ស្រក់ទឹកភ្នែកព្រោះមនុស្សដែលគាត់ចង់បង្កើតគ្រួសារជាមួយមានកូនជាមួយគឺមានតែម្នាក់គាត់គឺដុកអ៊ីមអញ្ចឹងសំណំផ្សេងដែលចូលមកដល់ក្នុងរាជវាំងនេះប្រៀបដូចជាយឺហឺក្រៀមដែលគេហាលចោលអញ្ចឹងមានតែក្លិនស្អុយមកភីតែគ្មានណាយកហើយតួស្រីរបស់យើងក្រោយពេលដឹងតែខ្លួនឯងមានកូនក៏រងចាំតួប្រុសម៉ែវនេះខំប៉ាក់អាវប៉ាក់អីទុកឲ្យកូនអញ្ចឹងណាតែតួប្រុសយើងមិនបានមកទេហើយតួប្រុសយើងយប់នឹងត្រូវទៅផ្ទុំនៅដំណាក់ស្នំឯផ្សេងដូច្នេះហើយគាត់មិនអាចមករកតួស្រីបានអញ្ចឹងគាត់ក៏បានឲ្យសន្តិសុខអង្គរៈរបស់គាត់នេះមកប្រាប់តួស្រីថាថ្ងៃនេះព្រះអង្គមិនបានយើងមករកស្នំដុកអ៊ីមទេគាត់ទៅដំណាក់របស់ស្នំឯផ្សេងជាបញ្ជាអញ្ចឹងមិត្តភ័ក្តិរបស់តួស្រីថាហេតុឲ្យបានព្រះអង្គធ្វើបែបហ្នឹងដុកអ៊ីមមានផ្ទៃពោះមិនរំភើបជាមួយនឹងដុកអ៊ីមទេឬយ៉ាងណាអញ្ចឹងណាអញ្ចឹងអ្នកមីងមេសន្តិសុខហ្នឹងក៏បាននិយាយថាលោកត្រឡប់ទៅវិញទៅអ្នកទាំងអស់គ្នាចេញទៅតោះខ្ញុំនិយាយជាមួយនឹងដុកអ៊ីមអញ្ចឹងគាត់ក៏បាននិយាយថាដុកអ៊ីមខ្ញុំសង្ឃឹមថានាងនឹងយល់តាមគឺពិតថាទូបង្គំសង្ឃឹមថាស្នំឯកនឹងយល់កតាបកិច្ចរបស់ព្រះអង្គគឺជារឿងដែលជិះមិនរួចព្រះអង្គចាំបាច់ទៅកាន់ដំណាក់ផ្សេងទៅតាមការចាត់តាំងនិងការវិភាគនៃការរៀបចំដូច្នេះសង្ឃឹមថាស្នំឯកនឹងមិនខឹងទេតែគាត់ក៏មានអារម្មណ៍អាណិតដុកអ៊ីមខ្លាំងហើយអ្នកនរគ្នាដូចថាយើងជាមនុស្សស្រីដែលត្រូវជាប្រពន្ធគេក៏ពិតមែនប៉ុន្តែយើងជាកម្មសិទ្ធិគេតែគេមិនជាកម្មសិទ្ធិយើងទេណាតែទូស្រីយើងមានអារម្មណ៍ឯកោមែនតើគាត់ក៏ដេកតែម្នាក់ឯងចឹងទៅគាត់នឹកស្មានបណ្ដាលទេថាកដាលអាត្រៀតឡើងទូប្រុសបាយជាមករកគាត់វិញគាត់បានផ្ទុំនៅដំណាក់ស្នំទាំងនោះឲ្យពេញមួយយប់ទេគាត់គ្រាន់តែទៅបំពេញកាតព្វកិច្ចឲ្យគាត់មករកទូស្រីវិញទូស្រីតាហេតុអីបានជាព្រះអង្គមករកទូបង្គំទាំងយប់ថាគាត់មិនអាចឲ្យមនុស្សដែលគាត់ស្រឡាញ់នៅម្នាក់ឯងបានទៅមន្ត្រីនៅក្នុងរាជវាំងគឺរំភើបចិត្តមែនតែនអត់តែមន្ត្រីម្នាក់នោះទេដែលមិនរំភើបចិត្តចំពោះទូប្រុសដែលមានកូនអញ្ចឹងទូប្រុសបង្ខំចិត្តថាត់សើចទៅនាំគ្នាសើចអទៅបើថាអបអគាត់អញ្ចឹងទៅហើយថ្ងៃនេះអ្នកនរគ្នាដឹងថាមិនទេមិត្តភ័ក្តិរបស់ដុកអ៊ីមនៅខាងក្រៅគេមានពិធីបុណ្យហើយគេនាំគ្នាទៅដើរលេងនៅខាងក្រៅយ៉ាងសប្បាយរីករាយប៉ុន្តែដុកអ៊ីមរបស់យើង
ក្រោយពេលដែលគាត់ខ្លាយទៅជាស្នំឯកហើយគាត់អត់អាចចេញក្រៅបានទៀតទេគាត់គឺត្រូវបាត់បង់សេរីភាពរបស់គាត់ទាំងស្រុងគាត់ក៏បានបញ្ញាមិត្តភក្តិគាត់ពេលទៅលេងផ្សារទៅលេងនៅខាងក្រៅទាំងអស់គ្នាជួយរៀបរាប់ប្រាប់គាត់ផងពេលគាត់ព្រោះគាត់លេងបានទៅទៀតហើយចឹងគឺក្នុងចិត្តរបស់គាត់បានត្រឹមសម័យឃើញខ្លួនឯងបានទៅលេងជាមួយមិត្តភក្តិទាំងអស់គ្នានៅទីនោះវាដូចជាគ្រាន់តែជាអារម្មណ៍ដែលហោះទៅតាមគេតែខ្លួនឯងលែងមានអាការបែបហ្នឹងចឹងអ្នកទាំងអស់គ្នាយើងចូលចិត្តដុកអ៊ីមបានហេតុអីបានជាគាត់ស្រឡាញ់ទូប្រុសហើយគាត់អត់ចង់រៀបនៅធ្វើជាប្រពន្ធទូប្រុសពេលដែលគាត់ខ្លាយទៅជាប្រពន្ធទូប្រុសហើយគាត់នឹងបាត់បង់សេរីភាពនេះជារៀងរហូតចឹងនៅពេលនេះទូប្រុសរបស់យើងគាត់បានមករកទូស្រីទាំងទូស្រីគាត់អស់កម្លាំងចិត្តគាត់នឿយហត់គាត់មានអារម្មណ៍តែឯកោខ្លាំងតាំងពីគាត់ខ្លាយទៅជាស្នំគឺគាត់ឯកោខ្លាំងមែនតើចឹងទូប្រុសរបស់យើងគាត់ដាក់ឈ្មោះកូនគាត់ឲ្យហើយគាត់ប្រាប់ថាកូនរបស់គាត់គឺជាក្តីស្រឡាញ់រវាងគាត់ដែលមានចំពោះទូស្រីហើយទូស្រីគឺជាគ្រួសារតែមួយគាត់របស់គាត់អញ្ចឹងគាត់អត់ចង់មានគ្រួសារជាមួយនឹងអ្នកណាទៀតទេនេះគឺជាអ្វីដែលទូប្រុសរបស់យើងចង់បានអ្នកនរគ្នាបុត្រារបស់គាត់គឺមានអាយុច្រើនឆ្នាំហើយប៉ុន្តែពេលនេះកើតជំងឺអុចស្វាយដោយសារតែដុកអ៊ីមគាត់អត់ដែរកើតជំងឺហ្នឹងអញ្ចឹងគឺពេលដែលកូនឈឺធ្ងន់ជំនាន់ហ្នឹងជំនាន់បុរាណអត់ស្វាយអត់មានថ្នាំព្យាបាលអ្នកទាំងអស់ដូចគ្នាដូចកូវីដយើងរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងហើយទូស្រីគាត់ចង់ទៅមើលកូនគាត់តែកូនគាត់ឈឺធ្ងន់ប៉ុណ្ណាប៉ុន្តែពេទ្យលួងនឹងព្រះអង្គចេញរាជបញ្ជានាងមិនអាចចូលទៅមើលកូនបានទេពីព្រោះនាងនឹងត្រូវឆ្លងអត់ស្វាយដោយសារនាងគឺមិនដែលកើតជំងឺនឹងឡើយអញ្ចឹងទូស្រីរបស់យើងគាត់កំពុងមានទម្ងន់នៅក្នុងពោះទៀតគេថាសូមឲ្យគិតដល់ព្រះគរហើយនឹងសុខភាពផងកូនឈឺទាំងមូលគ្មានឱកាសបាននៅមើលថែទាំកូនជាលើកចុងក្រោយសំបីតែបន្តិចហើយទូប្រុសរបស់យើងគាត់ស្រឡាញ់ទូស្រីពិតមែនអ្នកនរគ្នាគាត់មិនស្រឡាញ់លេងសើចទេនៅពេលដែលកូនគាត់បាត់បង់ជីវិតទៅគឺខូចចិត្តខ្លាំងមែនតើគាត់យំហើយយំទៀតសំបីតែព្រះមហាក្សត្រយ៉ានីនិងម្ដាយរបស់ទូប្រុសគាត់យំបោកខ្លួនគាត់មិនអាចទទួលយកបានអារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ហើយសម្រាប់ទូប្រុសគូបីតែគាត់បាត់បង់កូនតែគាត់បាននៅចិត្តកូនរបស់គាត់តែទូស្រីយើងពេលដែលត្រឡប់មកកាន់រាជវាំងវិញមកដល់ដំណាក់របស់ខ្លួនវិញស្រាប់តែលឺគេជួសគោះជួងពើងគាត់ទៅលឺគោះជួងពើងភ្លាមស្លុតចិត្តហ្មងអាជួងដែលគេគោះហ្នឹងគឺបានន័យថាព្រះរាជយាទបានសោយទីវង្គតហើយទូស្រីរបស់យើងគឺឈឺចិត្តខ្លាំងមែនតើឱកាសចុងក្រោយសំបីតែឱកាសដែលគាត់មើលមកកូនគាត់យកលើកក្រោយក៏គ្មានដែរកូនស្លាប់ហើយក៏មិនអាចទៅមើលកូនបានដែរដោយសារជំងឺនឹងវាឆ្លងអញ្ចឹងគឺដុកអ៊ីមគាត់ខូចចិត្តខ្លាំងមែនតើការស្រក់ទឹកភ្នែកគាត់យំគាត់ទូញសោកគាត់វេទនាក្នុងចិត្តកូនគាត់ដែលខំប្រឹងពោះដែលគាត់ឈឺចាប់ក្នុងការបង្កើតពីមកតែបែរជាត្រូវចាក់ចេញទៅគាត់ឆ្ងាយរស់ដោយធ្វើដុកអ៊ីមក៏អត់សប្បាយចិត្តទេគាត់ខូចចិត្តគាត់មិនសោយអាហារគាត់មិនទទួលយកអ្វីទាំងអស់មិននិយាយមិនស្ដីគាត់គិតពីដេកស្ងៀមនៅមួយកន្លែងគាត់មានអារម្មណ៍ថាគាត់បាត់បង់គ្រប់យ៉ាងហើយទូប្រុសយើងក៏បានស្ដីឲ្យទូស្រីថាអញ្ចេះហេតុអីបានជាអូនធ្វើបាបខ្លួនទោះបីជាអូនត្រូវដឹងថានៅលើពិភពលោកនេះមិនមែនមានតែយើងទេដែលបាត់បង់កូនមានប្រជារាស្ត្រជាច្រើនគេក៏ត្រូវបាត់បង់កូនដូចជាយើងដែរយើងនៅមានកូនមួយទៀតដែលត្រូវមានទទួលខុសត្រូវហើយបើសិនជាអូនធ្វើបាបខ្លួនចុះកូននៅក្នុងពោះអូនតើគេនឹងទៅលំបាកវេទនាយ៉ាងណាអូនត្រូវតស៊ូហើយរឹងមាំព្រោះលើលោកនេះវាគ្មានអ្វីដែលទៀងទាត់ទេយើងបាត់បង់គេក៏បាត់បង់យើងមិនអាចធ្វើឲ្យខ្លួនឯងធ្លាក់ដុនដាបដោយសារតែការក្រៀមក្រំឡើយតែទូស្រីគាត់បាននិយាយថាខ្ញុំស្រឡាញ់កូនរបស់ខ្ញុំលើកចុងក្រោយក្នុងជីវិតសូម្បីតែបានជួបមុខកូនតែបន្តិចគឺខ្ញុំមិនដែលបានជួបមុខកូនផងអញ្ចឹងសួរថាឲ្យខ្ញុំធ្វើចិត្តបានបែបណាតាមពិតទៅទូប្រុសរបស់យើងមិនមែនគាត់មិនឈឺចាប់ទេអ្នកនរគ្នាគាត់ឈឺចាប់ខ្លាំងពេលដែលកូនគាត់មកគាត់មានក្តីសុខពីព្រោះគាត់មិនមែនដូចជាស្ដេចអង្គមុនទេដែលមានប្រពន្ធច្រើនដោយតាមការសវាហើយគាត់ស្រឡាញ់តែដុកអ៊ីមម្នាក់គាត់មិនដែលមានកំណត់ចង់មានស្នំផ្សេងគ្រាន់ថាជាច្បាប់ជាទម្លាប់មានក៏មានយកមកអញ្ចឹងតែគាត់មិនដែលរវល់ទេអញ្ចឹងគាត់បានចូលមកមើលបន្ទប់កូនរបស់គាត់គឺគាត់នឹកគាត់អាឡ័យកូនគាត់ខ្លាំងមែនទែនដែលគាត់មិនអាចធ្វើអ្វីបានត្រឹមតែយំសោកស្ដាយកូនតែប៉ុណ្ណោះនៅពេលនេះទូស្រីរបស់យើងក៏ហក់ខំប្រឹងងើបមកសោយអាហារដើម្បីកម្លាំងដើម្បីកូននៅក្នុងពោះទៀតពោះកូនទាំងកូនលើកទី2ហើយគាត់សួរថាមិត្តភក្តិរបស់គាត់ទៅណាហើយអ្នកស្រីសន្តិសុខធំគាត់អត់បានប្រាប់ថាទៅណាទេគាត់ឲ្យហៅមិត្តភក្តិគាត់មកគាត់សួរនៅពេលដែលហៅមិត្តភក្តិមកបានតែ2នាក់សួរតែម្នាក់ទៀតបាត់ទៅណាអញ្ចឹងមិត្តភក្តិទាំងពីររបស់ទូស្រីអត់ហ៊ាននិយាយទេព្រោះពេលណាព្រោះព្រះអង្គបានហាមឃាត់មិនឲ្យទូស្រីដឹងខ្លាចទូស្រីពិបាកចិត្តប៉ុន្តែពុកយន្តបានប្រាប់ថាចេះពេលនេះមិត្តភក្តិរបស់យើងម្នាក់ទៀតគឺត្រូវមានទោសពួកគេនឹងត្រូវប្រហារជីវិតនៅថ្ងៃស្អែកនេះទូស្រីថាមានរឿងអីហេតុអីបានគេត្រូវប្រហារជីវិតហើយខ្ជិលកាត់អីគឺដោយសារតែគេមានស្នេហាទំនាក់ទំនងខាងក្រៅធ្វើឲ្យមានកូនមុនមិនបានរៀបការទើបបានត្រូវមានទោសប្រហារជីវិត
ទូស្រីយើងត្រូវបដូរមកមើលមកជួបមិត្តភ័ក្តិនេះមិត្តភ័ក្តិស្លាប់រស់ទាំង3នាក់របស់គាត់ណាប៉ុន្តែត្រូវបានសន្តិសុខគេហាមមិនឲ្យចូលទូស្រីថាបើសិនជានាងហាមឃាត់យើងនឹងមិនលេងទៅអានាងទេអញ្ចឹងហើយមិត្តភ័ក្តិរបស់ទូស្រីក៏បាននិយាយថាដុកអ៊ីមឯងកុំបាយខូចចិត្តអីនេះគឺជាផ្លូវដែលខ្ញុំជ្រើសរើសស្រឡាញ់មនុស្សដែលខ្ញុំស្រឡាញ់ជ្រើសរើសមនុស្សដែលខ្ញុំប្រាថ្នាបើទោះបីជាខ្ញុំស្លាប់ទៅក៏ខ្ញុំអស់ចិត្តដែរតែដុកអ៊ីមយើងខូចចិត្តខ្លាំងមែនទែននៅក្នុងនាមជាស្នំដែលព្រះអង្គសពតិបំផុតតែគាត់មិនអាចជួយមិត្តភ័ក្តិគាត់បានពីព្រោះច្បាប់នៅក្នុងរាជវាំងបានចែងហើយគឺមិនអាចកែប្រែបានវិញទេអញ្ចឹងទូស្រីរបស់យើងបានត្រឹមមកខូចចិត្តដោយថាគាត់ជួបទុកផ្ទួនណារឿងហើយមួយទៀតវាធ្ងន់ធ្ងរខ្លាំងមែនទែនគាត់យំរហូតដល់សុខភាពរបស់គាត់ខ្សោយវាធ្វើឲ្យកូនក្នុងផ្ទៃនឹងមានបញ្ហាដែរអញ្ចឹងហើយគឺគាត់ស្លាប់អញ្ចឹងទៅពេលនេះទូប្រុសរបស់យើងគាត់បានមើលថែទាំគាត់ថាអូនយ៉ាងម៉េចហើយអញ្ចឹងទូស្រីគាត់ថាព្រះអង្គគាត់ចង់និយាយប្រាប់ថាគាត់ចង់ជួយមិត្តភក្តិគាត់តែគាត់ទូប្រុសគាត់និយាយមុនហ្នឹងគាត់ថាបងដឹងតែអូនឈឺចាប់ដែលអូនមិនអាចដែលរឿងមិត្តភក្តិអូនត្រូវមានទោសប្រហារជីវិតបែបនេះប៉ុន្តែក្នុងនាមបងជាស្ដេចបងពិបាកក្នុងការសម្រេចចិត្តណាបងមិនអាចលំអៀងបងមិនអាចអាត្មានិយមទេច្បាប់គឺច្បាប់បងសង្ឃឹមថាអូននឹងយល់ពីបងអញ្ចឹងទីបំផុតណាប្តីរបស់ខ្ញុំបានលើកដៃប្រហារជីវិតមិត្តភក្តិស្លាប់រស់របស់ខ្ញុំសួរថាដុកអ៊ីមគាត់តាំងពីខ្លាចជាស្នំមកគាត់សប្បាយចិត្តទេគាត់មានតែទុកសោកគាត់មានតែរឿងគ្រប់បែបយ៉ាងចឹងហើយលើមុនយើងឌីលគ្នាថាទាតាមពិតមែនទេដោយសារគ្នាដឹងថាលទ្ធផលចុងក្រោយរបស់គ្នានឹងវាមានតែការឈឺចាប់និងភាពក្រៀមក្រំក្តីសុខវាមានតិចបំផុតចឹងណាពេលនេះមិត្តភក្តិគេ3នាក់គេបានសន្យាគ្នាហើយគេថាចាប់ពីថ្ងៃនេះតទៅយើងនឹងមិនធ្វើឲ្យខុសច្បាប់អ្វីឡើយយើងត្រូវតែនៅទាំងអស់គ្នារស់នៅយ៉ាងមានក្តីសុខយើងមិនអាចបែកគ្នាបានទេពីព្រោះម្នាក់បានស្លាប់បាត់ទៅហើយអញ្ចឹង3នាក់យើងត្រូវតែតស៊ូនៅជុំគ្នាឲ្យបានអញ្ចឹងគឺមិត្តភក្តិគេល្អមួយគ្នាខ្លាំងហើយទូស្រីយើងបានមករកទូប្រុសក៏បាននិយាយថាព្រះអង្គទូបង្គំសូមបរិជាទានទូដែលធ្វើឲ្យព្រះអង្គលំបាកចិត្តព្រះអង្គមានមិនសប្បាយចិត្តដោយសារទូបង្គំចាប់ពីពេលនេះតទៅទូបង្គំនឹងរឹងមាំហើយទូបង្គំនឹងធ្វើគ្រប់បែបយ៉ាងដើម្បីព្រះអង្គមនុស្សដែលទូបង្គំស្រឡាញ់ចឹងគឺទូស្រីយើងបានមកប្រាប់ទូប្រុសចឹងណាមកសារភាពទូកំហុសទាំងឡាយតែគាត់ដូចថាទូប្រុសធ្វើឲ្យគាត់ខកបំណងឬមិត្តភ័ក្តិផងរឿងកូនផងចឹងណាចឹងហើយឥឡូវទូស្រីតាំងចិត្តហើយថានឹងរឹងមាំមិនធ្វើឲ្យទូប្រុសលំបាកចិត្តទៀតទេទូប្រុសក៏គាត់សប្បាយចិត្តដែរនៅពេលដែលទូស្រីរបស់យើងគាត់អាចក្រោកឈរឡើងវិញបានឆ្លងកាត់នៅការលំបាកទាំងអស់នោះបានដោយមិនរុញរាចឹងណាហើយអញ្ចឹងទៅក៏ទូស្រីយើងក៏សន្យាដែរថានឹងលែងឲ្យមានករណីបែបហ្នឹងកើតឡើងទៀតហើយគាត់នឹងធ្វើខ្លួនឲ្យល្អបំផុតហើយនៅពេលនេះមនុស្សនៅក្នុងរាជវាំងទាំងអស់គ្នានេះគឺកំពុងតែព្យាយាមធ្វើរាជកិច្ចជួយអីបានល្អបំផុតដែរព្រោះតួប្រុសគឺត្រូវបានគេកោតសរសើរថាស្ដេចល្អបំផុតហើយដំណឹងគេប្រាប់ពីបងរបស់មហាក្សត្រយ៉ានីស្លាប់ណានឹងវាស្លាប់តទៀតហើយតួប្រុសយើងអត់ស្រួលខ្លួនគាត់ឈឺផងធ្វើការងារផងរហូតដល់ស្លាប់ហើយមហាក្សត្រយ៉ានីក៏ដឹងរឿងថាបងគាត់ស្លាប់ក៏សួរថាហេតុអីបានជាព្រះអង្គមិនយកមកប្រាប់យើងដោយផ្ទាល់អញ្ចឹងគឺម្ដាយរបស់តួប្រុសថាពេលនេះព្រះអង្គមានប្រឈួនស្លាប់បាត់ស្មារតីហើយអញ្ចឹងហើយមហាក្សត្រយ៉ានីគាត់ខាជីវិតរបស់យើងប្រៀបដូចជាសត្វជាប់ទ្រុងសាច់ញាតិតែមួយគាត់របស់យើងត្រូវបានស្លាប់យើងសំបីតែមុខលើកចុងក្រោយយើងមិនបានមើលផងបើសិនជាមានជាតិក្រោយយើងមិនប្រាថ្នាធ្វើជាមនុស្សក្នុងរាជវង្សទៀតទេទូស្រីរបស់យើងមើលថែទាំថ្នាក់ថ្នមប្តីខ្លាំងមែនតែនការស្រឡាញ់ណាទូប្រុសរបស់យើងថាអូនមានផ្ទៃពោះអូនមកទីនេះធ្វើអីពេលនេះបងផ្ដាសាយបើសិនជាអូនមកចិត្តបងគិតថាខ្លាចឆ្លងធ្វើឲ្យប៉ះពាល់ដល់អូននិងកូនក្នុងផ្ទៃទូស្រីរបស់យើងបាននិយាយថាមិនបញ្ហាអ្វីទេព្រះអង្គបញ្ជូនតែឲ្យទូបង្គំទៅឆ្ងាយយ៉ាងម៉េចបានប្តីរបស់អូនកំពុងតែមិនស្រួលអូនត្រូវការមើលថែទាំថ្នាក់ថ្នមប្តីរបស់អូនដោយផ្ទាល់អញ្ចឹងទូប្រុសយើងក៏បានយកសិភៅរឿងមួយដែលទូស្រីធ្លាប់អានឲ្យស្ដាប់ការពីទូប្រុសយើងមានទោសកំហុសជាមួយនឹងលោកតាណាចឹងគាត់ឲ្យទូស្រីអានឲ្យគាត់ស្ដាប់ម្ដងទៀតពីព្រោះពេលដែលស្ដាប់វាហើយគឺធ្វើឲ្យជីវិតរបស់គាត់មានក្តីសុខបំផុតព្រោះគាត់បានស្ដាប់ជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់ហើយពេលនេះគាត់បានព្យាយាមឲ្យទូស្រីទៅសម្រាកទៅពីព្រោះអីទូស្រីខ្សោយណាស់តែទូស្រីយើងសុកគឺសន្លប់ហ៊ីងទៅតែម្ដងអ្នកទាំងអស់គ្នាទូប្រុសយើងកាន់តែបារម្ភពេលនេះសុខភាពរបស់ទូស្រីខ្សោយកូននៅក្នុងផ្ទៃក៏សោយចឹងពេទ្យលួងអីខំប្រឹងផ្សំថ្នាំចម្រាញ់អីពិសេសហើយអ្នកស្រីសន្តិសុខនេះទៅជាចំណិតទៅជាគ្រូរបស់ទូស្រីណាគាត់នៅឃើញថាគាត់ស្រឡាញ់ដុកអ៊ីមខ្លាំងអ្នកនរគ្នាគឺគាត់ជាអ្នកផ្សំគាត់អ្នកស្លោថ្នាំស្លអីខ្លួនឯងហ្មងព្រោះគាត់អត់ទុកចិត្តអ្នកណាទេហើយទូប្រុសរបស់យើងទៅមានភារកិច្ចច្រើនណាស់គាត់បានផ្ញើនឹងអ្នកស្រីនេះក៏ថាឲ្យមើលថែទាំអ្នកមនាងឲ្យបានល្អបំផុតអញ្ចឹងណាកុំឲ្យនិយាយទៅទូស្រីឡើងទៅជាមហេសីហីម្ចាស់ស្ត្រីរបស់ទូប្រុសហើយ
ยังให้กอดบานปรับท่าเอาแต่ตามมัดแผลระบอกกอดแมวปันไดเนี่ยใส่กระทาเมื่อกอดนึงแต่ตามเอาให้เจ้าประองแต่หน้าประองแต่แบบเปย์รีจะกิจปันไดเป็นนี่ตูใส่อัดซูเลยอัดซูคลางเหมือนแต่ได้จังตูใส่ท่าสมหายท่าเนี่ยมิ้งท่าเย็นมิ้งโดยดาวอัดจังหายท่าจี้หายชั่วหายไอตีเต้ก็ท่าคุ้มถือใบนึงไอดอกเอ็มกอดบ้านชี้ยิ้มแต่ตามมัดแผลแต่ตามประองมาก็อัดตามมัดแผลก็ตามประองแล้วไปประองบัดดอลแล้วก็สู้ท่าโอนอยู่แบบให้ตูใส่ยืงท่าประองตูบังกลมมีอารมณ์ท่าตูบังกลมจังสำราตูบังกลมออกคนประองแต่บ้านสลายธนาธรรมตูบังกลมก็ลองแมวจังงั้นนะกอดบ้านนี่ยี่ให้ตูปรกสู้ท่าก็ลองแมวโอนได้สลายบองคลาตีตูใส่กับบ้านใหญ่ท่าโอนบัดดอลไปนี่ให้บองเนื้อเหมือนมือเหมือนเคยท่าโอนสลายหรือมันสลายบองเตี้ยหรืออย่างน่ายังตูใส่ยังกอดบ้านปรารถนาถ้าบ่าวสันจิมีจิตกระหอยตีดกอดส้มมันทเวจีประปนระบบสดัดตีปีพรุ่งจะวันบอกกอดคือเวียขมิ้นสลายเพียบยังกอดบ้านในยี่ปรับตัวประเรียบรอปีเพลย์จัดบอกกอดการลำบากเพียบไอเก่านะตัวประธานโอนกุมดิจิตรานโอนกุมแต่นะโอนเตยเนอร์กับบายบองนั่นตีบังพอดดอกเอ็มระบอกยืงกับบาดสลับในขนมเปย์นังเตยส่วนท่าเนี่ยนะได้โคจัดบังพอดคือแอดมินเนี่ยไอ้มีโคจัดขลังในดาวขณีต่อสู้ตัวต่างเพียมวยมาปีมาเพียเติมมาเพียวิมีนแต่การชื่อจับต่อขณีละโหดทุกใบเบียจีเรื่องแม่ปัตตายืงได้เคยอารมณ์ในการบัดบังอารมณ์ในการเลียจะเติมในบินพบโลกดัชรัสอานี่คือวิกุยเซตขลังบังพอดยังให้เนี่ยต่อขณีกับมอยท่าแอดมินปัจจุบันอารมณ์ดาวเปย์ไอ้โหเคยจีบเกย์ไปได้เคยดาวจีบขลุ่นไอ้ได้เคยเปย์ไปเลียจงกล่าวในการบัดบังจังนะแฟนบาเติมตัวโมรณะเพียบเป็นนิมหักสัตยานี้กอดกับดังดำดังให้กอดกับโคจัดคลังนะได้มนุษย์มันเนี่ยได้ล้อจับดำจะเจนเติมมาดองมวยมันแพ้ระบบทูสไรกอดมีนคลิปใบเนี่ยแต่เนยจังนะแล้วมันเนี่ยที่บันขบัดสันยาบันเลียจะเจนเติมคือเติมบัดโซนบอกว่าเนี่ยดอกนี้ให้สำหรับเนี่ยมินไปคือกอดโคจัดกอดดังใหญ่ทำไม่เมื่อเราทำท่าร้องง่ายคนโดยมินสบกายมาดูแต่กอดสลันอย่างอ้อคือเตยจะเจนเตยให้เกย์กับบ้านเรือสนามไอตัวโปรซาจิตไม่คือโยมมุกมดไอโดยดอกเอ็มบ่มพอดแต่โยมมาคือเนี่ยนาก็มันเตยจัดหนึ่งระบบตัวโปรได้กอดบ้านคังขลังแน่กอดบ้านได้สมรสเอามาสัตยานี้นั่งมาได้กอดให้ไอ้บ้านชียิ้มบังคอมกอดเอาโยมปะปนตีแต่งกอดมีปะปนด้วยแต่ให้ตัวไปจะปะปนกอดทราบแต่กอดมันไอ้บัมพลิกมาดูแต่กอดสลันสมัยแต่มาดองไล่จังกอดบ้านดิงจริงสนามแต่อ้อทั้งจริงคือกอดโยมองให้เนี่ยใส่สันตุสกทมกอดเคยจังกอดกับเมียนโมตนาเพียบได้เนี่ยต่อแค่นี้ให้สำหรับสนามมันเนี่ยตีกอดบ้านชียิ้มเฟิร์มมาโฮปนี่โดนจะมาโฮปไอ้ยังได้เคยเนี่ยกอดบ้านเฟิร์เอาไปอ่างตัวประระบยืงก่อนแต่เคยมาโฮปนั่งเคยแต่ดอกเอ็มปลุกเมียนแต่ดอกเอ็มได้แต่โยนจัดกอดให้จีเนี่ยเฟิร์ระบนี้ได้ตัวได้จังตั้งปีดอกเอ็มสลับเตอคือตัวประระบยืงคือกอดนึงแต่เมียนกาจองจำเรื่องแต่บ้านแต่ดอกเอ็มเพื่อเอากอดนึงเอาไว้แต่กอดมีนจมูกขี้เนี่ยก็หล่อมาคือกอดนึงแต่จองจำเรื่องถึงอ๋อนึงกอดมันได้เพลย์สมัยแต่มาดองนาไล่ให้กอดชียิ้มโฮปเอาให้ดูใส่ยืงก็โยเอาเตี้ยโฮปเอาโยเอาเตี้ยในขนมกาจองจำระบบตัวประบบยืงคือเมียนแต่ก็ได้สลายแต่ดอกเอ็มประดอไอ้กอดตายปนนอให้เนี่ยต่อขึ้นนี่เคยรูปเพียบต่างออกขึ้นนี่ต่างนั่งให้เนี่ยต่อขึ้นนี่เคยได้วิมีก็ได้สกปรกแน่ในจมูกบรรลุดักครูนสลายเนี่ยยังคือวีจีรู้เชียดได้มันไอ้บำเพ็ญบ้านจังตู้ประระบยืงกอดมีอารมณ์แท้ชีวิตกอดกระได้เนี่ยกอดจิตสดมีนดอกธนะมีนอำนาจทมเลือกเกณฑ์ในเลือผ่านใดปันตายกอดขมิ้นก็ได้สกกอดใบจีรู้ในขนมเพียบไอ้เก่าจังกอดกับบ้านสัญญาจมปัวผลึงดอกไอ้เมื่อทากอดอันสัญญาทั่วจิตสดรอบำเพ็ญบรรทนจรีติดตีจังคือจะลองเตย50 ชั้นประจีเรียกกอดบานสาวสดัดอ่องนี่ขลังเหม็นเต้นสมัยจูเซิงจำนวนนี้คือสดัดปัจจิละอประจีเรียกจ่าจูเรียเตยตายเหมือนกรอหลุมบ้าคือประอ่องบานจูจุ่มเจริญหนึ่งโยจะถูกดักขลังจมูกประจีเรียถึงอ้อคือมันเนี่ยรู้เนื้อดอยเพียบสบายหนึ่งสันติเพียบตัวประระบยื้อกอดเฟื่อกรุบแบบยางดำใบบ่มสบายบ่มดองปรารถนาระบดอกเอ็มทั่วเอาเรียระบกอดรู้เนื้ออย่างเมียก็ได้บ่มได้สกบ่มพอดตามได้กอดคำแปลงให้บรมันเนี่ยได้บ้านปลุยนี่เนี่ยต่างออกนี่นี่คือจีขโมยเพราะบังการระบบดอกเอ็มตัวเรายังสู้ท่าบรมันเนี่ยนั่นคือเจตนาสนะได้บ้านปลุยหล่อเนี่ยจึงกิปรับท่าจีโกนระบบกรุษาส่งจังคือกอดดังท่าจีขโมยระบบดอกเอ็มกอดกับบ้านแต่งตั้งเอาทัวจีเสนาทมในขนมริจแบงเติมกล่าวมาเตี้ยตัวเราระบบยืงกับบ้านเติมผิดนึกเตี้ยก็ได้สลายระบบกอดจมูกดอกเอ็มนะก็ถ้ารำลงเตยชนะชนะให้แต่อันนี้เนยแต่ดอกได้มันปลายพรูลจังคือกอดปัจจุบันก็ได้เปมาดอลจังกอดมีอารมณ์ท่ากรุบยางก็เนยทำไมดอกได้
ហើយគាត់សម័យឃើញដុកអ៊ីមគ្រប់កន្លែងទាំងអស់និយាយទៅគាត់តាំងចិត្តថាបំភ្លេចដុកអ៊ីមហើយដល់បំភ្លេចអត់បានអ្នកនរគ្នាទៅរកស្នេហាបែបហ្នឹងនៅណាបានរមបានទេមែនទេមានអាការបោកបញ្ឆោតចិត្តគ្នាដើម្បីកេងប្រវ័ញ្ចតែស្នេហាដែលគេសរសេរឡើងនេះវាស្មោះត្រង់ពេកវាល្អខ្លាំងហួសដល់ធ្វើឲ្យយើងរំភើបចិត្តមិនអាចបញ្ឈប់អារម្មណ៍របស់ខ្លួនឯងបានណាហើយតួប្រុសរបស់យើងគាត់ព្យាយាមធ្វើការងារមិនដែលហ៊ានសម្រាករហូតដល់យប់មួយនោះសន្តិសុខស្រីម្នាក់ដែលជាមិត្តភក្តិចុងក្រោយរបស់តួស្រីគាត់បានមកជួបតួប្រុសយកកាដូមួយប្រអប់ដែលតួស្រីរក្សាទុកហើយយកមកឲ្យតួប្រុសគាត់សួរថានាងគឺជាមិត្តភក្តិមួយក្នុងចំណោមមិត្តភក្តិទាំង3របស់ដុកអ៊ីមែនទេអញ្ចឹងគាត់ថាត្រូវហើយចុះមិត្តភក្តិម្នាក់ទៀតទៅណានាងបានស្លាប់ដោយសារជំងឺពុកយន្តបានស្លាប់ដោយសារជំងឺអ្នកនរគ្នាអញ្ចឹងគឺនៅសល់តែគ្នាម្នាក់ឯងក៏ដោយក្តែងយ៉ាងទូប្រថាពេលនេះដុកអ៊ីមស្លាប់បាត់ទៅហើយតែនាងថាដុកអ៊ីមមិនស្លាប់ទេនាងនៅក្នុងចិត្តពួកយើងចំណិចពួកយើងបានណាត់ជួបគ្នានៅផ្ទះជើងភ្នំរួចហើយនៅថ្ងៃអនាគតពួកយើងនឹងជួបជុំគ្នាឡើងវិញវានិយាយទៅគឺអមិត្តភាពបដូរបាច់បែបហ្នឹងអេដមីនដែលជួបពេលនិយាយមែនមានអមិត្តភាពបោកប្រាស់គេប្រវាញ់គឺជួបតែបែបហ្នឹងដល់ពេលឃើញមិត្តភាពគេល្អអញ្ចឹងយើងមានអារម្មណ៍ថារំភើបជំនួសគេហើយកាដូមួយប្រអប់ដែលជារបស់សេសសល់ចុងក្រោយដែលដុកអ៊ីមបានប្រមូលទុកមិត្តភក្តិក៏បានប្រមូលយកមកឲ្យទូប្រុសយើងមើលនៅពេលដែលទូប្រុសយើងបានឃើញទាំងអស់នឹងហើយវាធ្វើឲ្យចិត្តគាត់កាន់តែអាឡោះឡៃគាត់ទៅនឹកដុកអ៊ីមមិនអាចបំភ្លេចបានគ្រប់បែបយ៉ាងអញ្ចឹងគាត់ក៏បានបើកប្រអប់កាដូមើលម្ដងមួយគាត់ចង់ដឹងថានៅក្នុងនឹងមានអ្វីខ្លះអញ្ចឹងគឺនៅក្នុងប្រអប់កាដូនឹងសុទ្ធតែជាអនុស្សាវរីយ៍ដែលទូប្រុសនិងទូស្រីបានបន្សល់ឲ្យគ្នាគ្រប់យ៉ាងទូស្រីយើងរក្សាទុកមិនដែលបំភ្លេចសូម្បីតែមួយនេះគឺជាបូដែលទូស្រីបានដេណាសម្រាប់កូនរបស់គាត់ហើយសិភៅរឿងដែលតួសិភៅបញ្ជីដែលតួស្រីរៀនធ្វើឲ្យតួប្រុសបានបង្រៀនរួមជាមួយនឹងអាលិខិតសុំទោសដែលតួស្រីបានធ្វើខុសចំពោះតួប្រុសធ្វើបាបឲ្យធ្វើលិខិតសុំទោសនេះអញ្ចឹងពេលដែលតួប្រុសមើលវាហើយមានអារម្មណ៍ថាគ្រប់បែបយ៉ាងវាថ្មីវាដូចយើងមិនកំពុងតែនៅថ្មីមិនទាន់ប្រែប្រួលតាណាទាំងធាតុពិតវារំលងទៅអស់50ឆ្នាំទៅហើយមនុស្សដែលគាត់ស្រឡាញ់គឺបានស្លាប់បាត់ទៅហើយមិនមានរូបរាងនៅលើโลกនេះទៀតទេអញ្ចឹងនៅពេលដែលតួប្រុសយើងគាត់មើលអនុស្សាវរីយ៍ទាំងអស់ហ្នឹងគាត់អាឡោះឡៃខ្លាំងណាស់សូម្បីតែអេដមីនក៏មានអារម្មណ៍ថាហេតុអីចង់បញ្ចប់នៃសាច់រឿងវាពោពេញតែការឈឺចាប់យ៉ាងហ្នឹងបើសិនជាជីវិតបែបហ្នឹងគឺយើងអត់ចង់បានប៉ុន្តែឆាកជីវិតមនុស្សយើងវាជៀសពីការស្លាប់មិនរួចក្នុងពេលនោះដែរមានមន្ត្រីម្នាក់គាត់បាននិយាយប្រាប់តួប្រុសថាអញ្ចេះព្រះអង្គទូបង្គំសូមនិយាយការពិតកន្លងមកទូបង្គំមិនដែលជឿជាក់លើព្រះអង្គទេតែតែយល់ថាព្រះអង្គគឺជាស្ដេចដែលគ្មានបានការប៉ុន្តែចូលមកដល់ពេលនេះទើបដឹងថាព្រះអង្គគឺជាស្ដេចល្អបំផុតក្នុងចំណោមស្ដេចជាច្រើនអង្គគ្រប់ចំនួនដែលខ្ញុំបានឆ្លងកាត់មកខ្ញុំសូមសរសើរព្រះអង្គដោយអស់ពីចិត្តព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រនៅក្នុងនគរនេះរស់នៅប្រកបដោយសេចក្តីសុខនិងភាពសម្បូរសប្បាយខ្លាំងបំផុតទូប្រុសរបស់យើងក៏នឹកឃើញថាគាត់ទទួលយកបានពីព្រោះគាត់បានតាំងចិត្តហើយគាត់មិនឲ្យរាជគាត់ណាមួយលំបាកនោះទេហើយនៅពេលវេលាចេះតែកន្លងផុតទៅតួប្រុសរបស់យើងគាត់រស់នៅក្នុងភាពឯការរហូតដល់គ្រាមួយនៃភាពជរានៃជីវិតគាត់ក៏ត្រូវសោយទីវង្គតនៅពេលដែលគាត់ជិតស្លាប់មន្ត្រីទាំងអស់គឺបានព្យាយាមនៅក្បែរគាត់ប្រាប់ថាមិនបាច់នៅជិតគាត់ទេគាត់ត្រូវការនៅម្នាក់ឯងអញ្ចឹងអ្នកនរគ្នាចេញទៅក្រៅចប់នៅពេលដែលគាត់នៅម្នាក់ឯងនេះមុននឹងស្លាប់គោក្បាលរបស់គាត់ក៏នៅជាមួយនឹងដុកអ៊ីមដែរគាត់នៅឃើញថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលដុកអ៊ីមនឹងមកយកគាត់ហើយគាត់នៅបន្តសាងគ្រួសាររបស់គាត់ជាបន្តទៀតឆាកជីវិតគាត់ដើរលើផ្លូវលំវែងឆ្ងាយពោពេញទៅដោយភាពលំបាកវេទនារួមជាមួយនឹងភាពឯកាអស់ជាច្រើនឆ្នាំនៅទីបំផុតទីបញ្ចប់នៃជីវិតរបស់គាត់ក៏បានមកដល់គាត់មិនចាំបាច់រស់នៅដោយភាពឯកោគាត់មិនចាំបាច់រស់នៅដោយការឈឺចាប់ទៀតទេអញ្ចឹងគាត់អាចនឹងទៅរកកន្លែងដែលគាត់ចង់ទៅនឹងអាចមានក្តីសុខជាមួយមនុស្សដែលគាត់ស្រឡាញ់ទីបំផុតទូប្រុសរបស់យើងក៏បានសោយទីវង្គតនៅក្នុងពេលហ្នឹងទៅអ្នកអរគ្នាប៉ុន្តែអ្វីដែលគួរហួចចិត្តបំផុតវាគ្រាន់តែជាសុបិនមួយរបស់ទូប្រុសតែប៉ុណ្ណោះដែលធ្វើឲ្យអត់មាននឹងមានអារម្មណ៍ថាអាណិតឈឺចាប់ខ្លាំងមែនតើត្រូវក្រាមដកព្រះឯងអស់ឡើងយូរឯងខំទៅយំដល់ទៅពេលហើយទូស្រីគាត់សួរថាអញ្ចេះព្រះអង្គមានរឿងអីតាំងចំហថាគឺគាត់យល់សពអាក្រក់អញ្ចឹងណាគាត់យល់សពទូស្រីថាព្រះអង្គកុំឲ្យបារម្ភអីវាគ្រាន់តែជាសុបិនគ្រប់យ៉ាងវាមិនមែនជាការពិតទេអញ្ចឹងការពិតនៅពេលនេះគឺព្រះអង្គគឺកំពុងតែនៅក្បែរដុកអ៊ីមទូស្រីរបស់យើងចាំបាននេះអាកន្លែងដែលទូប្រុសយើងភ្ញាក់មកវឹបតាមពិតកន្លែងហ្នឹងគឺជាសុបិនទាំងអស់របស់ទូប្រុសនេះឯងអ្នកទាំងអស់គ្នានិយាយមែនមើលរឿងណាប្រហែលភាគចុងក្រោយនេះអេដមីនតាំងទ្រូងសែតហ្មងមិនរកអាក្តីសុខឲ្យខ្លួនឯងពីការមើលរឿងនឹងមិនឃើញសោះមានតែភាព
អាឡោះអាឡៃយើងចេះបារម្ភថាជីវិតរបស់យើងចេះចាស់ទៅហើយវាគង់មានថ្ងៃណាមួយយើងត្រូវបាត់បង់បែបហ្នឹងយើងខ្លាចបំផុតគឺការបាត់បង់ទោះបីជាយើងដឹងថារឿងទាំងអស់នោះគឺជារឿងជៀសមិនរួចអញ្ចឹងពេលនេះយើងគួរធ្វើអ្វីល្អសម្រាប់ជីវិតយើងណាពេលអ្នកគ្នារឿងបាត់បង់ជារួចទេហើយអញ្ចឹងយើងត្រូវព្យាយាមធ្វើល្អបំផុតសម្រាប់ជីវិតយើងពេលដែលតួប្រុសរៀបទៅរោងជំនុំក៏នឹកឃើញថ្ងៃចុងក្រោយនៃការស្លាប់របស់ដុកអ៊ីមដែលក្នុងយល់សពរបស់គាត់នឹកឃើញថាក្តីសុខដែលគាត់នៅជាមួយមនុស្សដែលគាត់ស្រឡាញ់គឺតិចណាស់អញ្ចឹងគាត់មានពេលវេលាតែធ្វើការដើម្បីរៀនដើម្បីមន្ត្រីគ្រប់គ្នាតែគាត់មិនមានពេលដើម្បីមនុស្សដែលគាត់ស្រឡាញ់សោះអញ្ចឹងគាត់សម្រេចចិត្តថាថ្ងៃហ្នឹងគាត់អត់ទៅរោងជំនុំទេគាត់នឹងនៅជាមួយនឹងដុកអ៊ីមមើលផ្ការីកហើយផ្កាហ្នឹងមួយឆ្នាំពីរឆ្នាំ4 5ឆ្នាំវារីកតែម្ដងឯងហើយគាត់ក៏បានអាឡោះអាឡៃទូស្រីគាត់ឆ្ងល់ហើយមិនបន្ទូប្រុសយំចំពោះមកគាត់តាមពិតគឺទូស្រីមិនដឹងថានៅក្នុងសុបិននេះវាគឺការឈឺចាប់បែបណារបស់ទូប្រុសទេអញ្ចឹងហើយគេក៏សម្រេចចិត្តថាទូប្រុសក៏សម្រេចចិត្តថានាំទូស្រីមកមើលផ្កានឹងរីកវិញពីព្រោះផ្កានឹង2 3 4 5ឆ្នាំមកវារីកម្ដងវាមិនងាយមានផ្កា